ស៊ីលៀនដឹងថាចិញ្ចៀននេះច្បាស់ជាខឈើជាអ្នកទុកឲ្យតើគេមានន័យយ៉ាងម៉េចការប្រែបត្រានៅជារាជទាយាននគរសៀនលឿជាឋានសួគ៌លើដីស្រស់ស្អាតរស់រវើកគ្រប់យ៉ាងក្នុងរាជវាំងសុទ្ធតែជារបស់មានតម្លៃមហាសាលព្រះបត្រាតែងតែលេងត្បូងពេលដែលទ្រង់អបសុខដោយបទពិសោធន៍ធ្លាប់ជាអ្នកមានទៅមើលយ៉ាងណាក៏មិនដឹងថាចិញ្ចៀនចរណៃនេះធ្វើឡើងអំពីអីបានជាភ្លឺផ្លេកខ្លាំងម្ល៉េះនៅក្នុងខ្ទមគ្មានកន្លែងដើម្បីរក្សារបស់នេះដូច្នេះស៊ីលៀនមានជំរឿចុងក្រោយគឺពាក់ជាប់ខ្លួនតែម្ដងទៅបើមានឱកាសបានជួបម្ដងទៀតនឹងសួរhỏiឈឹងឲ្យច្បាស់បន្ទាប់ពីឆ្វែលភ្នំឆ្លងសមុទ្រខ្សាច់ប្រមាណថ្ងៃមុននេះកលៀនមានជាការដាក់ច្បាប់បើបន្តច្បាស់ជាដាច់ចេញពីគ្នាមិនខានជាហេតុធ្វើឲ្យស៊ីលៀនដេកដោយសាកសពក្នុងខ្ទមប្រមាណថ្ងៃមិនចេញទៅណាបើកំបានគុណបុណ្យអ្នកភូមិហុចបបរហុចនំប៉ាវកុំអីព្រះបត្រាបានដេកគម្រប់7ថ្ងៃបាត់ហើយប៉ុន្មានថ្ងៃក្រោយមកស៊ីលៀនទទួលបានការកោះហៅពីលីងវិនឲ្យត្រឡប់ទៅឋានលើវិញព្រោះមានការប្រជុំអំពីព្រំដែនប៉ាន់យាលីងវិនប្រាប់ថានៅពេលដែលទ្រង់ម្ដងសូមទៅសំណាក់សិនអ៊ូតែម្ដងចុះបើទៅសំណាក់សិនអ៊ូមានន័យថាព្រះឥន្ទត្រឡប់មកវិញហើយតាំងពីស៊ីលៀនឡើងឋានទេវតាគេមិនទាន់បានជួបជូនអ៊ូនៅឡើយទេបន្ទាប់ពីសម្រាប់ជាច្រើនថ្ងៃក៏ត្រូវឡើងឋានលើម្ដងទៀតគ្រប់សំណាក់ទេវភាពទាំងអស់របស់មន្ត្រីអាទិទេពគ្រប់លំដាប់ឋានៈត្រូវបានសង់ឡើងនៅក្នុងឋានសួគ៌សំណាក់ទាំងអស់ប្រមូលផ្ដុំគ្នាបង្កើតបានជារាជធានីដ៏អស្ចារ្យតុលាការឋានសួគ៌មានផ្លូវធំសំខាន់មួយគឺមហាវិថីសិនអ៊ូស៊ីលៀនដើរនៅលើផ្លូវដ៏មានតម្លៃមហាសាលតម្រង់ទៅសំណាក់សិនអ៊ូនៅតាមផ្លូវមានមន្ត្រីអាទិទេពជាច្រើនរស់រានដូចគ្នាតែគ្មាននរណាម្នាក់ធ្វើស្គាល់ស៊ីលៀនទេធ្វើដូចជាមើលភ្លាមគ្រោះចង្រៃនឹងតាមពួកគេតន់ហន់ភ្លេនអញ្ចឹងស៊ីលៀនទម្លាប់ជាមួយនឹងកាយវិការទាំងអស់នេះអត់មានអីថ្មីទេអ្វីដែលថ្មីគឺទ្រង់ទៅតែនាំគ្រោះដល់លោកមេតាបរងភ័យក្តៅអញ្ចឹងរដ្ឋអំណាចនៃគ្រោះចង្រៃកាន់តែឆាប់ជួលធ្វើឲ្យគ្រប់គ្នាខ្លាចរអាពេលកំពុងដើរតែឯងស្រាប់តែមានសម្លេងស្រីហៅព្រះបត្រាស៊ីលៀនស្មានថាមានមនុស្សក្លាហានឯណាដែលហ៊ានហៅគេមុនតែអត់ទេបរោះនោះហៅអ្នកផ្សេងនៅទីនេះមានព្រះបត្រារាជទាយាច្រើនណាស់អញ្ចឹងហៅច្រឡំគ្នាជារឿងធម្មតាមើលទៅមកក៏ឃើញថាមានព្រះបត្រាពិតមែនគេនៅក្មេងជាបត្រានគរយ៉ុងអានក៏ជាអាទិទេពចម្បាំងភាគខាងកើតឈ្មោះឡាងឈៀនឈៀវសំណាក់ថៃខ្វាហើយសម្បៅវងកញ្ចក់បន្តិចថៃកន្លែងនេះគឺភាសាចិន TAI ថៃខ្វាពួកដេរឆានទាំងនោះឈ្មោះវាគ្មានតម្លៃស្អីទៅត្រូវចេញពីមាត់ខ្ញុំទេពេលរាជបុត្រមួយអង្គនោះរាក់ទាក់មុនស៊ីលៀនក៏រាក់ទាក់វិញដូចគ្នាតែអ្នកបម្រើរបស់គេបែរជាបញ្ញាបរុញម្ចាស់របស់ខ្លួនព្រោះព្រះឥន្ទកំពុងចាំចេញទៅបាត់មិនទាន់ទេវតានៅសងខាងក៏តាំងនិយាយដើមថាអ្នកទាំងពីរជាព្រះរាជបុត្រដូចគ្នាតែព្រះបត្រានគរយ៉ុងអានស័ក្តិសមជាក្សត្រាដ៏ខ្ពង់ខ្ពស់ថ្លៃថ្នូរជាងម្នាក់នៅសៀនលឿការនៅជាមនុស្សឡានឈៀនឈៀជារាជទាយាទដោយស៊ីលៀនដែរមិនត្រឹមតែប៉ុណ្ណោះគេជាព្រះបត្រានគរយ៉ុងអាននគរយ៉ុងអានបានវាទីយន្តនគរសៀនលឿដែលបានដួលរលំអ្នកដឹកនាំយ៉ុងអានជាមេតបដែលធ្វើការបះបោរទម្លាក់ព្រះរាជានគរសៀនលឿបន្ទាប់ពីខ្លាយជាទេវតាអ្នកទាំងពីរគង់តែជួបគ្នាជាធម្មតាពេលនិយាយដើមអ្នកណាម្នាក់គេតែងតែនិយាយស្ងាត់ខ្លាចម្ចាស់ដើមរឿងឮតែដោយសារម្នាក់នោះជាស៊ីលៀនអញ្ចឹងហើយគ្រប់គ្នានិយាយខ្លាំងបានគេឮកាន់តែល្អស៊ីលៀនដើរទៅមុខបន្តក៏មានសម្លេងហៅជាលើកទី2គេស្មានថាមានអ្នកណាហៅច្រឡំទៀតហើយតែលើកនេះក៏ឃើញថាជាលីងវិនដើមរាក់ទាក់ព្រះបត្រាសួរនាំថាលោកមេតាប្រងភ័យនឹងត្រូវទទួលទោសបែបណាលីងវិនប្រាប់ថាប្រហែលជាដកហូតទេវភាពបណ្ដោះអាសន្នស៊ីលៀនស្រាប់តែនឹកឃើញនឹងសួរបន្ថែមអំពីតម្រុយរបស់ក្មេងប្រុសក្បាលរំកណាត់តែលីងវិនសុំទោសនឹងប្រាប់ថាមិនទាន់រកបានតម្រុយគេនៅឡើយទេអ្នកទាំងពីរដើរមកដល់សំណាក់សិនអ៊ូខាងក្នុងមានមន្ត្រីអាទិទេពជាច្រើនខ្លះមានគ្នាខ្លះក៏ចូលតែឯងអ្នកដែលមកចូលទីនេះបានត្រូវតែជាអាទិទេពពីសិទ្ធប៉ុណ្ណោះលើបល្ល័ង្កព្រះឥន្ទកំពុងអង្គុយបិទភ្នែកស្ងប់ស្ងាត់មើងម៉ាត់ពេលដឹងដល់វត្តមានរបស់ស៊ីលៀនព្រះឥន្ទបើកភ្នែកឡើងមានព្រះបន្ទូលស្វាគមន៍សៀលឿទ្រង់មកដល់ហើយត្រឹមនេះភ្នែកគ្រប់គូសម្លឹងទៅសៀលៀនមើលទៅការកោះប្រជុំលើកនេះតួអង្គសំខាន់មិនមែនបញ្ហានៅបញ្ញាឬលោកមេតបរងភ័យទេតែជាបត្រាសៀលឿគ្រាន់តែអោនក្បាលចុះគោរពមិននិយាយអីលីងវិនរាយការណ៍អំពីអវត្តមានរបស់អាទិទេពដែលមិនបានចូលរួមជន់អ៊ូងក់ក្បាលនឹងប្រាប់ថាពួកគេបានរាយការណ៍មកដោយផ្ទាល់ហើយបន្ទាប់មកទ្រង់ក៏ងាកទៅសួរសៀលឿដឹងហើយមែនទេថាហេតុអីយើងក៏ហៅទ្រង់មកក្នុងថ្ងៃនេះព្រះបត្រាតបថាគេដឹងច្បាស់អំពីការប្រជុំថ្ងៃនេះនិងសន្មតថាបញ្ហាដែលពាក់ព័ន្ធនឹងលោកមេតាបរងភ័យច្បាស់ជាមានដំណោះស្រាយរួចហើយពេលនោះស្រាប់តែមានសម្លេងបរិមម្នាក់ឆ្លើយកាត់ថាដំណោះស្រាយគឺនៅពិបាកសម្រេចនៅឡើយអ្នកដែលមកដល់នោះគឺជាដើមហេតុដែលចែសៀនជីសម្រាប់មនុស្សបង្កចលាចលដើម្បីតែបានជួបមុខម្ចាស់សំណាក់មីងកងលោកមេតាភ័យលោកមេតាភ័យជាមនុស្សដែលជោគជ័យទាំងសឹកសង្គ្រាមនិងរឿងស្នេហាបើនិយាយពីទំនាក់ទំនងស្នេហារបស់គេវិញមានទាំងស្អាតដោយប្រឡំលោកនិងកលួងសមានមិនដល់ហើយតែជាស្រីស្អាតតាំងពីទេពធីតាឋានលើដេញដល់ខ្មោចនារីឋានក្រោមព្រាយបិសាចក៏មិនលើកលែងដរាបណាអូនជាស្រីស្អាតតែងតែជាគូនឹងបងប្រុសសង្ហាបែបនោះហើយទៅលោកមេតបម្នាក់នេះមានរហស្សនាមមួយទៀតថាជាអាទិទេពសម្បូរស្នេហ៍ភ័យមីងដើរមកចិត្តរាក់ទាក់ព្រះបត្រាបន្ទាប់មកសម្បកកាយអាចៅក៏ផុសឡើងកណ្ដាលអាកាសភ័យសៀវដើរចូលមកតាមក្រោយដៃជាប់ខ្សែសិលភ័យមីងនិយាយថាបន្ទាប់ពីធ្វើការស៊ើបអង្កេតនិងសួរនាំរួចក៏បានដឹងថាភ័យសៀវបានទៅជួបនឹងដៃគូម្នាក់ដែលមានជំនាញប្រយុទ្ធមិនធម្មតា
មនុស្សម្នាក់នេះតែងតែនៅក្បែរស៊ីលៀនគ្រប់ពេលជាក្មេងប្រុសស្លៀកឈុតក្រហមក្មេងឈុតក្រហមនេះអាចសម្លាប់ប្រឡឹងទាហានប៉ាន់យាដែលជាប្រឡឹងនៅលំដាប់ទី3ត្រឹមមួយប៉ព្រិចភ្នែកដូច្នេះគេច្បាស់ជានៅលំដាប់កំពូលបុគ្គលនៅលំដាប់កំពូលដែលស្លៀកឈុតក្រហមពាក្យឈុតក្រហមធ្វើឲ្យអតិថិជនបែកញើសមួយរំពេចគ្រប់គ្នាម្នាក់សុទ្ធតែដឹងតែមិនហ៊ាននិយាយភ័យមីងក៏សួរបន្តថាតើក្មេងនោះជាអ្នកណាស៊ីលៀនធ្វើជាខ្សិញ្ចឹងគិតមិនសូវចាំដែរពេលនោះមនុស្សច្រើនណាស់ប្រហែលជាម្នាក់ក្នុងចំណោមក្រុមឈ្មួញទេដឹងភ័យមីងប្រកែកតាមអ្វីដែលភ័យសៀវប្រាប់ក្មេងនេះស្និទ្ធស្នាលនឹងស៊ីលៀនណាស់មិននឹងអាចភ្លេចបានលឿនម្ល៉េះពេលនោះបរិស្លៀកឈុតអ្នកសុំសិលម្នាក់ដៃគ្រូវិឈើវេទមន្តលោកមាត់ថាអ្វីដែលលោកមេតបភ័យបានស្ដាប់គឺជាសម្ដីតែម្ខាងរបស់ភ័យសៀវកំពុងមានកំហុសស្រាប់តើសម្ដីរបស់គេអាចទុកចិត្តបានប៉ុណ្ណាដើម្បីជាការបញ្ជាក់ភ័យមីងសូមឲ្យលោកមេតបណានយ៉ាងនិងលោកមេតបសៀនចិនជួយចូលមកពិនិត្យស្នាមរបួសលើរាងកាយរបស់អាចៅលោកមេតបទាំងពីរចូលមកពិនិត្យបន្តិចក៏និយាយថាជាស្នាដៃរបស់ដាវពិឃាតអ៊ឺមីងដាវពិឃាតអ៊ឺមីងជាអាវុធចម្លែកដែលហွာឆឹងប្រើក្នុងការផ្ដួលអតិថិជនទាំង33នាក់មួយឆ្វាច់ផ្ដាច់ប្រឡឹងនឹងកិត្តិនាមរបស់អតិថិជនទាំងនោះគ្មានសល់ភ័យមីងធ្វើការអរគុណដល់លោកមេតបទាំងពីរនិងនិយាយថាបើជាគេពិតមែនបញ្ហានេះស្មុគស្មាញហើយជាថ្មីម្ដងទៀតបរិះឈុតសលោកមាត់លោកមេតបភ័យចង់ចោទប្រកាន់ថាព្រះបត្រាចូលដៃជាមួយស្ដេចខ្មោចទម្លាក់កំហុសគ្រប់យ៉ាងឲ្យលោកមេតបរងភ័យមែនទេទាំងពីរលើកដែលគេនិយាយគឺនៅខាងស៊ីលៀនដូច្នេះស៊ីលៀនត្រូវចំណាំមុខឲ្យបានថាតើបរិះម្នាក់នោះជាអ្នកណាភ័យមីងឆ្លើយថាមិនមែនរូបដៃទេតែខ្លាចព្រះបត្រាត្រូវបុគ្គលម្នាក់នោះប្រើវេទមន្តខ្មៅសណ្ដំចិត្តបំមាំងភ្នែកដូច្នេះគោលបំណងរបស់លោកមេតបភ័យគឺទម្លាក់កំហុសគ្រប់យ៉ាងទៅលើខွာឆឹងស៊ីលៀននិយាយអះអាងបើលោកមេតបភ័យមិនទុកចិត្តគេក៏គួរតែទុកចិត្តទេវីយ៉ូព្រោះនៅពេលដែលលោកមេតបរងសារភាពទេវីយ៉ូឮគ្រប់យ៉ាងណាមួយពេលនេះនៅចំពោះមុខព្រះអិនស្រាប់ទ្រង់អាចសួរបញ្ជាក់ថានៅលើខ្លួនរបស់ស៊ីលៀនមានចុះវេទមន្តខ្មៅឬទេដែលឡែកព្រះអិនមិនឆ្លើយដូច្នេះមានន័យថាស៊ីលៀនស្អាតស្អំស៊ីលៀនសូមឲ្យលោកមេតបភ័យបែងចែករឿងទាំងពីរឲ្យដាច់បើក្មេងម្នាក់នោះជាខွာឆឹងពិតមែនក៏គ្មានអីពាក់ព័ន្ធនឹងទង្វើរបស់លោកមេតបរងដូចគ្នាមានឈ្មោះជាស្ដេចបិសាចតែមិនបានន័យថាគេត្រូវទទួលកំហុសដែលគេមិនបានធ្វើនោះទេដែលឡែកភ័យមីងមិនព្រមចង់ឲ្យមានការសួរចម្លើយម្ដងទៀតលើកនេះគួរតែយកព្រះគូប៉ាញយាមកសួរចម្លើយដែរកាន់តែល្អព្រមនោះភ័យសៀវលោកមកថាគ្រប់យ៉ាងគេជាអ្នកធ្វើគេហ៊ានទទួលរាល់ការដាក់ទោសទាំងអស់ភ័យមីងស្រាប់តែខឹងសពដងគេតែងតែស្ងាត់មាត់ហេតុអីថ្ងៃនេះស្រាប់តែឡប់គ្រឿងមកលោកមាត់មិនមើលកលៈទេសៈបែបនេះយើងកំពុងតែជួយឯងណាភ័យមីងលើកជើងបំរុងនឹងធាក់តែព្រះអិនមានបន្ទូលកាត់បញ្ហានៅព្រំដែនប៉ាន់យាត្រូវបានដោះស្រាយយកភ័យសៀវទៅទម្លាក់បណ្ដោះអាសន្នសិនរឿងដាវពិឃាតទ្រង់នឹងឲ្យមានការស៊ើបអង្កេតបន្ថែមទៅលើចំណុចនេះបិទអង្គប្រជុំគ្រប់គ្នាអាចត្រឡប់ទៅសំណាក់រៀងខ្លួនបានតែសៀនលឿទ្រង់នៅសិនគ្រប់គ្នាចាក់ចែងបរិះឈុតសរៀបនឹងរាក់ទាក់ស៊ីលៀនហើយស្រាប់តែភ័យមីងនិយាយកាត់ជីងសៀនយល់ដល់បងប្រុសរបស់ឯងឈប់លូកដៃក្នុងបញ្ហាអ្នកដទៃបានទេតែជីងសៀនមិនជាឆ្លើយទាំងមិនខ្វល់ឬខ្លាចសូម្បីបន្តិចមិនបាច់យកបងប្រុសមកគំរាមទេគេមិនខ្លាចស្រាប់ហើយមនុស្សធ្វើខុសត្រូវទទួលទោសជារឿងធម្មតាទង្វើរបស់លោកមេតបរងមានអីពាក់ព័ន្ធនឹងគេបែកខ្ជិលឆ្លោះប្រកែកច្រើនជាងសៀនដើរសៀលៀនត្រៀមខ្លួនរួចជាស្រេចដោយគិតថាភ័យមីងអាចនឹងនៅដៀលខ្លួនមកទី2ឌីសិនតែភ័យមីងមកជាដើរចេញទៅម្នាក់ទៀតនៅក្នុងសាលទាំងមូលមានតែព្រះបត្រាថៃខွာដែលឈរដេកសៀលៀនញញឹមហួរចិត្តដើរទៅដាស់នឹងប្រាប់ថាប្រជុំចប់ហើយគេអាចទៅវិញបានឈានឈាវភ្ញាក់ទាំងមមីមើលគេប្រជុំរឿងអីស្ដាប់មិនឮផងតែគេក៏អរគុណដែលសៀលៀនបានដាស់នឹងប្រញាប់លាចេញទៅម្នាក់ទៀតនៅក្នុងសាលដ៏ធំល្វឹងល្វើយព្រះអិនចុះពីបល្ល័ង្កឃ្លាដំបូលដែលចេញពីមាត់របស់ទ្រង់គឺភ្លៀងឈាមបង្អុលផ្កាដាវពិឃាតអ៊ឺមីងស៊ីលៀនលុតជង្គង់ចុះឃ្លាស្វាគមន៍ដំបូងរបស់គេគឺសម្រិយជាទានទោសជុនអូចូលមកទប់និងសួរបញ្ជាក់ថាសៀនលឿដងកំហុសហើយមែនទេអញ្ចឹងប្រាប់មកមើលថាគេធ្វើអីខុសស៊ីលៀននៅស្ងៀមមិនតបជុនអូក៏បក់ដៃជាសញ្ញាគេដើរតាមទៅដំណាក់មួយទៀតនៅខាងក្រោយសាលនៅតាមផ្លូវព្រះអិនបន្តថា800ឆ្នាំមុនពេលទម្លាក់ទៅឋានកណ្ដាលទ្រង់បានប្រាប់ឲ្យសៀនលឿរក្សាទំនាក់ទំនងជាមួយឋានលើតែក៏បែរជាទៅបាត់ឈឹងទ្រាំលំបាកតែម្នាក់ឯងនៅឋានកណ្ដាល800ឆ្នាំក្រោយពេលឡើងឋានលើក៏មិនរាយការណ៍ទៅសំណាក់សុនអ៊ូសំបីមួយម៉ាត់បើជាអ្នកផ្សេងច្បាស់ជាត្រូវសំណាក់លីងបិនព្រមានហើយព្រះអិនមានបន្ទូលបន្តថាបើការសុំទោសមុននេះសំដៅដល់ប្រមាណដាវកាលនោះបំភ្លេចចោលទៅតែស៊ីលៀននិយាយទាំងអស់មុតចុះថាគេមិននឹងអាចបំភ្លេចបានទៅព្រះអិនប្រាប់ឲ្យព្រះបត្រាផ្ដោតទៅលើអនាគតច្រើនជាងនិងសរសើរការដោះស្រាយបេសកកម្មទាំងពីរលើករបស់គេធ្វើបានល្អមែនហើយមិនបាច់ខ្លាចថាធ្វើឲ្យអតិថិជនមានគង់ខឹងទេព្រះអិនទ្រង់នឹងមើលពីលើថែមតែរឿងសំខាន់នៅពេលនេះគឺទ្រង់ចង់ឲ្យស៊ីលៀនប្រាប់តាមត្រង់ថាបានទៅជួបស្ដេចបិសាចនោះដោយរបៀបណា
ស៊ីលៀនបញ្ញាប់ឆ្លើយឲ្យស្មោះត្រង់ថាគេបានជួបក្មេងប្រុសឈុតក្រហមម្នាក់ចៃដន្យតាមផ្លូវប៉ុណ្ណោះហើយគេក៏មិនបានរួមដៃជាមួយស្ដេចបិសាចអីពិតមែនជន់អ៊ូដឹងច្បាស់ថាស៊ីលៀនគ្មានថ្ងៃធ្វើបែបមនុស្សដែលទ្រង់ខាត់ឲ្យស៊ីលៀននៅព្រោះមានកិច្ចការមួយចង់ឲ្យចុះទៅស៊ើបអង្កេតជន់អ៊ូចង្អុលទៅលើផ្ទាំងគំនូរចាំទីតាំងមួយស្ថិតនៅទិសខាងកើត7ថ្ងៃមុនមានមនុស្សបានឃើញភ្លើងនាគរាជផ្ទុះឡើងនៅកណ្ដាលមេឃតែភ្លើងនោះមិនបង្កទុក្ខទោសដល់អ្នកណាស៊ីលៀនយល់ភ្លាមថាភ្លើងដែលឆេះតែមិនបង្កបញ្ហាដល់អ្នកណាមួយវាជាសញ្ញាសុំជំនួយអណ្ដាតភ្លើងនាគរាជក្តៅណាស់ទាមទារយុទ្ធសាស្ត្រក្រាស់ក្រែលនិងការគ្រប់គ្រងឲ្យបានល្អមិនអញ្ចឹងយុទ្ធសាស្ត្រនឹងវាយបកអ្នកដែលបង្កើតភ្លើងមានន័យថាពួកគេកំពុងជួបគ្រោះថ្នាក់ធ្ងន់ធ្ងរឬស្ថិតនៅក្នុងស្ថានភាពចុងក្រោយទើបដាច់ចិត្តជ្រើសជំរឿននេះអង្គប្រជុំនៅថ្ងៃនេះព្រះឥន្ទចង់ដឹងអំពីអវត្តមានរបស់អាទិទេពដែលមិនបានចូលរួមក៏ឃើញថាក្រៅពីទេពធរណីនិងទេពធីតាទឹកភ្លៀងដែលតែងតែមិនចូលរួមគ្រប់គ្នាសុទ្ធតែបានរាយការណ៍ជាមុនអំពីអវត្តមានដោយឡែកលីងវិនកំពុងសាររើតាក់ទងទៅទេពមុនក្នុងករណីដែលអាចជាពួកគេស៊ីលៀនយល់ហើយហេតុអីបានជាលីងវិនភ្នែកខ្មៅគ្មានកម្លាំងកំហែងនិងគ្មានពេលទៅរកក្មេងប្រុសក្បាលរោមកំណាត់ព្រះបត្រានិយាយថាអ្នកដែលបង្ខំឲ្យអាទិទេពជ្រើសវិធីនេះច្បាស់ជាមានអំណាចមិនធម្មតាដូច្នេះតើនៅក្បែរតំបន់នោះមានចំហាយបិសាចឬទេព្រះឥន្ទឆ្លើយថានៅក្បែរនោះមានក្រុងខ្មោចមួយឋានលើនិងឋានក្រោមបែងចែកព្រំដែនច្បាស់លាស់បើគ្មានភស្តុតាងរឹងមាំមិនអាចបំពេញខ្សែបន្ទាត់ដូច្នេះទើបចង់បញ្ជូនមនុស្សឲ្យចុះទៅស៊ើបអង្កេតដោយសម្ងាត់ឬបែបនេះស៊ីលៀនស្នើខ្លួនទទួលកិច្ចការនេះតែជន់អ៊ូខ្លាចថាគេមិនស្រណុកចិត្តព្រោះទី1ភាគខាងកើតគឺជាទឹកដីរបស់ឡានឈៀនឈៀវស៊ីលៀនត្រូវសហការជាមួយគេបើទ្រង់ទទួលបេសកកម្មនេះនិងទី2ម្ចាស់ក្រុងខ្មោចបច្ចុប្បន្នជាខ្វាឆឹងអ្នកទាំងពីរដូចជាចុះសម្រុងនឹងគ្នាគ្រាន់បើស៊ីលៀនទទួលបេសកកម្មនេះអាចនឹងមានភាពល្អកកដោយឡែកព្រះបត្រាមិនគិតថាភ្លៀងឈាមបង្អុរផ្កាជាមនុស្សដែលមានល្បិចកលដូច្នេះគេអះអាងទទួលឬបែបនោះជន់អ៊ូក៏បានត្រឹមដាស់តឿនមិនឲ្យស៊ីលៀនមើលមនុស្សក្នុងផ្លូវល្អពេកហើយបើចៃដន្យទៅជួបគ្នាមែនក៏មិនត្រូវទៅប៉ះដាវពិឃាតរបស់អ៊ឺមីងឬឲ្យដាវនោះមកប៉ះទ្រង់ជាដាច់ខាតព្រោះវាជាអាវុធជាប់បណ្ដាសាដើម្បីបង្កើតដាវនេះបានត្រូវបូជាឈាមស្រស់ដោយប្រើវិធីខុសខើបំផុតស៊ីលីនមិនដឹងជាបានភាពជឿជាក់មកពីណាក៏ស្រាប់តែគិតក្នុងចិត្តថាសាឡានប្រហែលជាមិនកាប់ខ្ញុំម្ដងទេដឹងតែខាងក្រៅក៏បានត្រឹមតែយល់ហើយក្រាបទូលបន្ទាប់ពីប្រាប់បេសកកម្មរួចក៏ដល់វេនរើសមនុស្សដែលត្រូវទៅជាមួយជន់អ៊ូសួរថាតើគេចង់ឲ្យអ្នកណាទៅជាគ្នាស៊ីលៀនឆ្លើយថាអ្នកណាក៏បានឲ្យតងាស្រួលចុះសម្រុងនឹងមានយុទ្ធសាស្ត្រខ្លាំងដើម្បីឲ្យគេអាចខ្ចីបានក្នុងគ្រាមានអាសន្នព្រះអិនមានបន្ទូលថាប្រយោគដំបូងរបស់ទ្រង់ច្រានចោលណានយ៉ាងនឹងសៀនចិនបាត់ហើយសម្ដីរបស់ជន់អ៊ូមិនខុសទេព្រោះចរិតរបស់ហ្វឹងសៀននិងមួយឈេងពេលនេះអាចបកស្រាយមួយម៉ាត់យ៉ាងខ្លីថាអញមិនរាប់អាណាទាំងអស់ស៊ីលៀនសើចតិចនិយាយដល់ហ្វឹងស៊ីនក៏នឹកឃើញដល់សំណាក់ដែលខូចខាតដូច្នេះស៊ីលៀនក៏ឆ្លៀតពេលនេះអរគុណដល់ព្រះឥន្ទតែម្ដងទៅដែលផ្ដល់ជំនួយទៅគេអាចសងបំណុលចាស់អស់តែជន់អ៊ូប្រកែកបំណុលនោះគួរតែអរគុណណានយ៉ាងវិញទៅត្រូវព្រោះឮមកថាហ្វឹងស៊ីនបានតាក់ទងទៅលីងវិនដោយសម្ងាត់ថាមិនបាច់ឲ្យព្រះបត្រាសងទេស៊ីលៀនទៅតែដឹងនៅពេលនេះអញ្ចឹងតើបានជាបំណុលឡើងច្រើនសងឆាប់អស់ម្លេះតែនៅពេលដែលហ្វឹងស៊ីនមិនចង់ឲ្យគេដឹងមានន័យថាគឺដឹងតែក្នុងចិត្តទៅបានហើយព្រះឥន្ទណែនាំអ្នកដែលស័ក្តិសមទាំងពីរលក្ខខណ្ឌរបស់ស៊ីលៀននៅពេលនេះគឺមានតែម្នាក់ប៉ុណ្ណោះគឺទេវីយ៉ូព្រះបត្រាញញឹមយល់ព្រមតែខ្លាចទេវីយ៉ូមិនព្រមព្រះឥន្ទមានបន្ទូលធានាទេវីយ៉ូជាមនុស្សចូលចិត្តរាប់ញាតនិងមានកម្លាំងយុទ្ធសាស្ត្រខ្លាំងពូកែគេថែមទាំងលើកសរសើរអំពីស៊ីលៀនច្រើនគួរសមដូច្នេះអ្នកទាំងពីរជាដៃគូដែលស័ក្តិសមក្រោយពីនិយាយគ្នារួចជន់អ៊ូដើរទៅផ្ទះស្មាស៊ីលៀនថើលើកទឹកចិត្តកុំឲ្យគេធ្វើបាបខ្លួនឯងពេកនិងប្រាប់ឲ្យស៊ីលៀនទៅចាំនៅសំណាក់ស៊ីលឿចោព្រះអង្គបានសង់សំណាក់ថ្មីឲ្យគេមួយហើយទ្រង់នឹងឲ្យមនុស្សជូនដំណឹងទៅទេវីយ៉ូមកដល់សំណាក់ស៊ីលឿតែស៊ីលៀនមិនចូលក្នុងព្រោះព្រះប្រមូលសំណល់ដូចជាគេមិននឹងសាសមជាមួយកន្លែងខ្ពង់ខ្ពស់បែបនេះរំពេចនោះក៏ស្រាប់តែមានសម្លេងមនុស្សរាក់ទាក់ពីខាងក្រោយព្រះបត្រាបែរទៅមើលក៏ឃើញឈីងសៀនញញឹមរាក់ទាក់ពីចម្ងាយមនុស្សនេះមានអំណោយទានពីក្បាលដល់ចុងជើងតែម្ដងស៊ីលៀនក៏ញញឹមរាក់ទាក់វិញតាមសុជីវធម៌ឈីងសៀនមកដល់ក៏និយាយបបួលតើទៅដើរលេងឋានក្រោមឯណាណីម្ដងតែព្រះបត្រាប្រាប់គេថាខ្ញុំនៅចាំមនុស្សសិនឈីងសៀនសួរថាគេនៅចាំអ្នកណាទៀតស៊ីលៀនក៏ឆ្លើយថាខ្ញុំនៅចាំទេវីយ៉ូចុះខ្ញុំនៅទីនេះតាស៊ីលៀនភ្ញាក់ផ្អើលឈីងសៀនក៏ភ្ញាក់ផ្អើលដូចគ្នានៅឋានលើនេះនៅមានអ្នកដែលមិនស្គាល់គេដែរស៊ឺឈីងសៀនជាអាទិទេពខ្យល់ជាម្នាក់ក្នុងចំណោមធាតុសំខាន់ទាំង5ត្រូវជាប្អូនប្រុសរបស់ម្នាក់ដែលមានរហស្សនាមអំណាចម្ចាស់ទឹកអាទិទេពគង្គាស៊ឺអ៊ូឌូនៅពេលដែលឈីងសៀនលាផ្លិតឡើងវាជាផ្លិតតែមួយដែលទេវីយ៉ូកាន់អញ្ចឹងថ្ងៃមុនដែលណានហ្វឹងមិនស្គាល់គេព្រោះធ្លាប់តែឃើញទេវីយ៉ូក្នុងទម្រង់ដើមជាមនុស្សប្រុសឯស៊ីលៀនសួរទាំងទៅដឹងមកថាតើហេតុអីបានជាទ្រង់ប្រែកាយជាមនុស្សស្រីកាលពីមុនយ៉ាងម៉េចឬមួយខ្ញុំមិនស្អាតទេស្អាតតែបើស្អាតហើយគ្មានតែទេធ្វើបែបនោះខ្ញុំមានសម្រស់មួយបែបទៀត
តែថាពួកយើងមិនគិតបន្លំខ្លួនឲ្យបានល្អទេមុននឹងទៅក្រុមខ្មោចស៊ីលៀនលោកសញ្ញាសួរពេញមុខ4ម៉ោងក្រោយមកឈិងសៀនបរាជ័យទាំងស្រុងក្នុងការដាក់មនោគមស៊ីលៀនឲ្យប្រែការជាមនុស្សស្រីជាមួយខ្លួននៅតាមផ្លូវព្រះបត្រាសរសើរលោកមេតបភ័យមីងនិងភ័យសៀវជាខ្សែស្រឡាយសាច់ឆ្ងាយបានក្លាយជាទេវតាជារឿងអស្ចារ្យណាស់ទៅហើយតែទេវីយ៉ូនិងទេពគង្គាជាបងប្អូននៅក្រោមដំបូលជាមួយគ្នាបានក្លាយជាទេវតាព្រមគ្នាពិតជារឿងកម្រណាស់ឈិងសៀនតបថាមកពីពួកគេធំឡើងជាមួយគ្នារៀនក្នុងសំណាក់គុណតែមួយគ្រូតែមួយវិធីសាស្ត្រតែមួយដូច្នេះបានឡើងឋានលើដំណើរគ្នាគ្មានអីចម្លែកទេស៊ីលៀនសូមបន្តថាការនៅសំណាក់សិនអ៊ូស្ដាប់ឮសម្ដីលោកមេតបភ័យទៅគេដូចជាមិត្តល្អនឹងទេពគង្គាខ្លាំងណាស់ដែលទេវីយ៉ូនិយាយប្រឆាំងជាមួយលោកមេតបភ័យបែបនោះអាចបង្កបញ្ហាដល់ទំនាក់ទំនងពួកគេទេតែឈិងសៀនអះអាងថាបងប្រុសរបស់គេដឹងតាំងពីដើមហើយថាគេមិនចូលចិត្តភ័យមីងទេចោះមិនខ្លាចបង្កភាពប្រេះឆារវាងពួកគេទាំងពីរទេតែឈិងសៀនបែរជាតបឡើងរំភើយថាប្រេះទៅបានរយៈតែម្ដងរត់តែល្អគេមិនចង់ឲ្យបងប្រុសរបស់ខ្លួនដើរជាមួយអ្នកទាំងពីរនោះទេនឹងអាលេងមានអាឈ្មោះមហារីទាំង3នោះទៀតស៊ីលេងមិនយល់អ្វីទៅមហារីទាំង3ជាអាទិទេពទាំង3នាក់ដែលមិនចោះសម្រងជាមួយអ្នកណាទាំងអស់នៅឋានលើស្នាតែគ្នាគេ3នាក់ហ្នឹងមានមីងគួងលីងវិននិងបងប្រុសរបស់ខ្ញុំស៊ីលៀនញញឹមគិតក្នុងចិត្តស្មានថាជាស៊ីលៀននិងស៊ីលៀនឈិងសៀនរៀបរាប់បន្តបញ្ហានេះជាកំហុសរបស់ភ័យសៀវទាំងស្រុងភ័យមីងមិននឹងអាចទម្លាក់កំហុសទៅឲ្យព្រះគ្រូប៉ាញៀហើយការពារភ័យសៀវបាននោះមិនថាជាមនុស្សទេវតាឬខ្មោចត្រូវទទួលស្គាល់អ្វីដែលខ្លួនធ្វើខុសធ្វើបាបក្មេងស្រីទន់ខ្សោយម្នាក់កំសាកណាស៊ីលៀនអត់មិនសរសើរមិនបានដែលទេវីយ៉ូជាមនុស្សមានគុណធម៌គួរឲ្យគោរពឈិងសៀនក៏សរសើរព្រះបត្រាវិញដូចគ្នាគេធ្លាប់ឮបញ្ហានៅព្រំដែនប៉ាញៀតែរវល់រកតែពេលចុះទៅមិនបានថ្ងៃនោះលឺស៊ីលៀនសួរនៅក្នុងញៀនទេពទៅគេនឹកឃើញមកវិញពេលទៅដល់កន្លែងក៏ស្រាប់តែឃើញព្រះបត្រាមិនត្រឹមតែនិយាយទេថែមចង់ចោះទៅដោះស្រាយទៀតដូច្នេះឈិងសៀនក៏គិតថាអាយ៉ាអាទិទេពម្នាក់នេះគ្រាន់បើនិយាយបណ្ដារាងកាយរបស់ឈិងសៀនក៏ប្រែទៅជាមនុស្សស្រីទេពគង្គានិងទេពវាយោជាព្រះដែលត្រូវបានមនុស្សគោរពបូជាដូចគ្នាតែពួកមនុស្សយល់ថាអាសនៈមួយបើមានមនុស្សស្រីម្នាក់និងប្រុសម្នាក់មើលទៅសមជាងពួកគេក៏ផ្ដួចផ្ដើមគំនិតដែលឆ្លាក់ម្នាក់ក្នុងចំណោមបងប្អូនទាំងពីរជាទេពធីតាហើយម្នាក់នោះគឺឈិងសៀនដូច្នេះគេក៏ទទួលបានឈ្មោះថ្មីមួយទៀតគឺទេពធីតាវាយោព្រោះតែមនុស្សបូជាគេក្នុងនាមជាទេពធីតាទៅក្នុងរាងកាយជាមនុស្សស្រីកម្លាំងទេពរបស់ឈិងសៀនខ្លាំងក្លាជាងឈិងសៀនមិនប្រកាន់ហើយក៏មើលទៅដូចជាចូលចិត្តថែមទៀតផងដូចឡប់អញ្ចឹងរឿងហួសចិត្តបែបនេះក៏កើតឡើងជាមួយលីងវិនដូចគ្នាលីងវិនជាទេពធីតាប៉ុន្តែមិនសូវចូលចិត្តតុបតែងឬពាក់គ្រឿងលម្អច្រើនដូចមនុស្សស្រីនាងចូលចិត្តពាក់ឈុតខ្មៅមានសមត្ថភាពនិងមានចំណេះដឹងនៅឋានកណ្ដាលមនុស្សលោកជឿថាលីងវិនជាមនុស្សប្រុសព្រោះទេពកាន់របាយការណ៍ទាមទារឲ្យមានចំណេះដឹងខ្ពស់មនុស្សចំនួននោះជឿថាមនុស្សស្រីមិនអាចមានសំណាងរៀនបានជ្រៅជ្រះទេដូច្នេះបើជាមនុស្សស្រីទេពនេះច្បាស់ជាមិនស័ក្តិសិទ្ធិពេលដំបូងលីងវិនមានរូបសំណាកជាមនុស្សស្រីនាងមិនសូវមានអ្នកគោរពបូជាទេនៅថ្ងៃមួយអ្នកគោរពបូជារបស់ទេពធីតាលីងវិនស្រាប់តែនឹកឃើញគំនិតមួយដែលសង់រូបសំណាករបស់លីងវិនជាមនុស្សប្រុសក្រោយមកនាងក៏ស្រាប់តែមានអ្នកគោរពបូជាច្រើនឡើងជារឿយៗទេពធីតាលីងវិនក៏ប្រែទៅជាអាទិទេពលីងវិនពេលបង្ហាញខ្លួនក្នុងយល់សពលីងវិននឹងប្រើសម្បកកាយជាមនុស្សប្រុសមិនខ្វល់ថាអ្នកជាទេវតាឬខ្មោចអ្នកជាអ្វីដែលមនុស្សចង់ជឿមន្ត្រីអាទិទេពលែងយកចិត្តទុកដាក់លើបញ្ហានេះយូរហើយពេលយប់មកដល់អ្នកទាំងពីរអង្គុយចាំក្រែងមានពួកអាមនុស្សឆ្លងកាត់នឹងងាលបន្លំគេឯងចូលទៅក្រុមខ្មោចឈិងសៀនអង្គុយបដាដៃកាន់អូតិនស្រាផឹកនិងហុចឲ្យស៊ីលៀនបណ្ដាស៊ីលៀនគ្រាន់តែភ្លក់មួយក្អឹកឲ្យស្គាល់រសជាតិមិនអាចផឹកច្រើនក៏ដំណំមិនយូរប៉ុន្មានក៏ឃើញមានខ្មោចមួយក្រុមហោះកាត់ពិតមែនស៊ីលៀនប្រាប់ឈិងសៀនកុំភ្លេចបិទវេទមន្តនិងក្លិនមនុស្សបន្ទាប់មកពួកគេក៏តាមពីក្រោយក្រុមខ្មោចស្រីកំពុងធ្វើដំណើរទៅក្រុមខ្មោចដើម្បីធ្វើមុខរក្សាសម្រស់1ម៉ោងក្រោយមកក៏មកដល់ច្រកផ្លូវចូលក្រុមខ្មោចចាប់អារម្មណ៍សង្ស័យស៊ីលៀននិងឈិងសៀនជាអ្នកណាមកតាមពួកគេតាំងពីកាលព្រោះពេលចេញពីភ្នោដូចជាមិនមែនពួកគេមកជាមួយទេស៊ីលៀនប្រាប់ថាពួកគេជាខ្មោចដែលមកពីភ្នោឆ្ងាយឈិងសៀនងក់ក្បាលយល់ស្របខ្មោចស្រីសម្លក់អ្នកទាំងពីរមិនដាក់ភ្នែកមិនមែនចង់បន្លាចតែចង់សួរថានៅគ្នាទៅធ្វើមុខនៅសាឡនណាបានជាស្អាតម្លេះគ្មានចំគ្មានស្នាមសំបីបន្តិចស៊ីលៀននិងឈិងសៀនកាំងបានត្រឹមស្ញែងចាក់បដ ாய் តាមនឹងទៅដើម្បីព្យាយាមពន្យាពេលរហូតបានឆ្លងចូលទៅក្រុមខ្មោចទស្សនភាពបន្ទាប់នៅចំពោះមុខស៊ីលៀនគឺពិភពលោកដ៏ចម្លែកអាចកំបាំងមួយផ្សេងទៀតចំហាយខ្យល់ពណ៌ក្រហមនិងផ្លូវឆ្ងាយដាច់កន្ទុយភ្នែកនៅតាមដងផ្លូវមានទៀមលក់ដូរស្អីស្កាសក្រដាសប្រាក់ខ្មោចរសាត់ពេញគ្រប់ទីកន្លែងមនុស្សម្នាអ៊ូអសុទ្ធតែពាក់របាំងមុខចម្លែកទៀមលក់ស៊ុបគ្រាប់ភ្នែកជ្រូកលក់សាច់មនុស្សមានតាមវ័យនិងអាយុធ្លាប់តែឃើញមនុស្សកាប់ជ្រូកលក់ដល់មកឃើញជ្រូកកាប់មនុស្សលក់ជាទស្សនភាពនរកពិតនៅតាមផ្លូវដើរក៏ស្រាប់តែមានដៃលូកមកចាប់ជាឲ្យស៊ីលៀនដែលជាមនុស្សស្រី
ស្លៀកពាក់លិចលើលិចក្រោមបញ្ចេញសាច់ដំបងនាងភ្ញាក់ផ្អើលនឹងមុខសង្ហារបស់អ្នកម្ខាងទៀតបន្ទាប់មកក៏សាយពេញចិត្តនឹងបបួលព្រះបត្រាទៅសប្បាយជាមួយនាងមួយយប់ដោយមិនគិតថ្លៃពេលនេះទើបដឹងខ្លួនថាគេវង្វេងបាត់ទេវីយ៉ូទៅហើយស៊ីលៀនជាសិស្សនៅសំណាក់ព្រះវិហារបរិសុទ្ធហាត់ពុតលត់ដំផ្លូវកាយនិងផ្លូវចិត្តនឹងថ្កល់ដោយភ្នំទោះនាងគ្មានសម្លៀកបំពាក់ក៏ដោយព្រះបត្រាបានត្រឹមសូត្របល័យតើទៅជិញក្នុងចិត្តនឹងដៅហួសនារីម្នាក់នោះតែនាងនៅតែតាមថោងម្លេងខ្មោចដតីដែលនៅតាមផ្លូវឃើញនាងត្រូវប្រុសបដិសេធទោះឲ្យហ្វ្រីក៏មិនយកម្នាក់ចំអកថាមកពីនាងទាំងចាស់និងអាក្រក់អញ្ចឹងហើយមានណាយកដែលអស់ជំរឿសនឹងមិនចង់ឲ្យនាងគិតដោយអ្វីដែលពួកគេនិយាយសៀលៀនក៏លាតត្រដាងការមិនពិតទៅថាគេមានជំងឺអសមត្ថភាពផ្លូវភេទមួយឃ្លានេះគ្រប់គ្នាគាំងអ្នកលក់ក៏គាំងអ្នកកំពុងអង្គុយស៊ីចុកក៏គាំងបន្ទាប់មកក៏ផ្ទុះសំណើចសាយក្រេវអឹងកងពេញផ្លូវតើមានមនុស្សប្រុសប៉ុន្មានអ្នកទៅដែលក្លាហានហួសវិស័យដើរប្រកាសកណ្ដាលហ្វូងមនុស្សអំពីខ្លួនឯងបែបនេះតែចំពោះសៀលៀនព្រោះគេជាសៀលៀននោះអីដូច្នេះគ្មានអីត្រូវអាម៉ាស់ទៀតទេសូម្បីតែរឿងអាម៉ាស់ពេលខ្លះក៏វាអាម៉ាស់មុខជំនួសសៀលៀនដែរព្រះបត្រាតែងតែប្រើវិធីនេះក្នុងស្ថានភាពបែបនេះវាមិនប៉ះពាល់អ្នកណាថែមទាំងបានផលរាល់លើកខ្មោចស្រីឡានឆាងខឹងណាស់មិនគួរតែចំប្រុសខ្សោយអញ្ចឹងសោះក៏រ៉េបប្រមាណឌីមុននឹងដើរចេញបន្ទាប់ពីថែរក្សាព្រហ្មចារីបានសម្រេចសៀលៀនក៏ដើរទៅមុខបន្តក៏ទៅដល់វិមានដ៏ធំសម្បើមពណ៌ក្រហមមួយដែលជាបនលបែងមានមនុស្សចេញចូលច្រើននៅលើទ្វារនិងជើងសសរទាំងសងខាងផ្លូវចូលមានសរសេរពាក្យស្លោកខាងឆ្វេងសរសេរថាលុយមកមុនជីវិតនិងខាងស្ដាំចំណេញមកមុនអាម៉ាស់ដោយឡែកស្លាកឈ្មោះខាងលើទ្វារមួយជួរនោះគឺអានមិនយល់ភាសាតែម្ដងមិនដឹងជាអ្នកសរសេរឆ្លងកាត់សោកនាដកម្មយ៉ាងណាទេពេលកំពុងរៀនគម្រោកដើមថាទៅរកទេវីយ៉ូតែមិនដឹងហេតុអីសៀលៀនបែរជាដើរចូលក្នុងទៅដល់ក៏មានក្មេងស្រីចូលមករយៈតាក់សួរថាអ្នកប្រុសមកលេងមែនទេសៀលៀនក៏ឆ្លើយទាំងក្រែងចិត្តថាបើគ្មានប្រាក់ចាប់ខ្លួនអាចចូលទៅមើលបានទេនេះបើនៅឋានមនុស្សប្រហែលត្រូវទៅចេញពីបនលបែងបាត់ហើយបងសម្លាញ់ទៅបនលបែងអត់មានប្រាក់អញ្ចឹងបងប្រកាច់ទៅធ្វើអីបងសម្លាញ់ប៉ុន្តែនៅឋាននរកគេមិនលេងភ្នាល់ដាក់ប្រាក់ទេដោយអស់បារម្ភរឿងគេទាត់សៀលៀនដើរតាមអ្នកបម្រើតូចចូលទៅក្នុងមើលពីក្រៅវិមាននេះអស់ចាណាស់ទៅហើយតែពេលមកដល់ក្នុងគឺចំហាយអ្នកមានតែម្ដងព្រះបត្រាចូលបានតែប៉ុន្មានជំហានក្រឡេកទៅផ្នែកខាងលើមានវាំងននក្រហមមួយផ្ទាំងធំនិងមានស្រមោលមនុស្សម្នាក់អង្គុយនៅខាងក្រោយសំឡេងច្រវាក់រំយោលរសាត់មកប៉ះត្រចៀកបេះដូងរបស់សៀលៀនស្រាប់តែលោតញាប់នៅកណ្ដាលហលមានបុរសម្នាក់កំពុងក្រឡុកក្របលុកលាក់ស្រែកភ្នាល់ដាក់ដៃមកខាងរំពេចនោះមានសំឡេងនិយាយពីខាងលើក្រោយវាំងននក្រហមប្រាប់ថាមិនត្រូវការកំថាឡើយដៃទោះជីវិតដ៏តូចទាបរបស់ឯងទាំងមូលក៏គ្មានតម្លៃដែរសៀលៀនស្រាប់តែលាន់មាត់ហៅម្ចាស់សំឡេងនោះថាសានឡាងសម្ដីរបស់ហួឈឹងពោពេញដោយការមើលងាយតែបុរសម្នាក់នោះមិនហ៊ានតបសម្ដីមួយម៉ាត់អ្នកបម្រើក៏មុខក្រហមអឹមអៀនប្រាប់ថាអ្នកប្រុសថ្ងៃនេះមានសំណាងណាស់ព្រោះលោកម្ចាស់របស់ពួកគេកម្រមកក្រុមខ្មោចណាស់បុរសអ្នកភ្នាល់ឃើញថាដៃរបស់គេមិនអាចចរចាបានក៏ភ្នាល់ដាក់ជីវិតកូនស្រីរបស់គេ10ឆ្នាំហួឈឹងយល់ព្រមបុរសនោះក៏លុកទាំងបែកញើសបើកពេញមើលលទ្ធផលគេជាអ្នកឈ្នះដូច្នេះមុខរបររបស់គេនឹងកាក់កបឡើងវិញតែគេមិនទាន់ស្កប់ស្កល់ចង់ចាក់ម្ដងទៀតហើយបំណងលើកនេះគឺសុំឲ្យដៃគូប្រកួតប្រជែងទាំងអស់របស់គេស្លាប់យ៉ាងវេទនាលក្ខខណ្ឌភ្នាល់នោះគឺដាក់អាយុកូនស្រីរបស់គេ20ឆ្នាំនិងជីវិតរៀបការរបស់នាងទាំងមូលបន្ទាប់ពីឮបែបនេះហ្វូងខ្មោចម្នាក់ចាប់ផ្ដើមខឹងប្រុសម្នាក់នេះខ្មោចល្បែងចូលសន្ធិដ្ឋដល់ឈួតវង្វេងលេងដឹងអីអស់ហើយបើគេចាញ់កូនស្រីរបស់គេត្រូវកាត់អាយុ20ឆ្នាំនិងបាត់បង់សុភមង្គលក្នុងជីវិតរបស់នាងតែបើឈ្នះដៃគូរ៉ូស៊ីទាំងអស់នឹងស្លាប់ជំរឿទាំងពីរនេះសុទ្ធតែប៉ះពាល់ជីវិតមនុស្សមិនដឹងអីសៀលៀនចង់រកល្បិចដើម្បីទប់ស្កាត់ក៏ស្រាប់តែមានដៃលូកមកចាប់ស្មានឹងងាកទៅមើលក៏ឃើញថាជាឈីងសៀនក្នុងសម្បកកាយដើមសៀលៀនភ្ញាក់ផ្អើលនឹងសួរថាមុននេះទ្រង់បាត់ទៅណាឈីងសៀនឆ្លើយថាមុននេះក្រុមខ្មោចស្រីទាំងនោះនាំគេទៅកន្លែងធ្វើមុខហើយយកម្សៅសស្អីខ្លះមិនដឹងមកតបផងផ្ទះផងលើមុខរបស់គេមិនដឹងថាមើលទៅមានអីចម្លែកឬអត់តែសៀលៀនបែរជាប្រាប់ថាមើលទៅកាន់តែសនិងរលោងស្អាតព្រោះបែបនេះឈីងសៀនត្រេកអរស្រែករកកញ្ចក់ឆ្លងមុខសៀលៀនខាត់ចាំមើលពេលក្រោយទៅតែថាទេវីយ៉ូដឹងដោយរបៀបណាត្រូវមករកគេទីនេះឈីងសៀនប្រាប់ថាដែលមកទីនេះព្រោះបានណាត់ជាមួយនឹងឈៀនឈៀវបេសកកម្មលើកនេះគឺធ្វើនៅភាគខាងកើតទើបហៅម្ចាស់ទឹកដីមកជាមួយបន្ទាប់ពីរកគ្នាឃើញសៀលៀនក៏សុំកុំឲ្យវង្វេងគ្នាទៀតព្រោះនៅក្រុងខ្មោចញៀនទេពត្រូវកាត់ផ្ដាច់ទាំងស្រុងពិបាកតាក់ទងគ្នាណាអ្នកទាំងពីរងាកទៅមើលបរិយាដែលកំពុងភ្នាល់កំពុងបើកពេងក្រឡុកទាំងបែកញើសសស្រាក់គ្រប់គ្នាមិនហ៊ានដកដង្ហើមចាំមើលរំពេចនោះស្រាប់តែគ្រប់យ៉ាងប៉ើងខ្ចាយដោយស្នាដៃបរិយាវ័យក្មេងម្នាក់ហើយម្នាក់នោះគឺព្រះបត្រាថៃខ្វះឡើងឈៀនឈៀវស្រ័យថាឲ្យបរិយាម្នាក់នោះទាំងខឹងសម្បាបានសុំមានបានសុំសំណាងមិនអីទេតែបែរជាបណ្ឌនិតដតីស្លាប់ទៅវិញបើចង់ភ្នាល់ណាស់គួរតែភ្នាល់ដាក់ជីវិតរបស់ឯងទៅមិនមែនយកកូនស្រីមកដាក់ជំនួសទេយកមង្គលការរបស់នាងមកបំផ្លាញអញ្ចឹងឯងសមជាកូនប្រុសទេសមជាឪពុកម្នាក់ដែរទេស្របពេលដែលឈៀនឈៀវកំពុងបដៅខ្មោចឡើងហំហានសៀលៀននិងឈីងសៀនលើកដៃបាំងមុខទេវីយ៉ូមានប្រាប់គេឬអត់ថាមកទីនេះត្រូវប្រុងប្រយ័ត្នកុំបង្ហាញសមាជិកភាពពិតឈីងសៀនតបទាំងខ្ទប់មុខថាខ្ញុំប្រាប់រួចហើយតែគេតែងតែបែបនេះ
រំពេចនោះសំឡេងខ្វះឆឹងមិនលឺឡើងមិនស្រែកតែសំឡេងល្មមឮពេញបរិវេណទាំងមូលមកកន្លែងរបស់យើងហើយបង្ករឿងលើកទឹកដីរបស់យើងទៀតថ្លើមរបស់ឯងពិតជាធំមែនឈៀនឈៀវច្រត់ចង្កេះសួរថាគេជាម្ចាស់បនទេតែខ្មោចនៅទីនោះស្រែកថាគាត់មិនត្រឹមជាម្ចាស់បនទេជាម្ចាស់ក្រុមខ្មោចនេះទាំងមូលណាតែឈៀនឈៀវគ្មានប្រតិកម្មអីអ្នកដែលស្លោឈាមបែរជាឈិងសៀនទៅវិញព្រះជួយកុំប្រាប់ណាថាម្នាក់នៅក្រៅវាំងនោះគឺជាភ្លៀងឈាមបង្អុលផ្កាស៊ីលៀនតបទាំងមុខជូថាជាគេនោះហើយជីងសៀនស្រាប់តែចង់អានរួមមករំពេចស្លាប់មិនខានទេលើកនេះចូលឈៀនឈៀវគិតយ៉ាងម៉េចមានគិតយ៉ាងម៉េចគឺសង្ឃឹមថាគេនឹងមិនធ្វើអ្វីដែលបង្ហាញអត្តសញ្ញាណពិតទៅបានហើយស៊ីលៀនមិនទាន់និយាយចប់ប្រយោគស្រួលបួលផងឈៀនឈៀវស្រាប់តែស្រែកមកវាស់ឡើងផ្ដាច់ក្តីសង្ឃឹមរបស់ស៊ីលៀននិងជីងសៀនកន្លែងនរកបែបនេះមានតែអំពើខុសខើប្រៃសៃផ្ទាល់គ្នាធ្វើរឿងឈួតឡប់អស់ទាំងនេះពួកអ្នកគ្មានមនុស្សធម៌ក្នុងខ្លួនទេហ្វូងខ្មោចប្រកែកថាពួកគេមិនមែនមនុស្សស្រាប់ហើយត្រូវការមនុស្សធម៌មករស់ស្អីហើយគិតថាឯងជាអ្នកណាមកពីនេះធ្លាក់ដល់ឯងដើម្បីតែដៀលពួកយើងខ្វះឆឹងនិយាយម្ដងទៀតបនលបាយរបស់យើងជាកន្លែងសប្បាយបំផុតនៅក្នុងនរកនេះផ្លូវនៅឋានសួគ៌មានតែឯងមិនដើរបែរជាត្បូងក្បាលមកនរកដោយខ្លួនឯងចង់ឲ្យយើងធ្វើយ៉ាងម៉េចទៅល្អឬពាក្យឋានសួគ៌ឈិងសៀននិងស៊ីលៀនអស់សង្ឃឹមមួយរំពេចខ្វះឆឹងមើលធ្លុះសមាសភាពពួកគេតាំងពីដំបូងប៉ុន្តែផ្ទុយពីឈិងសៀននិងស៊ីលៀនឈៀនឈៀវបែរជាមិនខ្លាចនឹងបើកការវាយប្រហារតែកម្លាំងរបស់គេនៅស្ទើរជាងខ្វះឆឹងឆ្ងាយណាស់ចុងក្រោយក៏ត្រូវបិទយុទ្ធសិលនិងចាប់ចងកណ្ដាលអាកាយយ៉ាងអាម៉ាស់មុខតុកល្បែងថ្មីត្រូវបានលើកមកដល់ខ្វះឆឹងប្រកាសម្ដងនេះអ្នកណាឈ្នះអាចយករបស់ខាងលើនេះទៅផ្ទះចំហុយបានឈិងសៀនស្លាន់ស្លោធ្វើយ៉ាងណាជួយឈៀនឈៀវបានស៊ីលៀននៅឃើញវិធីមួយមានតែចូលទៅភ្នាល់យកគេមកវិញតែថាទេវីយោគួរតែជាអ្នកទៅលេងព្រោះសំណាងរបស់ស៊ីលៀនបោះអស់ធំអីបានគ្រាប់2ដូច្នេះឈិងសៀនស្រាប់តែផុសគំនិតមួយបើតូចអញ្ចឹងបដូរយកអ្នកដែលបានគ្រាប់តូចឈ្នះវិញទៅដូច្នេះគ្មានអ្នកណាអាចបោះបានតូចជាងទ្រង់ទៀតទេបន្ទាប់ពីស្រស់ស្រួលគ្នាហើយឈិងសៀនអូសស៊ីលៀនវែកវងយ៉ាងជឿជាក់ចូលទៅបោះគ្រាប់ល្បែងលទ្ធផលដែលចេញមកគឺគ្រាប់អស់ធំហើយមើលទៅចង់បដូរលក្ខខណ្ឌយ៉ាងណាក៏មិនអាចបដូរសំណាងរបស់ស៊ីលៀនបានដែរជម្រើសចុងក្រោយនៅពេលនេះមានតែវាយតែម្ដងហើយមើលទៅភ្លាមនោះស្រីស្អាតអ្នកកាន់តុកល្បែងប្រកាសថាថ្ងៃនេះលោកម្ចាស់អារម្មណ៍ល្អចង់លេងមួយដៃពីរទៀតដោយច្បាប់ក្នុងការលេងលោកម្ចាស់ជាអ្នកសម្រេចអ្នកដែលហ៊ានឡើងទៅភ្នាល់ជាមួយគាត់នឹងឈ្នះអាចយកអាប្អូនខាងលើនេះទៅស្ងោរចំហុយចៀនឆាឬធ្វើជ្រក់តាមចំណង់ចំណូលចិត្តពួកខ្មោចលើតែភ្នាល់ជាមួយខ្វះឆឹងភ្លាមម្នាក់ស្ទាក់ស្ទើរញ័រជើងតែភ្លាមនោះស៊ីលៀនស្នាក់ខ្លួនសុំភ្នាល់មុនស្រីស្អាតហៅស៊ីលៀនឡើងទៅខាងមុខពេលនិយាយជាមួយស៊ីលៀនទឹកដមរបស់នាងទុនភ្លន់ផ្ដល់ការគោរពជាងមុនក្រុមខ្មោចទាំងអស់បើកផ្លូវឲ្យអ្នកក្លាហានដែលហ៊ានឡើងទៅប្រកួតជាមួយម្ចាស់ក្រុងស៊ីលៀនមិនធ្លាប់លេងល្បែងអស់នេះពីមុនមកមិនដឹងគេក្លុករបៀបណាផងឲ្យកន្លុកក្រាប់ឡុកឡាក៏ក្លុកមកទួខ្លួនយល់យកមួយទំហឹងមុនពេលបើកលទ្ធផលស្រីស្អាតខាត់លោកម្ចាស់ប្រាប់ថាអ្នកប្រុសក្លុកមិនត្រូវរបៀបទេស៊ីលៀនឆ្ងល់ក្នុងចិត្តអញ្ចឹងដែលពីមុនចេះតែចាញ់មិនមែនមកពីសយទេតែមកពីគេក្រឡុកខុសរបៀបគិតបានបែបនេះក៏សួរឡើងថាចុះក្រឡុករបៀបណាទៅត្រឹមត្រូវហត់ឆឹងមិននិយាយអីគ្រាន់តែញញឹមស្រីស្អាតតបលោកម្ចាស់អញ្ចឹងអ្នកប្រុសឡើងទៅខាងលើគាត់នឹងបង្រៀនដោយផ្ទាល់ឈិងសៀននិងហ្វុងខ្មោចទាំងអស់ភើតពោះញាប់ញ័រសំឡេងឆ្លងឆ្លើយគ្នាលោកម្ចាស់ថាចង់ធ្វើអីនេះជាលើកទី1គេដែលចាំបាច់បង្រៀនទេក្លុកក្របឡុកឡាគឺក្លុកក្របឡុកឡាអីចាំបាច់អីត្រូវមានស្ទាយដែលត្រឹមត្រូវដើម្បីក្លុកស៊ីលៀនកំពុងតែឡើងចដាបដាក៏យកស្របសម្ដីខ្មោចដូចគ្នាមកដល់ខាងលើអ្នកចំពោះមុខឈរញញឹមស្ងប់ស្ងាត់នៅក្រៅវាំងនូនក្រហមគឺជាសានឡាងពិតមែនកែវភ្នែកដែលមានពន្លឺចាញ់ចាំងសម្លឹងមុខស៊ីលៀនមិនព្រិចភ្នែកវាជាភ្នែកដែលស្រស់ស្អាតដូចកាឡាក់ស៊ីប៉ុន្តែមានតែម្ខាងប៉ុណ្ណោះភ្នែកម្ខាងទៀតត្រូវបានលាក់ក្រោមរបាំងភ្នែកពណ៌ខ្មៅខ្វល់ឆឹងសួរគេមុនថាចង់ភ្នាល់ក្របធំឬក្របតូចស៊ីលៀនឆ្លើយថាក្របធំដូច្នេះខ្វល់ឆឹងជាអ្នកក្រឡុកមុនបើកមកបានក្រប5និងក្រប6បន្ទាប់មកក៏ដល់វេនព្រះបត្រាម្ដងស៊ីលៀនក្រឡុកបានតែបន្តិចខ្វល់ឆឹងប្រាប់ថាក្រឡុកខុសហើយបន្ទាប់មកគេក៏លូកទៅក្រសោបដៃទាំងពីររបស់ស៊ីលៀនសមីខ្លួនលួចមើលមុខខ្វល់ឆឹងទោះជាដៃកំពុងរវល់ខ្វល់ឆឹងមិនបានផ្ដោតលើពេញសូម្បីបន្តិចគឺមើលតែស៊ីលៀនមួយមុខគត់ពេញល្បែងបើកឡើងបង្ហាញក្របចំនួន6តូចជាងរបស់ខ្វល់ឆឹងស៊ីលៀនញញឹមព្រមទទួលចាញ់តែម្ចាស់ក្រុងតបថាជុំនេះមិនរាប់ទេគេកំពុងបង្រៀនប៉ុណ្ណោះឈិងសៀននិងឈៀនឈៀវមិនយល់ពួកខ្មោចទាំងអស់មិនចង់ជឿនឹងត្រជាលោកម្ចាស់ពិតជាបង្រៀនគេមែនទេបើជុំនេះមិនរាប់ចុះរាប់ពេលណាវិញខ្វល់ឆឹងជ្រួញចិញ្ចើមស្រីស្អាតប្រកាសសូមគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ស៊ីលៀនក្រឡុកម្ដងទៀតបើកមើលជាលើកទី2លទ្ធផលគឺ8គ្រាប់ធំជាងមុនពិតមែនឈៀនឈៀវប្រឹងរើមើលទៅប្រុសម្នាក់នោះលេខល្បិចច្បាស់ណាស់ចាប់ប្រយោគភ្លាមក្របឡុកឡាក់ពីគ្រប់ទិសទីហត់តម្រង់ទៅរកគេពួកខ្មោចស្រែកថាឲ្យក្មេងបើមិនឃើញក្របកាន់តែធំទេជាលើកទី3ស៊ីលៀនបើកបានគ្រាប់10មានអារម្មណ៍ថាស្ទាយក្លុកត្រឹមត្រូវអីនោះដូចជាគ្មានទេស៊ីលៀនគិតក្នុងចិត្តសាន់ឡាងមានបោកខ្ញុំរត់តែពេលក្រឡុកជាលើកទី4ខ្វល់ឆឹងស្រាប់តែឈប់នឹងសួរថាគឺម្នាក់នេះដូចជាមិនទាន់បានប្រាប់ទេថាបើគាត់ចាញ់នឹងមានរបស់អីសង
លឺខឆឹងប្រើពាក្យកឈិងសៀនឈៀនឈៀវមានទឹកមុខអួលអាហ្វូងខ្មោចព្រឺសម្បល់ខ្លះស្លុតទៅដល់ជ្រូកក្បាលពីកនៅលើខ្លួនស៊ីលៀនគ្មានរបស់មានតម្លៃអីទេហើយអ្វីដែលមានគឺនំប៉ាវមួយកំណាត់ប៉ុណ្ណោះខឆឹងញញឹមស្រស់មិនអីទេនំប៉ាវក៏យកដែរពីអ្នកបាត់ហើយពីអ្នកបានហើយពីអ្នកបានហើយគ្រប់គ្នាក្នុងបនលបែងទាំងមូលស្លាប់តជាភាំងតាំងពីបននេះបើកមកអ្នកមកលេងភ្នាល់ដាក់គ្រឿងក្នុងជីវិតសតិអារម្មណ៍សមត្ថភាពមិនដែលពើប្រទះនឹងរបស់ភ្នាល់ដូចថ្ងៃនេះទេនំប៉ាវហើយសតតែមួយកណាត់ទៀតឈៀនឈៀវមានចង្ការមិនសុខចិត្តស្អីគេមានតម្លៃស្មើទៅនំប៉ាវមួយកំណាត់ទេផ្លែតរបស់ទេវីយ៉ូហោះស្ទុយទៅតែក្បាលឈៀនឈៀវនំប៉ាវមួយកំណាត់ទៅយ៉ាងម៉េចឲ្យទៅចុះមកបានសិនទៅពេលនេះទើបស៊ីលៀនដឹងថាការបើកខ្វះឆាំងលេងសើចជាមួយគេប៉ុណ្ណោះរបៀបក្លុកដែលត្រឹមត្រូវស្អីនោះគ្មានទេម្យ៉ាងទៀតសម្រាប់មនុស្សដូចស៊ីលៀនចង់ក្លុកបែបណាក៏នៅតែខុសដែរដូច្នេះមានតែបដ ாய் ឲ្យខ្វះឆាំងនាំដៃក្លុកតែម្ដងចុះពេងបើកឡើងបង្ហាញគ្រាប់12ហើយឆឹងព្រមទទួលស្គាល់ថាគេជាអ្នកចាញ់ស្រីស្អាតប្រកាសលទ្ធផលអបអរសាទរអ្នកប្រុសឈ្នះហើយហ្វូងខ្មោចចូលរួមអបអរពេញសាលសំណួរដែលថាជុំនេះមិនរាប់ចុះរាប់ជុំណាពេលនេះមានចម្លើយហើយគឺរាប់ពេលដែលសៀលៀនឈ្នះនោះអីឈៀនឈៀវស្រីពីខាងលើបើចាញ់ហើយកើតបានដាក់ខ្ញុំចុះហោះឆឹងកើភ្នែកមិនក៏រេទៅណាក្រៅពីមុខសៀលៀនលើកដៃបន្តិចឈៀនឈៀវក៏ធ្លាក់ទៅលើតុមួយទំហឹងព្រះបត្រាប្រញាប់ចុះក្រោមចូលទៅមើលបន្ទាប់ពីឃើញថាមិនអីអ្នកទាំងពីរបំរុងនឹងចេញពីបនលបែងតែហោះឆឹងចេញពីក្រោយវាំងណូនដែលកាត់ហ្វូងខ្មោចដែលកំពុងភ្លឹកភ្លាំងមិនចង់ជឿថាលោកម្ចាស់របស់ពួកគេបដូរសម្បកកាយថ្មីទៀតហើយតាក់ទាញជាងមុនទៀតតែមើលទៅគាត់ថ្ងៃនេះដូចជាអារម្មណ៍ល្អម្ល៉េះខ្វះឆឹងដើរទៅក្បែរមុននឹងសុំរបស់ភ្នាល់តែស៊ីលីនមិនយល់មុននេះក្រែងគេជាអ្នកឈ្នះហើយម្ចាស់ក្រុងបញ្ជាក់ថាគេសម្ដៅដល់ជុំដែលទ្រង់បោះនៅតុវែងខាងក្រោមស៊ីលីនព្រមទទួលស្គាល់និងដកនំប៉ាវមួយកំណាត់ឲ្យទៅទាំងក្រែងចិត្តព្រោះវាដូចជារឹងហើយស៊ីលីនមានអារម្មណ៍ថាកំផែងមុខដែលក្រាស់រឹងមាំមានអាយុកាល800ឆ្នាំរបស់គេស្រាប់តែរំជួយខ្វះឆឹងទទួលទាំងសប្បាយចិត្តពួកហ្វូងខ្មោចនៅខាងក្រោយគាំងនេះមិនត្រឹមជាលើកទី1ទេដែលលោកម្ចាស់របស់ពួកគេចាញ់ថែមទាំងរបស់ភ្នាល់ជានំប៉ាវមួយកំណាត់ទៀតខ្មោចខ្លះដល់ថ្នាក់គិតថាវាច្បាស់ជាមានអាចកំបាំងអ្វីពិសេសនៅក្រៅនំប៉ាវមួយកំណាត់នោះមិនខានក្រោយពីបានរបស់ដែលត្រូវការស៊ីលីនបាននាំឈានឈាវចេញទៅនៅតាមផ្លូវអត់មិនបានក៏លួចងាកមើលខ្វះឆឹងម្ដងទៀតចាំពេលគេកំពុងខំនំប៉ាវល្មមភាពអាម៉ាហូហៀរហូស៊ីលៀនចាំបាច់រត់ចេញឈានជារត់តាមអ្នកទាំងពីររត់សឹងតែផុតផានដីរហូតមកដល់ច្រកតូចស្ងាត់មួយគ្មានមនុស្សទៅឈប់ឈិងសៀនស្រាប់តែបង្ហាញខ្លួនឡើងនិងដើរតម្រង់ទៅឈានឈៀវបាក្រេទេសនារ៉េបយោឈានឈៀវទ្រង់ជាមន្ត្រីអធិទេពគ្រប់គ្រងភាគខាងកើតទាំងមូលមិនក៏ធ្វើឬមិនចេះកាត់សោះអញ្ចឹងពួកយើងនៅកណ្ដាលក្រុងខ្មោចណាបាតាសញ្ញាណត្រូវបែកធ្លាយលីទៅក្រៅថាទេវតាបន្លំខ្លួនមកបង្កភាពបឹកបោកក្នុងក្រុងខ្មោចធ្វើឲ្យមានចលាចលរវាងឋានទាំង3ព្រោះចរិតចម្លែករបស់ពួកគេតើទ្រង់នឹងបកស្រាយប្រាប់ព្រះឥន្ទយ៉ាងម៉េចឈានឈៀវដឹងខុសនឹងសំតោមកពីពេលនោះទ្រាំមិនបានណាមួយបើគេមិនចូលទៅខាត់អ្នកណានឹងធ្វើឈៀនលៀនចូលទៅដាតឿនលើក្រោយគួរតែប្រុងប្រយ័ត្នកុំបង្ហាញអត្តសញ្ញាណពិតឈានសៀនមិនចង់យកតោដំណើរវែងឆ្ងាយជាដំបូងគេធ្វើការណែនាំអ្នកទាំងពីរសិនម្នាក់នេះជាព្រះបត្រានគរយងអានឡានឈានឈៀវអធិទេពចម្បាំងពីខាងកើតហើយខាងនេះវិញគឺព្រះបត្រានគរសៀនលឿសៀលៀនជាអធិទេពប្រមូលការកោតសរសើរដ៏អស្ចារ្យពីព្រះឥន្ទ្រាធិរាជឈានឈៀវសួរទាំងភ្ញាក់ផ្អើលថាអញ្ចឹងទ្រង់គឺព្រះបត្រាដែលឡើងឋានទេវតាដល់ទៅ3ដងនោះមែនទេមើលទៅឈានឈៀវពិតជាបានចូលដេកក្នុងអង្គប្រជុំមែនមិនដឹងចាំផងថាសៀលៀនជាអ្នកណាបើជាអ្នកផ្សេងសួរនេះជាប្រយោគចំអកតែក្មេងម្នាក់នេះសួរគ្រាន់តែឆ្ងល់ប៉ុណ្ណោះព្រះបត្រាឆ្លើយថាមែនហើយគឺខ្ញុំឃើញថាក្សត្រាទាំងពីរមិនបានដកជាប់ជាមួយប្រវត្តិសាស្ត្ររវាងនគរសៀនលឿនិងនគរយ៉ុងអានទេឈិងសៀនស្រាប់តែឆ្ងល់ក្រែងព្រះបត្រានិងភ្លៀងជាមង្អុលផ្កាស្គាល់គ្នាហេតុអីមុននេះគេធ្វើដូចជាមិនស្គាល់ត្រង់តែឈានឈៀវនិយាយកាត់នោះជារូបពិតរបស់ភ្លៀងជាមង្អុលផ្កាមែនណាឈានឈៀវបកកាយយ៉ាងជឿជាក់ថាខ្លាំងខ្លាយទាំងអស់នឹងការនៅព្រំដែនបញ្ញីក៏ខ្លាំងខ្លាយដែរដែលឡែកមានតែសៀលៀនម្នាក់គត់ដែលដឹងថានោះជារូបពិតព្រោះសាឡាងប្រាប់ឲ្យថាលើក្រោយពេលដែលជួបគ្នាគេនឹងប្រើរូបពិតស្វាគមន៍សៀលៀនតែថារូបនេះរបស់សាឡាងក៏មិនខុសពីមុនប្រមាណគ្រាន់តែខ្ពស់ជាងនិងអាយុច្រើនជាងប៉ុណ្ណោះដូច្នេះមានន័យថាលើកដំបូងដែលជួបសៀលៀនគេច្បាស់ជាប្រើរូបពិតដែរមិនខាននៅពេលនេះអត្តសញ្ញាណលាក់លែងចិត្តហើយឈិងសៀនបែកគំនិតមួយដែលឲ្យសៀលៀនចូលទៅជួបខ្វាឆឹងដែលបើកចំហនិងប្រាប់ថាព្រះបត្រាមកក្រុងខ្មោចជាពិសេសដើម្បីរកគេហើយមានគ្នាអធិទេពមកជាមួយ2នាក់ដែរធ្វើអញ្ចឹងកែស្ថានភាពបានហើយស្ដាប់ទៅមិនឆ្កងទៀតតែឈានឈៀវមិនយល់ស្របព្រោះតាមទង្វើនៅបនលបែងមុននេះព្រះបត្រានិងស្ដេចបិសាចដូចជាមិត្តនឹងគ្នាមិត្តមិនត្រូវកុហកមិត្តទេឈិងសៀនជឿក្បាលនេះមិនកើតអានោះមិនកើតបំរុងធ្វើអីវិញពួកគេមិនអាចត្រឡប់ទៅវិញទាំងដៃទៅទេបានទេគ្រប់គ្នានឹងចាត់ទុកពួកគេថាអត់ប្រយោជន៍ជាងសំណាក់លីងវិនមិនខានអ្នកទាំង3កំពុងពិភាក្សាគ្នាក៏មានសំឡេងហ្វូងខ្មោចដេញអ្វីម្យ៉ាងរត់កាត់កន្លែងពួកគេស៊ីលៀនស្រាប់តែឮសំឡេងក្មេងប្រុសយំដែលវាជាសំឡេងតែមួយរបស់ក្មេងប្រុសក្បាលរុំក្រណាត់ដែលគេជួបនៅឯភ្នំយុជន
សៀលៀនប្រញាប់ជ្រែកហ្វូងខ្មៅចូលទៅមើលក៏ឃើញថាជាក្មេងប្រុសក្បាលរុំក្រណាត់ពិតមែនក្មេងនេះរត់គេចមកដល់ឋានក្រោមអញ្ចឹងសោះបានជាសំណាក់លីងវិនរកតម្រុយមិនឃើញគ្រាន់តែដឹងថាជាសៀលៀនភ្លាមក្មេងប្រុសប្រញាប់រត់តែហ្វូងខ្មៅពពាក់ពពូនពេញផ្លូវព្រះបត្រាគ្មានជំរើសក្រៅពីបញ្ជារុយយាឲ្យបើកផ្លូវនិងប្រញាប់ដេញតាមដោយមិនភ្លេចងាកទៅប្រាប់ឈីងសៀននិងឈៀនឈៀវថាគេមានបញ្ហាត្រូវដោះស្រាយ3ថ្ងៃក្រោយចាំមកជួបគ្នានៅកន្លែងដដែលក្មេងប្រុសដែលស្ទាត់ជំនាញរមួយប្រព្រឹត្តភ្នែកក៏បាត់ស្រមោលព្រះបត្រាស្រាប់តែទៅបុកជាមួយនឹងខ្មោចម្នាក់មួយទំហឹងគេចង់ដេញតាមតែពួកខ្មោចមិនព្រមនឹងបិទផ្លូវចិត្តរំពេចនោះស្រាប់តែមានសម្លេងមនុស្សស្រែកកាត់ប្រាប់ឲ្យពួកខ្មោចថយចេញម្នាក់ដែលមកដល់នេះគឺជាសៀស៊ីនយឺស៊ឺឬព្រះច័ន្ទរណូចគេជាកូនចៅរបស់ខ្វាឈឹងវត្តមានរបស់គេនៅពេលនេះគឺមកអញ្ជើញសៀលៀនទៅវិមានសួរតាមការស្នើសុំរបស់ម្ចាស់ក្រុងគ្រប់គ្នានៅទីនេះភ្ញាក់ផ្អើលដែលសុកលោកម្ចាស់របស់ពួកគេស្រាប់តែអញ្ជើញមនុស្សពិសេសម្នាក់នេះមានអ្នកណាម្នាក់ហ៊ានរករឿងទៀតទេម្នាក់បើកផ្លូវចូលទៅម្ខាងតាមមើលភ្ញៀវសំខាន់នៅតាមផ្លូវស៊ីលៀនសម្គាល់ឃើញលើដៃអ្នកខាងមុខមានស្នាមខ្នោបណ្ដាសាអញ្ចឹងគេជាទេវតាដែលត្រូវទម្លាក់ឲ្យអ្នកទាំងពីរមកដល់វិមានសួរល្មមស៊ីលៀនចូលក្នុងមាននារីស្រស់ស្អាតដូចស្រីសួរកំពុងរំល្វត់ល្វន់អមនឹងចង្វាក់ភ្លេងពិរោះបើជាបរិបផ្សេងច្បាស់ជាលងនឹងសម្រាប់ពួកនាងមិនខានតែចំពោះស៊ីលៀននៅពេលនេះបែរជាចាប់អារម្មណ៍វត្តមានអ្នកនៅខាងក្រោយខឈឹងកំពុងអង្គុយលេងល្បែងផ្គុំវាំងសន្លឹកមាសវាំងសន្លឹកមាសគឺជាល្បែងកំសាន្តដែលស៊ីលៀនចូលចិត្តលេងកាលនៅក្មេងមិនខុសអីពីយកដុំថ្មមកតម្រៀបគោលើគ្នាព្រះបត្រាមិនចូលចិត្តនៅពេលរបស់អ្វីមួយបែកចេញពីគ្នាដូច្នេះពេលលេងម្ដងទ្រង់ហាមមិនឲ្យនរណាទៅប៉ះទេបើវាំងស្រាប់តែរលំទ្រង់នឹងពិបាកចិត្តដល់ថ្នាក់មិនព្រមសោយមិនព្រមផ្ទុំតតែព្រះមេដាព្រះបិតាតាមមកលួងនឹងរកវិធីសង់វាឲ្យជាប់ឡើងវិញទៅព្រមវាំងនេះមើលទៅធំត្រូវបានសង់ដោយសន្លឹកមាសរាប់រយត្រូវផ្លុំតែបន្តិចងាយនឹងរលំតែខ្វាឈឹងបែរជាមិនខ្វល់ផ្ទះមួយដៃវាំងក៏រលំប្រាវម្ចាស់ក្រុងក្រោកដើរសម្ដៅទៅរកភ្ញៀវសំខាន់សួរនាំគឺមកដល់ហើយហេតុអីមិនចូលមកយើងបែកគ្នាមិនយូរប៉ុន្មានទេកុំធ្វើដោយសានឡាងជាអ្នកដតីអីព្រះបត្រាញញឹមនឹងតបថាមុននេះគឺសានឡាងទេជាអ្នកដែលធ្វើមិនស្គាល់គេខ្វាឈឹងដើរទៅជិតនឹងបញ្យល់ថាមកពីមុននេះឃើញឡានឈានឈៀវនៅទៅគេមិនចង់នាំបញ្ហាដល់សៀលៀនតែក៏មកទីនេះជាពិសេសដើម្បីជួបគេមែនទេសៀលៀនមិនចង់កុហកបានត្រឹមតែនៅស្ងៀមមិនឲ្យគេឆ្លើយតបនឹងខ្វាឈឹងនិយាយកាត់មិនថាមកលេងឬអត់មានក៏នៅទីនេះខ្ញុំសប្បាយចិត្តណាស់ទៅហើយបន្ទាប់មកគេនាំផ្លូវសៀលៀនទៅរកកន្លែងអង្គុយនៅតាមផ្លូវព្រះបត្រាសួរថានេះជាមុខពិតរបស់សានឡាងឬមិនអន់ទេខ្វាឈឹងលួចញញឹមធូរស្រាលក្នុងចិត្តពេលនោះទើបសៀលៀននឹកឃើញនឹងដោះខ្សែកមកសួរថាសានឡាងមានភ្លេចរបស់នេះឬអត់ខ្វាឈឹងតបថានេះមិនមែនរបស់សំខាន់អីទេបងពាក់វាទុកមើលលេងទៅទោះជាគេអះអាងបែបនោះតែសៀលៀននឹងថាមិនមែនរបស់គ្មានតម្លៃក៏បានត្រឹមតែអរគុណនឹងលើកយកមកពាក់ដូចដើមឬឈ្មោះវិមានសួរសៀលៀនស្មានថាទីនេះជាផ្ទះបនឬតំបន់ភ្លើងក្រហមកាប់ពិតវាដូចជាកន្លែងកំសាន្តអារម្មណ៍ច្រើនជាងឬបែបនេះខ្វាឈឹងនិយាយថាគេមិនដែលទៅផ្ទះបនឬតំបន់ភ្លើងក្រហមទេសៀលៀនសួរថាអញ្ចឹងនេះជាផ្ទះរបស់លោកមែនទេខ្វាឈឹងកែតម្រូវជាកន្លែងស្នាក់នៅមិនមែនផ្ទះសៀលៀនឆ្ងល់ចុះខុសគ្នាត្រង់ណាខុសគ្នានៅផ្ទះមានអ្នកផ្ទះកន្លែងដែលមនុស្សម្នាក់ស្នាក់នៅតែឯងមិនហៅថាផ្ទះទេបើជាផ្ទះខ្ទមភូឈីក៏ក្តៅជាងវិមានសួររាប់ម៉ឺនដងសៀលៀនមិននឹកស្មានថាអាចឮប្រយោគនេះពីមាត់របស់ម្ចាស់ក្រុងមិនដែលដឹងសោះថាខ្វាឈឹងគិតបែបនេះតែយកខ្ទមរបស់គេមកប្រៀបធៀបជាមួយនឹងវិមានសួរបែបនេះគួរឲ្យអាម៉ាស់ណាស់ខ្វាឈឹងនិយាយបែបស្មោះត្រង់មានអីត្រូវខ្មាស់ទៅទោះជាខ្ទមភូឈីតូចមែនតែគេមានអារម្មណ៍កក់ក្តៅជាងឆ្ងាយណាស់និងមានអារម្មណ៍ថាដូចកំពុងនៅផ្ទះម្ចាស់ខ្ទមញញឹមស្រាប់បាញ់ចឹងមែនទ្វារខ្ទមភូឈីបើកចាំស្វាគមន៍សានឡានជានិច្ចសៀលៀនស្រាប់តែនឹកឃើញនិងសុំពឹងពាក់ឲ្យខ្វាឈឹងជួយតាមរកក្មេងប្រុសក្បាលរុំក្រណាត់ព្រោះទីនេះជាទឹកដីរបស់គេការស្វែងរកអាចនឹងងាយស្រួលខ្វាឈឹងចេញបញ្ជាព្រះច័ន្ទរណូយដើរចូលមកងក់ក្បាលនិងចេញទៅធ្វើតាមបញ្ជានៅតែពីរអ្នកបែបនេះសៀលៀនក៏ចង់សុំទោសចំនួនឈានឈៀវដែលមុននេះគេបង្កបញ្ហានៅបនលបែងតែយល់ដល់មុខអង្គម្ចាស់ហោឈឹងមិនប្រកាន់ទេដរាបណាក្មេងនោះមិនបង្ហាញមកឲ្យគេឃើញទៀតទៅបានហើយគ្រប់មន្ត្រីអាទិទេពដែលបន្លំខ្លួនចូលមកក្រុងខ្មោចខ្វាឈឹងមើលធ្លុះតាំងពីដំបូងម្នាក់មាត់សុទ្ធតែនិយាយថាស្អប់ខ្ពើមទីនេះតែទង្វើបែរជាធ្វើរឿងនឹកស្មានមិនដល់ជាច្រើនខ្វាឈឹងមើលឃើញគ្រប់យ៉ាងដរាបណាពួកគេមិនបង្កបញ្ហាតែបើបង្កបញ្ហាកាន់តែល្អខ្វាឈឹងនឹងចាត់ការដកសរសៃសរុបតែម្ដងមនុស្សលង្ហឹងលង្ហើខ្វះបទពិសោធន៍ដូចជាឡានឈានឈៀវក៏ធ្វើជាទេវតាកើតដែរស្តង់ដាររបស់ឋានលើអសមត្ថភាពពេកហើយបន្ទាប់ពីស្ទាក់ស្ទើរមួយសន្ទុះសៀលៀនក៏ដាច់ចិត្តសួរសានឡាងវាអាចនឹងជាសំណួរមិនគួរសមតែបនលបែងរបស់លោកជាកន្លែងដែលមានគ្រោះថ្នាក់ខ្លាំងណាស់មិនខ្លាចថ្ងៃណាមួយគ្រប់គ្រងលេងបានទេខ្វាឈឹងបដូរសព្វនាមអម្ចាស់ទ្រង់បានសួរឡានឈានឈៀវទេហេតុអីគេស្រាប់តែលូកដៃបើខ្ញុំទីមិនខុសគេច្បាស់ជាប្រាប់ថាបើគេមិនធ្វើបែបនោះមានអ្នកណានឹងធ្វើអស៊ីលៀភ្ញាក់ផ្អើលនេះគេពិតជាមើលធ្លុះការគិតមនុស្សពិតមែននោះជាអ្វីដែលឈានឈៀវនិយាយពិតមែនខ្
ខွာឆឹងតបថាចំពោះគេគឺផ្ទុយគ្នាបើគេមិនគ្រប់គ្រងកន្លែងបែបនេះវានឹងធ្លាក់ទៅក្នុងដៃអ្នកផ្សេងដូច្នេះគេសុខចិត្តឲ្យវាធ្លាក់ក្នុងការគ្រប់គ្រងរបស់គេតែម្នាក់មើលទៅសាឡាងជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅតែក៏អាចក្តាប់ក្តាប់អំណាចក្នុងពេលតែមួយស៊ីលៀនងក់ក្បាលខ្ញុំយល់ហើយខွာឆឹងដើរមកចិត្តតែយ៉ាងណាក៏អរគុណដែរក៏កើបារម្ភពេលនោះព្រះច័ន្ទរនោចត្រឡប់មកវិញមានក្មេងប្រុសមកជាមួយក្មេងប្រុសខ្លាចនឹងញាស់ដោយកូនសត្វភ្នែកសម្លឹងចានផ្លែឈើសៀលៀនយល់ភ្លាមងាកទៅរកម្ចាស់របស់តែខွာឆឹងប្រាប់ថាតាមស្រួលមិនបាច់ក្រែងចិត្តទេព្រះបត្រាលើកចានផ្លែឈើឲ្យទៅក្មេងប្រុសគ្រាន់តែមានអ្នកហុចរបស់ហូបឲ្យភ្លាមក្មេងនោះដាក់ចូលមាត់ទំពាលេបដោយអត់ឃ្លានមកច្រើនថ្ងៃសៀលៀនលួងលោមនឹងប្រាប់ឲ្យគេហូបមួយបន្ទាប់មកគេដកថ្នាំមកលាបរបួសឲ្យខွာឆឹងស្នើខ្លួនជាអ្នកលាបតែស៊ីលៀនបកាយគេអាចធ្វើបាននឹងឆ្លៀតសួរនាំមេម្នាក់នោះថាតើឯងជាប្រជាជនស៊ីលឿមែនទេមួយសន្ទុះក្រោយមកត្រឡំក្មេងប្រុសឆ្លើយទាំងរដារដប់ថាយងអានមហន្តរាយឈុតសជាអ្នកបង្កើតជំងឺរាតត្បាតដំបូងមកអស់ស្ដេចបិសាចនោះតែងតែស្លៀកឈុតសដោយបុណ្យសពនិងពាក់របាំងមុខសើចយំរបាំងមុខនោះចម្លែកព្រោះខាងស្ដាំយំចំណែកឯខាងឆ្វេងបែរជាសើចកន្លែងណាដែលគេបង្ហាញខ្លួនមិនយូរប៉ុន្មានកន្លែងនោះនឹងមានគ្រោះកាចវិនាសសាបសូន្យរបាំងមុខសើចយំនោះជាសបនាក្រក់ដែលតាមលងបន្លាយសៀលៀនអរិយាពេលរាប់រយឆ្នាំសៀលៀនមុខខ្មៅមួយរំពេចនឹងសួរក្មេងប្រុសថាគេធ្លាប់ជួបមហន្តរាយឈុតសឬទេព្រោះអារម្មណ៍ដកជាប់ខ្លាំងពេកសៀលៀនភ្លេចខ្លួននឹងចាប់ស្មាក្មេងប្រុសមួយទំហឹងរត់គេស្រែកទៅព្រះបត្រាមានស្មារតីមកវិញប្រញាប់សុំទោសខွာឆឹងប្រាប់ឲ្យសៀលៀនសម្រាប់សិននឹងហៅមនុស្សឲ្យមកយកក្មេងប្រុសទៅសម្អាតបដូរសម្លៀកបំពាក់ចេញម្ចាស់ក្រុងស្នើខ្លួនថាបើទ្រង់ចង់ដឹងការពិតចាំគេជាអ្នកសួរចម្លើយក្មេងនោះដោយផ្ទាល់តែសៀលៀនមិនចង់ឲ្យក្មេងកាន់តែខ្លាចអញ្ចឹងមានតែបដ ாய் តាមដំណើរសិនភ្លាមនោះភ្នែកនៅលើដាវរបស់ខွာឆឹងបើកឡើងជាការផ្ដល់សញ្ញាខွာឆឹងប្រាប់ឲ្យសៀលៀននៅសម្រាប់សិនទៅក្រៅបន្តិចទៀតនឹងមកវិញព្រះបត្រាបារម្ភខ្លាចឈិងសៀនឬឈៀនឈីវមានរឿងទៀតក៏សុំទៅតាមតែខွာឆឹងនិយាយធានាថាមិនមែនពួកគេពីរនាក់ទេម្ចាស់ក្រុងចេញទៅបាត់សៀលៀនប្រាស់ខ្លួនដេកបន្តិចក៏នឹកឃើញគោលបំណងនៃមកក្រុងខ្មោចនឹងប្រញាប់ងើបទៅក្រៅស្រាប់តែវាក់គ្នានឹងស្រមោលរបស់កូនចៅខွာឆឹងគេធ្វើខ្លួនលឹបលោសៀលៀនសម្រេចថាដើរតាមពីក្រោយរហូតមកដល់ផ្លូវត្រង់អ្នកខាងមុខមានអារម្មណ៍ថាមានមនុស្សតាមក៏បែរក្រោយមើលតែមិនឃើញមានអ្នកណាគេបន្តដើរទៅដល់មុខបន្ទប់មួយមុននឹងបោះក្របលុកលាក់ឡើងហើយបើកទ្វារចូលទៅខាងក្នុងគ្រប់សកម្មភាពសៀលៀនដែលប្រើរួយយាយោងទៅលើមុននេះឃើញទាំងអស់ដោយប្រកាសចិត្តថាគេចូលទៅបាត់ព្រះបត្រាចុះមកក្រោមបើកទ្វារមើលតែខាងក្នុងគឺទទេស្អាតដូច្នេះគេសន្មតថាចំណុចសំខាន់គឺនៅត្រង់ក្របលុកលាក់តើតែបោះឲ្យបានគ្រាប់12នោះវានឹងនាំមនុស្សម្នាក់ទៅរកទិសដៅពិតប្រាកដតែចំពោះសៀលៀនចង់បោះតើស្លាប់ខ្លួនទៀតក៏មិនអាចបានគ្រាប់នោះដែរដោយអស់សង្ឃឹមតើតម្រេះមានតែដើរចេញនឹងរកវិធីផ្សេងនៅតាមផ្លូវត្រឡប់ទៅវិញសៀលៀនជួបខွာឆឹងដែលតាមរកខ្លួនព្រះបត្រាប្រាប់ថាគេចង់មករកក្មេងប្រុសតែមិននឹកស្មានថាកន្លែងរបស់ខွာឆឹងធំដល់ថ្នាក់នេះដំបូងសៀលៀនចង់ប្រាប់ខွာឆឹងពីអ្វីដែលបានកើតឡើងតែក៏សម្រេចចិត្តលេបប្រយោគទៅវិញហេតុផលដែលគេមកក្រុងខ្មោចគឺដើម្បីស៊ើបអង្កេតការបាត់ខ្លួនរបស់មន្ត្រីអាទិទេពមិនស្រួលមន្ត្រីអាទិទេពដែលបាត់ខ្លួនត្រូវបានឃុំក្នុងបន្ទប់នោះផងក៏ថាបានយល់ល្អគួរទៅរកវិធីដើម្បីចូលទៅក្នុងបន្ទប់នោះជាមុនសិនបើបញ្ហាទាំងពីរមិនពាក់ព័ន្ធគ្នាសៀលៀននឹងប្រាប់ខွာឆឹងអំពីសកម្មភាពគួរឲ្យសង្ស័យរបស់កូនចៅរបស់គេប៉ុន្តែបើវាពាក់ព័ន្ធគ្នាខွာឆឹងចង់នាំសៀលៀនទៅកន្លែងមួយព្រះបត្រាមិនប្រកែកនឹងដើរតាមមកដល់វិមានដាច់ដោយឡែកមួយផ្សេងទៀតបើកទ្វារទៅខាងក្នុងទើបដឹងថាខွာឆឹងនាំគេមកឃ្លាំងសពាវុធបរិវេណទាំងមូលសុទ្ធតែអាវុធគ្រឿងធ្វើសឹកគ្រប់ប្រភេទដាក់តាំងលើជញ្ជាំងខ្ពស់ៗដាវលំពេងខែលសៀលៀនរំភើបរីករាយនឹងសុំប៉ាអាវុធទាំងនោះបានទេខွာឆឹងចូលនៅម្ខាងឆ្លើយថាតាមសប្បាយទឹកមុខសៀលៀនរំភើបញាប់ញ័រសរសើរមិនដាច់ពីមាត់ដើរទៅទីនេះសុទ្ធតែជារបស់មានតម្លៃនិងកម្រខွာឆឹងឃើញអង្គម្ចាស់សប្បាយចិត្តនិងស្រឡាញ់អាវុធទាំងអស់ដូច្នេះក៏ស្រាប់តែចង់ប្រគល់ឃ្លាំងទាំងមូលឲ្យសៀលៀនរហ័សប្រកែកស្រឡាញ់មិនមែនមានន័យថាត្រូវតែគ្រប់គ្រងណាមួយឃ្លាំងធំដល់ថ្នាក់នេះត្រូវការអ្នកបោះសម្អាតថែទាំខွာឆឹងនៅតែមានវិធីអញ្ចឹងចាំគេជួយក៏បោះសម្អាតឃើញថាម្ចាស់ក្រុងមិនលែងស្អើយសៀលៀនបែរមុខចេញគេមិននឹងហ៊ានប្រាំម្ចាស់ក្រុងឲ្យធ្វើការទាំងនេះបានទៅតែថាដាវទាំងនេះសុទ្ធតែជារបស់កម្រក៏វានៅតែមិនអាចប្រៀបធៀបនឹងដាវពិឃាតអឺមីងទេមែនទេខွာឆឹងភ្ញាក់ផ្អើលដែលសៀលៀនស្គាល់ដាវពិឃាតតែអ្វីដែលទ្រង់ឮច្បាស់ជាគេនិយាយថាដាវរបស់ខွာឆឹងជាដាវបណ្ដាសាបង្កើតឡើងដោយវិធីខុសខើបំផុតបូជាជីវិតមនុស្សមិនខានសម្ដីរបស់ខွာឆឹងមុតគ្រប់ពេលនោះជាអ្វីដែលជន់អ៊ូប្រាប់ពិតមែនតែសៀលៀននិយាយថាអ្នកណាក៏មានរឿងឲ្យគេនិយាយដែរមិនមែនគ្រប់គ្នាត្រូវតែជឿខ្ញុំគ្រាន់តែចង់មានសំណាងបានឃើញដាវនោះផ្ទាល់ភ្នែកម្ដងប៉ុណ្ណោះឬបែបនេះខွာឆឹងញញឹមស្រាលដើរមកចិត្តនឹងប្រាប់ថានេះគឺជាដាវពិឃាតអឺមីងការពិតជាដាវដែលសៀតនឹងចង្កេះនេះសោះសៀលៀនអន្តរតៈភ្នែកនៅលើដាវបើកឡើងបង្ហាញពន្លឺចាញ់ចាំងខွာឆឹងប្រាប់ថាអឺមីងចូលចិត្តវាកម្រចូលចិត្តអ្នកណាណាសៀលៀនញញឹមអរគុណនិងប្រាប់ថាគេក៏ចូលចិត្តអឺមីងដូចគ្នាដាវស្រាប់តែញាប់ញ័រកាន់តែខ្លាំងខွာឆឹងប្រកែកថាមិនបានសៀលៀនឆ្ងល់មុននេះគេនិយាយជាមួយដាវខွာឆឹងប្រាប់ថាមែនហើយវាចង់ឲ្យសៀលៀនប៉ះតែខွာឆឹងថាមិនបាន
ស៊ីលៀនញញឹមហេតុអីមិនបានមិនត្រឹមតែនិយាយនឹងមាត់ទេគេឆ្លៀតលូដៃទៅអង្អែលដាវឆ្លាតសត្វឆ្មាឬសត្វឆ្កែតែងតែចូលចិត្តនឹងផ្ដួលខ្លួនរាល់ពេលដែលស៊ីលៀនអង្អែលពួកវាមិននឹកស្មានសោះសូម្បីតែដាវក៏ចូលចិត្តគេដែរដាវនេះមិននឹងអាចមានឈ្មោះថាជាអាវុធប្រឡាក់ឈាមដាវបណ្ដាសានៃការវិនិច្ឆ័យបានទៅបិសាចបូជាឈាមស្រស់គេមិនបង្កើតរបស់ឆ្លាតនឹងគួរឲ្យស្រឡាញ់បែបនេះទេអ្នកទាំងពីរចំណាយពេលជជែកគ្នាមួយសន្ទុះធំក្នុងឃ្លាំងអាវុធទើបត្រឡប់មកវិញស៊ីលៀនកាលមានគ្នានិយាយអំពីដាវលំពេងមកយូរហើយពេលនេះអារម្មណ៍ល្អតែម្ដងមកដល់វិមានសួរក្មេងប្រុសសម្អាតខ្លួនបដូរសម្លៀកបំពាក់ថ្មីហើយល្មមស៊ីលៀនគិតថាបើទុកគេនៅក្រុងខ្មៅខ្វះឆឹងច្បាស់ជាមិនថាអីតែគេចង់ណែនាំក្មេងប្រុសបន្តិចម្ដងឲ្យក្មេងម្នាក់នេះត្រឡប់ទៅជាមនុស្សធម្មតាដូចគេទូទៅវិញបើក្មេងប្រុសមិនចាំឈ្មោះខ្លួនឯងអញ្ចឹងដាក់ឈ្មោះថ្មីមួយតែម្ដងទៅតែចង់ឲ្យហៅបែបណាក្មេងប្រុសនិយាយមួយម៉ាត់គាត់គឺយីងស៊ីលៀនគិតថាប្រហែលជាគេចង់ដាក់ឈ្មោះតាមឈ្មោះអ្នកនាងសៀវយីងប្រជាជនយងអានប្រើពាក្យឡាងជាត្រកូលបញ្ជាក់ពីសញ្ជាតិដូច្នេះឈ្មោះរបស់គេគួរតែឡាងយីងបន្ទាប់ពីរយឈ្មោះហើយស៊ីលៀនបញ្យល់ថាគេបានទទួលពាក្យពីសៀវយីងថានឹងមើលថែឡាងយីងដូច្នេះតើឡាងយីងប្រុសមនៅតូមភូឈីជាមួយខ្លួននឹងហាត់ពត់លត់តាមផ្លូវចិត្តរស់នៅដោយមនុស្សទូទៅជាមួយស៊ីលៀនទេគេមិនមានអីចានឹងផ្ដល់ឡើយទេតែធានាថាក្មេងតូចមិនបាច់រស់នៅរត់គេចឬត្រូវគេវាយទៀតទេក្មេងប្រុសងក់ក្បាលអូយអីនោះធំចំហាយចំណែនណាក្រោយពីដោះស្រាយដាច់ស្រេចហើយខ្វះឆឹងត្រៀមអាហារជប់លៀងស្វាគមន៍គឺរបស់គេយ៉ាងកក់ក្ដៅស្រីសួរជាច្រើនអ្នកតម្រង់ជួរលើកអាហារមកដល់ស៊ីលៀនទទួលចាននំហុចឲ្យឡើងយីងហូបទៅពេលដែលក្មេងប្រុសទំពាស៊ីលៀនស្រាប់តែស្រមៃដល់រូបភាពស្រដៀងគ្នានេះដែលមានក្មេងប្រុសក្បាលរុំក្រណាត់ម្នាក់អង្គុយខំផ្លែឈើតែស៊ីលៀនចាំមិនបានថាជាអ្នកណាស្រីស្អាតម្នាក់កាន់ពេងស្រាឲ្យខ្វះឆឹងម្ចាស់ក្រុងមិនសំបីក្រឡេកមើលមុខនាងភ្នែកសម្លឹងទៅតែស៊ីលៀនព្រះបត្រាឈោងពេងយកមកផឹកក៏ដឹងថាជាស្រាស្រាប់តែឆ្លក់តែមូលហេតុដែលគេឆ្លក់មិនមែនស្រាទេមកពីនារីដែលឈរចំពោះមុខដែលចេញទៅហើយឆ្លៀតវាយភ្នែកមួយទៀតហើយនាងគឺជាទេវីយ៉ូដែលបន្លំខ្លួនចូលមកហោះឈឹងបដៃឲ្យពួកនាងទៅចូលនៅម្ខាងនិងប្រញាប់សុំទោសជាកំហុសរបស់គេដែលមិនដឹងថាក៏ផឹកស្រាមិនបានតែស៊ីលៀនឆ្លើយថាផឹកបានតែបានត្រឹមភ្លក់ប៉ុណ្ណោះបើផឹកច្រើននឹងក៏ដំណំមិនមានជាកំហុសរបស់សាឡាងទេគេខ្លួនឯងដែលភ្លេចខោឈឹងចាប់អារម្មណ៍ថាគេស្មានថាអ្នកសុំសិលរស់នៅក្នុងជីវិតដែលសាមញ្ញនិងស្ងប់ស្ងាត់បើតមនេះតមនោះដដែលតើមានប្រយោជន៍អីទៅស៊ីលៀនបញ្យល់ថាដំណំអាស្រ័យតាមសំណាក់គុណប៉ុណ្ណោះសំណាក់របស់ស៊ីលៀនគឺតមសូរានិងទង្វើឬពាក្យសម្ដីអសុរោះមិនឲ្យមានចិត្តខឹងស្អប់តែបើអាចគ្រប់គ្រងចិត្តបានហើយអាចប្រព្រឹត្តបានឧទាហរណ៍ដូចជាមុននេះនៅបនលបែងអញ្ចឹងការពិតស៊ីលៀនមិនត្រូវចូលបនលបែងទេតែគេអាចគ្រប់គ្រងចិត្តបានមិនខឹងនៅពេលចាញ់ឬត្រេកអរនៅពេលឈ្នះដូច្នេះមិនបាច់ជះទេទីបំផុតស៊ីលៀនអាចចូលប្រធានបទនេះបានដោយមិនឆ្គងបន្ទាប់មកគេក៏សួរខ្វះឆឹងតារបៀបក្រឡុកដ៏ត្រឹមត្រូវមុននេះមានពិតមែនឬខ្វះឆឹងប្រាប់ថាមានវិធីកាត់បើស៊ីលៀនចង់រៀនចាំគេបង្រៀនគ្រាន់តែប៉ះដៃគេបន្តិចគឺរួចហើយព្រះបត្រាធ្វើតាមខ្វះឆឹងឲ្យគ្រាប់លបែងពីរឲ្យសាឡបងស៊ីលៀនបោះគ្រាប់លុកលាក់ក៏ឃើញថាបានគ្រាប់ដែលអស់ធំពិតមែនឬមុននេះផ្លូវកាត់ដែលគេនិយាយនោះគឺសាឡាងផ្ទេលាបសំណាងឲ្យគេខ្វះឆឹងឲ្យព្រះបត្រារក្សាទុកគ្រាប់លុកលាក់នោះចុះក្រោយពីលេងអស់ចិត្តហើយមានអារម្មណ៍ថាល្វើយខ្វះឆឹងឲ្យមនុស្សនាំក្មេងប្រុសទៅកន្លែងសម្រាកហើយគេជូនស៊ីលៀនទៅបន្ទប់សម្រាកដូចគ្នាព្រះបត្រាបិទទ្វារក្នុងចិត្តធ្ងន់កណ្ដុកខ្វះឆឹងកាន់តែល្អចំពោះគេប៉ុណ្ណាស៊ីលៀនកាន់តែរយៈចិត្តប៉ុណ្ណោះសង្ឃឹមថាបេសកកម្មមួយនេះគ្មានអីពាក់ព័ន្ធជាមួយខ្វះឆឹងទៅចុះពេលដែលការពិតលាតត្រដាងស៊ីលៀននឹងបញ្យល់គ្រប់យ៉ាងហើយសុំទោសខ្វះឆឹងតាមក្រោយនៅមាត់ទ្វារស្រាប់តែមានសំឡេងមនុស្សស្រីហៅស៊ីលៀនចំណាំបានថាជាទេវីយ៉ូក៏ប្រញាប់បើកទ្វារឈិងសៀនចូលក្នុងទាំងតែហេបតប្រែកាយទៅរូបដើមតែនៅស្លៀកពាក់ស្រីសួរដដែលសម្លៀកបំពាក់នេះរឹបរៀងពេកគេក៏បញ្ញាប់ហែកវាចេញឲ្យធូរបន្តិចស៊ីលៀនបែរមុខចេញនឹងណែនាំឲ្យទេវីយ៉ូប្រែទៅរូបរាងដើមទាំងឈុតតែម្ដងទៅតែឈិងសៀនបកែកពេលយប់អញ្ចឹងស្លៀកឈុតដើមងាយនឹងត្រូវគេចាប់បានព្រះបត្រាគិតក្នុងចិត្តឈុតដែលគេកំពុងពាក់នឹងក៏មិនខុសគ្នាប្រមាណដែរតែនិយាយអញ្ចឹងក្រែងមុននេះគេប្រាប់ថា3ថ្ងៃទៀតចាំជួបគ្នានៅកន្លែងដដែលឈិងសៀនរហ័សបញ្យល់មកពីមុននេះគេឮមនុស្សតាមផ្លូវប្រាប់ថាព្រះបត្រាត្រូវយកមកវាមានសួរតែបារម្ភខ្លាចមានរឿងអីកើតឡើងទៅគេតាមមកមើលឈិងសៀនរអ៊ូទាំងមុខខ្មោថាគ្រាន់តែចូលមកវិមានសួរគេត្រូវខំមកសង្កត់ចិត្តតែងមុខជាមនុស្សស្រីផងស្លៀកពាក់រ៉ូបនារីសួរទាំងនេះទៀតគេមិនដែលលះបង់អីដល់ថ្នាក់នេះទេពីមុនមកស៊ីលៀនញញឹមគិតក្នុងចិត្តថាតែមើលទៅទេពដូចជាពេញចិត្តច្រើនជាងឈិងសៀនសរសើរព្រះបត្រាសំណាងខ្លាំងណាស់គ្រាន់តែចូលមកក្រុងខ្មោចភ្លាមក៏មានការស្វាគមន៍យ៉ាងកក់ក្ដៅថែមទាំងម្ចាស់ក្រុងមកទទួលដោយផ្ទាល់ទៀតដោយឡែកគេនឹងឈានឈាវវិញម្នាក់ត្រូវចងកណ្ដាលអាកាសម្នាក់ត្រូវរត់ទៅតុកតាមផ្លូវគ្មានអ្នកណាទទួលឈិងសៀងងើបឈរក្រោយរំលឹកថាព្រះបត្រាមានចាំទេថាពួកយើងមកទីនេះក្នុងបំណងអីស៊ីលៀនតបថាប្រកាសជាចាំមុននេះគេកំពុងរកវិធីឃើញហើយឈិងសៀនអោនទៅចិត្តមែនតែគ្រប់យ៉ាងដែលគេឃើញគឺស៊ីលៀនអង្គុយបោះក្របលុកលាក់លេងនឹងរកវិធីបែបណា
ព្រះបត្រាលើក្របលោកឡាពីរឡើងវិធីគឺនៅក្រោយក្របលោកឡាទាំងពីរនេះហើយស៊ីលៀននាំឈីងសៀនត្រឡប់ទៅមុខបន្ទប់អានកម្បាំងម្ដងទៀតព្រះបត្រាបោះក្របលោកឡាបានក្របដែលធំបំផុតឈីងសៀនភ្ញាក់ផ្អើលតែគេមើលដឹងថាព្រះបត្រាមានអារម្មណ៍រអៀសចិត្តព្រោះសំណាងនេះគេបានពីម្ចាស់ក្រុងឈីងសៀនលួងលោមនឹងនិយាយថាបើគេជាព្រះបត្រាគេមិនព្រមជាមួយព្រះអិនទេនាំតែល្អកករវាងមិត្តភាពអ្នកទាំងពីរតែមានតែស៊ីលៀនម្នាក់ប៉ុណ្ណោះដែលស្គាល់ចរិតរបស់ជនអ៊ូច្បាស់អ្នកទាំងពីរបើកទ្វារឡើងដោយការរំពឹងទុកខាងក្នុងមិនមានបន្ទប់ទទេទៀតទេគឺចិន្តាចុះទៅក្រោមទេវីយោប្រើភ្លើងវេទមន្តបំភ្លឺតាមផ្លូវសេលៀនឆ្លៀតសួរនាំថាមួយរយៈចុងក្រោយនេះនៅឋានលើមានទេវតាណាត្រូវបានដកហូតទេវភាពទេព្រោះគេឃើញមានខ្នល់បណ្ដាសានៅលើកដៃរបស់កូនចៅខាឆឹងហើយគេថែមទាំងធ្វើខ្លួនលិបលោគួរឲ្យសង្ស័យទៀតឈិងសៀនភ្ញាក់ផ្អើលអាទិទេពដែលត្រូវបានដកហូតទេវភាពមួយរយៈចុងក្រោយនេះមានតែអាទិទេពចម្បាំងភាគខាងលិចបញ្ហារបស់គេចម្រូងចម្រាសច្រើនគួរសមសេលៀនគិតក្នុងចិត្តអាទិទេពចម្បាំងភាគខាងលិចគឺជាឈានីចិនមែនទេតែឈិងសៀនមិនគិតថាជាគេទេព្រោះគេមានប្រវត្តិមកពីអូរថូដុកហើយចរិតរបស់គេមិនមែនជាមនុស្សស្លូតបូតដែរអ្នកទាំងពីរស្រាប់តែមកដល់ផ្លូវជញ្ជាំងក្រាស់បើនឹងប្រើកម្លាំងទេពទម្លុះវិមានទាំងមូលនឹងរំជួយមិនខានព្រាមនោះសេលៀនសម្គាល់ឃើញរូបនៅលើថ្មដែលពួកគេកំពុងឈរនោះគឺជារូបមនុស្សដែលកំពុងបោះក្របលោកឡាដូច្នេះដើម្បីឆ្លងប្រហែលពួកគេត្រូវធ្វើដោយពេលដែលចូលមកដំបូងដោយមិនទុកចិត្តសំណាងរបស់ខ្លួនឯងសេលៀនក៏ហុចឲ្យឈិងសៀនជាអ្នកបោះទេវីយោបោះក្របលបែងទៅលើដីរូបភាពស្រាប់តែបដូរពីមនុស្សបោះក្របលោកឡាទៅជាប្រភេទសត្វល្មូតម្យ៉ាងឈិងសៀនមិនយល់ថាវាជាសត្វអីតែសេលៀនស្គាល់ថានោះគឺជាចន្លេនដីឬក៏ដង្កូវសត្វប្រភេទនេះគេជួបច្រើនណាស់ក្នុងវាលស្រែឈិងសៀនមានជាការមិនយល់ហើយទ្រង់ទៅធ្វើអីនៅក្នុងវាលស្រែបានជាជួបសត្វទាំងអស់នេះមិនទាន់ចាប់ប្រយោជន៍ស្រួលបួលផងអ្នកទាំងពីរស្រាប់តែធ្លាក់ទៅកន្លែងផ្សេងដែលវាជារូងដីជាប្រភេទដីល្បាប់ឈិងសៀនសន្មតថាប្រហែលជាគេបោះខុសលេខដូច្នេះពេលនេះមានតែត្រូវរកទ្វារការ៉េ4ជ្រុងដែលមានរូបដើម្បីចេញពីទីនេះរូងនេះទាបខ្លាំងណាស់មិនអាចឈរពេញកម្ពស់បានតែដើរអោនៗកន្លែងខ្លះក៏ទាបដល់ថ្នាក់ត្រូវលូនក្រាបវាពេលកំពុងដើរសុកស្រាប់តែមានសម្លេងចម្លែកបោលក្នុងដីដេញពួកគេល្បឿនរបស់វាលឿនខ្លាំងពេលដែលកំពុងរត់នៅខាងមុខក៏ស្រាប់តែមានសម្លេងនេះដូចគ្នាដែលធ្វើឲ្យពួកគេត្រូវឈប់ត្រៀមខ្លួនប្រយុទ្ធសត្វដែលផុសមកជាចន្លេនរយៈ2ក្បាលស៊ីលៀនគិតថាប្រភេទសត្វនេះវាខ្លាចភ្លើងដូច្នេះគេសុំខ្ចីវេទមន្តពីទេវីយោបង្កាត់ភ្លើងម្នាក់ទៀតអ្នកទាំងពីរថយក្រោយយឺតបារោទ្វារមិនឃើញទេមានតែត្រូវគូវេទមន្តបដូរទីតាំងមិនអញ្ចឹងពួកគេច្បាស់ជាសន្លប់មិនខានព្រោះទីនេះជារូងក្រោមដីហប់ខ្យល់បើនឹងប្រើកម្លាំងខ្យល់វានឹងឡងមករកពួកគេវិញសំណាងល្អពេលនោះស៊ីលៀនស្រាប់តែជន់ទៅលើទ្វារដៃបំរុងនឹងបោះក្របលោកឡាតែបើសំណាងរបស់គេត្រឡប់មកវិញអ្នកទាំងពីរនឹងទៅជួបកន្លែងដែលកាន់តែចម្លែកនឹងគ្រោះថ្នាក់មិនខានដូច្នេះស៊ីលៀនក៏ហុចឲ្យឈិងសៀនជាអ្នកបោះឈិងសៀនប្រញាប់បោះម្ដងទៀតលើកនេះរូបបដូរទៅជាព្រៃក្រាស់មានមនុស្សស្លៀកពាក់ចម្លែកកំពុងរាំភ្លើងរលត់ចំពេលទ្វារបើកដៃគូសាច់កម្មទាំងពីរធ្លាក់ទៅកន្លែងមួយផ្សេងទៀតម្ដងនេះជាដីរឹងស៊ីលៀនរើសក្របលោកឡាទុកនឹងឮសំឡេងទេវីយោស្រែកដោយកើតគុណបីតាឯងក៏ប្រញាប់ងើយទៅលើនឹងសួរថាទេវីយោទ្រង់មិនអីទេតែសំឡេងឆ្លើយបែរជាឮនៅខាងក្រោមទៅវិញខ្ញុំក៏មិនដឹងដូចគ្នាថាអីឬមិនអីតែព្រះបុត្រាធ្វើបេសកកម្មជាមួយទ្រង់សបាយបាសក់តែម្ដងខ្ញុំមិនដែលរករាដល់ថ្នាក់នេះពីមុនមកទេស៊ីលៀនប្រញាប់ចូលទៅគ្រានឹងអរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់មួយនេះទេពទាំងពីរចេញពីក្រោមរូងឈើមកក្រៅក៏ឃើញថានៅក្នុងព្រៃជ្រៅពន្លឺថ្ងៃចាំងឆ្វាយភ្លឺថ្លាដោយអនាគតអ្នកសម្រាយចឹងពេលនេះឈិងសៀនយល់ល្បែងរបស់ខ្វះឆឹងហើយទ្វារថ្មនោះប្រៀបដូចជាទ្វារឆ្លងទីកន្លែងបោះខុសលេខនិងនាំអ្នកបោះទៅកន្លែងខុសៗគ្នាទ្វារនេះប្រើយុទ្ធសាស្ត្រក្រាស់ក្រែលណាស់អញ្ចឹងខ្វះឆឹងបង្កើតវាឡើងដើម្បីការពារក្រែងមានមនុស្សចូលទៅកន្លែងរបស់គេវាដូចជាការបង្ហាញអំពីអំណាចយុទ្ធសាស្ត្រដ៏មហាសាលនិងភាពល្អិតល្អន់គ្រប់ជំហានរបស់ស្ដេចបិសាចម្នាក់នេះតែស៊ីលៀនបែរជាយល់ថាជំនួសឲ្យភាពល្អិតល្អន់គេចាត់ទុកវាជាការកំសាន្តច្រើនជាងរំពេចនោះស្រាប់តែមានហ្វូងមនុស្សព្រៃតម្រង់មករកពួកគេទោះជាមានអាវុធនិងកម្លាំងទេពតែអ្នកទាំងពីរមិនអាចប្រើបានទេវាខុសច្បាប់ឋានលើទេវតាមិនអាចប្រើកម្លាំងទេពធ្វើបាបមនុស្សលោកដូច្នេះអ្នកទាំងពីរមានតែប្រើក្បាច់ដែលម៉ែចែកឲ្យហើយក៏ដាក់មេប្រូចដូចមុនស៊ីលៀនជាអាទិទេពចម្បាំងគេរត់លឿនជាងនិងងាយស្រួលជាងឈិងសៀនបងប្រុសរបស់ឈិងសៀនធ្លាប់ផ្ដាំថាមិនឲ្យចូលព្រៃជ្រៅតែឯងព្រោះអាចជួបមនុស្សព្រៃដែលស៊ីសាច់ឆៅតែជាពួកគេនេះមែនទេស៊ីលៀនយកស្រោប្រហែលហើយតែពេលនេះគួរតែរកទ្វារចេញពីទីនេះសិនក្រុមមនុស្សព្រៃក៏ព្រួយទៅចាំមុខដ៏ផុសផាំងរបស់ឈិងសៀនទេវីយោលើដៃស្ទាបមកក៏ឃើញឈាមក្រហមស្រស់គ្រាន់តែឃើញឈាមក្រហមស្រស់ភ្លាមពាក្យថាចាញ់ជាព្រះឈ្នះជាមាក៏ខ្លាចទៅជាចាញ់ជាព្រះឈ្នះជាអញហើយឈិងសៀនក៏លាតផ្លិតបក់មួយទំហឹងពួកមនុស្សព្រៃប៉ាងខ្ចាច់ខ្ចាយអស់រលីងស៊ឺឈិងសៀនយកមេឃដីនិងស៊ីលៀនធ្វើជាសាក្សីថាគេមិនបានធ្វើបាបពួកមនុស្សព្រៃមុនទេស៊ីលៀនក៏ប្រញាប់លួងលោមនិងនិយាយថាគេបានឃើញនិងបានដឹងឮគ្រប់យ៉ាងទេវីយោដើរទៅអង្គុយចុះមុខសែតបងប្រុសរបស់គេមិនដែលហ៊ានលើកដៃវាយគេមិនដៃផងហើយពួកនោះជាអ្នកណាពីមុនសំណាងរបស់គេមិនសូវល្អមែនតែក៏មិនដែលយ៉ាប់ដល់ថ្នាក់នេះដែរស៊ីលៀនឃើញបែបនេះក៏ប្រញាប់សុំទោសប្រហែលមកពីនៅជាមួយស៊ីលៀនទៅធ្វើឲ្យគេទៅជាសួយបែបនេះឈិងសៀនសែតបាន3វិនាទីក៏ត្រឡប់មកដូចដើមវិញនិងនិយាយអះអាងកុំឲ្យព្រះបត្រាបារម្ភគ្មានអ្នកណាអាចកែប្រែសំណាងរបស់គេទេពេលងើបឈរក៏ឃើញថាមានទ្វារមួយទៀតលើកនេះឈិងសៀនឲ្យស៊ីលៀនបោះម្ដងទៅក្រែងលោសំណាងដែលសានឡើងរបស់ទ្រង់ឲ្យមកនៅសល់ខ្លះ
សេលីនមានអារម្មណ៍ថាខ្មាស់ពេលឮពាក្យសារឡើងរបស់ទ្រង់តែបើប្រកែកទៅឆ្កងសេលីនបោះជាលើកទី2ទ្វារដូចលើកដំបូងក៏បង្ហាញឡើងនេះកំប្រាប់ថាមួយថ្ងៃមកហើយពួកគេទៅមកដល់ទីតាំងទេតែគ្មានជំរឿផ្សេងមានតែទៅមុខបន្តលើកនេះជាកន្លែងដែលពួកគេទៅខុសពីលើកដំបូងទីនេះមានក្លិនឈាមដូចកន្លែងធ្វើទរណកម្មនៅខាងមុខមានស្រមោលមនុស្សពិតមែនមនុស្សម្នាក់នោះនិយាយមួយឃ្លាថាគេគ្មានស្អីត្រូវឆ្លើយទេលើសំឡេងនេះភ្លាមឈិងសៀនស្ទុះចូលទៅផ្លេតសេលីនមកដល់តាមក្រោយឃើញឈិងសៀនធ្វើដោយស្គាល់បរិសម្នាក់នោះក៏សួរថាតើអ្នកទាំងពីរស្គាល់គ្នាមែនទេវីយ៉ូប្រាប់ថាស្គាល់តែអ្នកម្ខាងទៀតប្រកែកថាមិនស្គាល់ឈិងសៀនបញ្ញាប់កើបមុខមកវិញនឹងនិយាយថាស្គាល់ខ្ញុំធ្វើឯងខ្មាស់គេណាស់មីងសុងខ្ញុំជាមិត្តម្នាក់របស់ឯងណាបរិសនោះនៅតែអាងប្រយោគដដែលថាគេមិនដែលមានមិត្តរត់ចោលរត់ឡើងស្លៀកពាក់បែបនេះទេឈិងសៀនភ្លេចឲ្យឆឹងថាគេនៅស្លៀកពាក់ឈុតរន្ទះបាញ់នេះនៅឡើយសេលីនឲ្យលើប្រយោគគេហៅមីងសុងក៏ចូលមកសួរអញ្ចឹងគេជាម្នាក់ក្នុងចំណោមធាតុទាំង5ជាអាទិទេពធរណីមីងអ៊ីនោះឬឈិងសៀនបញ្ជាក់ថាជាគេនឹងហើយព្រះបត្រាក៏ធ្លាប់ជួបគេរួចហើយតែមីងអ៊ីប្រកែកថាមិនដែលជួបនឹងនិយាយថាមិនយើអីខឹងឈិងសៀនក៏ប្រកែកលើជាការ៉េថាជួបនៅព្រំដែនប៉ាញ់យូនោះអីតើតែប្រហែលថ្ងៃសោះអ្នកទាំងពីរឆាប់ភ្លេចម្ល៉េះអម្ចាស់ស្រាប់តែនឹកឃើញទៅដល់នារីឈុតខ្មៅដែលនៅក្បែរទេវីយ៉ូអញ្ចឹងតើបានជាពេលនោះនាងធ្វើមុខដូចចង់សម្លាប់មនុស្សមួយផែនដីក៏ប៉ិតត្រូវឈិងសៀនអូសតែងខ្លួនជាស្រីជាលទ្ធផលក៏ត្រូវច្រឡំភេទបែកបាល់ចឹងទៅល្អហើយដែលសេលីនមិនចាញ់មនោគមឈិងសៀនព្រះបត្រាសួរបញ្ជាក់ថាទេពធរណីជាអ្នកបង្កើតភ្លើងនាគរាជមែនទេមីងអ៊ីក៏និយាយថាគេជាអ្នកបង្កើតភ្លើងបន្ទាប់ពីរោមមនុស្សឃើញហើយឈិងសៀនអ៊ីវមកជិតស្និទ្ធតែម្ខាងរបស់គេហើយសេលីនជាអ្នកឈួលបំភ្លឺផ្លូវនៅតាមផ្លូវឈិងសៀនឆ្លៀតញាស់មីងអ៊ីមីងសុងណាក្រែងឯងថាបកាវាយសឹងអីតែប្រហែលថ្ងៃសោះហេតុអីក៏សភាមើលមិនយល់បែបនេះអញ្ចឹងមើលឲ្យឯងទទួលអីបានជាភ្លៀងឈាមបង្អត់ផ្កាខាងដល់ថ្នាក់នេះហាទេវីយ៉ូនិយាយដល់មិនខ្លាចអ្នកម្ខាងទៀតហក់មកវាយបែបនេះមើលទៅទំនាក់ទំនងពួកគេជាមិត្តជិតស្និទ្ធនឹងគ្នាពិតមែនមកដល់ខាងលើស៊ីលីតបោះក្របលុកឡាក់ម្ដងទៀតដៃអោនរើសជើងគិតតែដើរទៅមុខមិនឈប់ខួរក្បាលកំពុងគិតរកវិធីណាយកឡើងយីងមកវិញផ្លូវនៅខាងមុខក៏ប្រែទៅជាប្រហោងព្រះបត្រាធ្លាក់ទៅក្រោមនិងប្រញាប់ស្រែកហាមតែឈិងសៀនឈប់មិនទាន់ក៏ធ្លាក់ទៅទាំងអស់គ្នាសេលីនមានអារម្មណ៍ធូរទ្រូងដែលធ្លាក់ទៅលើអ្វីម្យ៉ាងដែលមិនមែនជាភ្នំស្រួយឬសមុទ្រភ្លើងដូចលើកមុនតែពេលងើយមុខឡើងដឹងថាជាអ្នកណាក៏តឹងទ្រូងមកវិញបើជាភ្នំស្រួយឬសមុទ្រភ្លើងប្រហែលល្អជាងផ្ទៃមុខសង្ហារបស់ខ្វាឆឹងនៅមិនដល់មួយចង្អាមពីសេលីនផងពេលនោះស្រាប់តែលើសំឡេងឈិងសៀនស្រែកពីលើថាឲ្យពួកគេចេញសេលីនចាប់ស្មាខ្វាឆឹងកញ្ចក់រាងកាយពួកគេទាំងពីរទៅកន្លែងផ្សេងខ្លាំងយីស្ទុះមកពួនក្រោយសេលីនព្រះបត្រាសុំទោសនិងសុំធ្វើការបកស្រាយតែឈិងសៀនចូលមកខាត់ថាខ្វាឆឹងទៅវិញទេជាអ្នកដែលត្រូវបកស្រាយគេច្បាស់ជានៅពីក្រោយការបាត់ខ្លួនរបស់ទេពធរណីមិនខានខ្វាឆឹងមិនយល់ថាអ្នកណាជាទេពធរណីម្នាក់នៅលើស្មាទេវីយ៉ូនោះមែនទេការប៉ັດគេគ្រាន់តែជាកូនចៅដែលជាដង្កូវក្នុងសាច់ម្នាក់ប៉ុណ្ណោះលើពាក្យកូនចៅអ្នកទាំងពីរភ្ញាក់ផ្អើលឈិងសៀនខឹងគេជាមន្ត្រីអាទិទេពច្បាស់ណាស់ហេតុអីលោកហ៊ានហៅគេបែបនេះខ្វាឆឹងត្បកសំដួរចុះហេតុអីមន្ត្រីអាទិទេពដ៏កំពុងខ្ពស់របស់អ្នកលាក់សមាជិកភាពលះបង់តំណែងជាព្រះមកធ្វើជាកូនចៅរបស់យើងដល់ទៅ10ឆ្នាំបើគុំតែចាប់បានផ្ទាល់ភ្នែកនៅព្រំដែនបញ្ញាក៏យើងនៅតែមិនដឹងសេលីនយល់គ្រប់យ៉ាងទេពធរណីបន្លំខ្លួនមកស៊ើបការនៅឋានក្រមដល់ទៅ10ឆ្នាំទោះខ្វាឆឹងសង្ស័យក៏គ្មានភស្តុតាងច្បាស់លាស់ថ្ងៃមុននៅព្រំដែនបញ្ញាគេមើលធ្លុះសម្បកកាយคล้ายៗរបស់នារីឈុតខ្មៅមើលដឹងថានាងជាម្នាក់ក្នុងចំណោមធាតុទាំង5ភ្លើងនេក្រីត្រូវបានបង្កើតឡើង7ថ្ងៃមុនដែលជាថ្ងៃដែលខ្វាឆឹងចេញពីខ្ទមភូឈីដូចគ្នាដូច្នេះគេចាក់ចេញពីខ្ទមភូឈីដើម្បីមកទូទាត់ជាមួយទេពធរណីរហូតគេត្រូវបង្ខំបង្កើតភ្លើងនេក្រាជនេះជាកំហុសរបស់ឋានលើដែលបន្លំខ្លួនមករញ៉េរញ៉ៃជាមួយឋានក្រមដល់ទៅ10ឆ្នាំតែពួកគេក៏មិនអាចទុកទេពធរណីនៅទីនេះបានទៀតដែរស៊ីលីនចេញមុខសុំទោសចំនួននិងសុំឲ្យខ្វាឆឹងដោះលែងតែម្ចាស់ក្រុងក៏សុំទ្រង់វិញដូចគ្នាថារឿងខ្លះអង្គម្ចាស់កុំពាក់ព័ន្ធអីល្អជាងដោយឃើញអ្នកទាំងពីរសម្រេចចិត្តមិនរួចឈិងសៀនក៏ជ្រើសធ្វើជាតួអាក្រក់បង្កើតខ្យល់មុនដើម្បីទម្លុះដំបូលរត់គេចខ្វាឆឹងស្រាប់តែទាញផ្លិតមាសរបស់គេបក់ទៅវិញដូចគ្នាសន្លឹកមាសរឹងមុតស្រួចហោះចេញទៅក៏ស្រាប់តែត្រូវអ្វីម្យ៉ាងស្រូបឡើងទៅលើឈានឈាវទម្លុះដំបូលចុះមកក្រោមចំពេលល្មមដាវរបស់ឈានឈាវជាប្រភេទដាវស្រូបទាញលោហៈធាតុដូច្នេះសន្លឹកមាសរបស់ខ្វាឆឹងទាំងប៉ុន្មានត្រូវបានស្រូបទាញទាំងអស់ខ្វាឆឹងសើចចំអកទេវតាឋានលើក្រីក្រខ្លាំងណាស់ដល់ថ្នាក់ឃើញមាសមិនបានទេបើសម្ដីនេះថាឲ្យសេលីនព្រះបត្រាច្បាស់ជានៅតែប្រមូលហើយធ្វើមិនលឺអញ្ចឹងតែនេះខ្វាឆឹងសំដៅដល់កូនស្ដេចឈានឈាវខឹងប្រើកម្លាំងទាំងអស់ស្ទុះទាញដាវតម្រង់ទៅចាស់ក្រុងប្រើដៃម្ខាងកាន់អឿមីងចាំរួចជាស្រេចសេលីនដឹងច្បាស់អំពីកម្លាំងរបស់អ្នកទាំងពីរហើយពេលនេះលទ្ធផលមានតែមួយគត់គឺម្នាក់ត្រូវស្លាប់វិនាទីដែលអាវុធទាំងពីរវានឹងប៉ះគ្នាស្រាប់តែមានពន្លឺសក្បោសចាំងពេញឃ្លាំងទាំងមូលមើលអីមិនឃើញសេលីនបង្កើតភ្លើងតូចមួយបង្វែរចំណាប់អារម្មណ៍បន្ទាប់មកក៏ប្រើរូយាចងប្រអប់គ្រប់គ្នាមុននឹងស្រែកឲ្យទេវីយ៉ូបក់ឡើងឈិងសៀនដែលមើលមិនឃើញអីក៏ធ្វើទាំងបិទភ្នែកបក់យោរហូតពួកគេហោះឡើងទៅលើមេឃខ្ពស់ក៏គេនៅតែមិនឈប់បក់អណ្ដាតភ្លើងតូចមួយស្រាប់តែរីកធំសន្ធោសន្ធៅដុតឃ្លាំងអាវុធទាំងមូលសេលីនប្រញាប់ទាញដៃខាត់ឈិងសៀនទស្សនវិជ្ជាចុងក្រោយដែលគេឃើញគឺខ្វាឆឹកនៅឈរត្រង់នោះដដែលមិនរត់ទៅណា
នៅតែឈរសម្លឹងមើលរកស៊ីលៀនហ្វុងខ្មោចទាំងអស់ចលាចលឆ្លេឆ្លាដោយឃើញស៊ីលៀនស្ងប់ស្ងាត់ឈិងសៀនក៏សុំទោសមុននេះគេបំរុងបោះឲ្យហោះឡើងកាន់តែខ្ពស់គ្មានចេតនាដុតកន្លែងនឹងទេតែកុំបារម្ភបើភ្លៀងជាបង្អុតផ្កាមករករឿងចាំឲ្យបន្ទូទាត់ជាមួយគេចុះឈិងសៀនចាប់ស្មាលើកទឹកចិត្តក៏ស្រាប់តែមានឈាមជោកចេញពីអាវរបស់ស៊ីលៀននិងពេញបាតដៃរបស់គេកុំប្រាប់ណាថាមុននេះពន្លឺសក្បោសនោះជាស្នាដៃព្រះបុត្រាឈិងសៀននិយាយមិនខុសទេមុននេះនៅពេលដែលដាវពួកគេទាំងពីររៀបនឹងប៉ះគ្នាស៊ីលៀនទាញដាវមួយដែលនៅក្បែរនោះចូលទៅកាប់ដាវរបស់ឈៀនឈាវនិងរកនាងពិឃារបស់ហွာឈឹងតួនាទីជាអ្នកចូលទៅបំបែកត្រូវតែលឿនជាងនិងខ្លាំងជាងព្រោះស៊ីលៀនត្រូវប្រើដៃម្ខាងកាប់និងម្ខាងទៀតរងពេលដែលកម្លាំងមហាសាលប៉ះគ្នាវាក៏បង្កើតពន្លឺផ្លាតក្បាច់ប្រយុទ្ធនេះកើតឡើងត្រឹមកន្លះវិនាទីប៉ុណ្ណោះលឿនជាងរន្ទះមើលនឹងភ្នែកទទេមិនឃើញឈិងសៀនទាំងសរសើរនិងអាណិតគេវានឹងភ្លេចទៅហើយថាស៊ីលៀនជាអាទិទេពចម្បាំងដ៏ខ្លាំងពូកែបើកំបានព្រះបុត្រាឈៀនឈាវមិននឹងត្រូវកាប់ប្រមាណជំរាទេតែដែលឡៃឈៀនឈាវបែរជាមុខខ្មៅឯមិននិយាយអីមួយម៉ាត់ពួកគេមកដល់មុខសំណាក់សិនអ៊ូស៊ីលៀនប្រាប់ឲ្យឡានយីងអង្គុយចាំនៅខាងក្រៅឈិងសៀនប្រញាប់ទម្លាក់បនកសលនិងហៅមនុស្សពីញៀនទេពឲ្យមកសំណាក់សិនអ៊ូមានអាទិទេពពីរនាក់ត្រូវរបួសហ្វឹងសៀនចូលមកងាកទៅឃើញព្រះបុត្រាត្រូវរបួសគេក៏ភ្ញាក់ផ្អើលមួយឈិងដែលមកតាមក្រោយក៏និយាយថាអាទិទេពត្រូវរបួសបន្ទាប់ពីធ្វើបេសកកម្មជារឿងធម្មតាហេតុអីធ្វើដូចតក់ស្លុតម្ល៉េះអាទិទេពគ្រប់គ្នាមកដល់នេះជាលើកទី1ហើយដែលពួកគេបានឃើញមុខអាទិទេពធរណីស៊ីលៀនក៏លេចទៅឃើញឈានឈាវមិនមាត់ខ្លាចតែគេត្រូវរបួសត្រង់ណាក៏ចូលទៅពិនិត្យឈានឈាវស្រាប់តែច្របាច់ដៃគេមួយទំហឹងនិងហៅស៊ីលៀនដោយសំឡេងត្រជាក់ថាព្រះគ្រូខ្ញុំសម្លាប់នឹងកប់លោកក្នុងមឈូសដោយដៃទាំងពីរលោកពិតជាមិនធម្មតាមែនស៊ីលៀនប្រែជាតក់ស្លុតអាទិទេពគ្រប់គ្នាមិនយល់ឈានឈាវជាបុត្រានគរយ៉ុងអានហើយព្រះគ្រូនគរនៅចំនួនរបស់ឈានឈាវគឺព្រះគ្រូបិសាចហ្វាំងស៊ីនគ្មានអ្នកស្គាល់សមាជិកពិតរបស់ព្រះគ្រូម្នាក់នេះទេតែស៊ីលៀនជាបុត្រានគរសៀនលឿនគរសៀនលឿត្រូវផ្ដួលរលំដោយនគរយ៉ុងអានដូច្នេះហេតុអីស៊ីលៀនបែរជាខ្លាយទៅជាព្រះគ្រូនគរយ៉ុងអានទៅវិញសំណាងល្អដែលលីងវិនមកដល់ល្មមនឹងរៀបរាប់ថាព្រះគ្រូហ្វាំងស៊ីនជាអ្នកជួយជីវិតនិងជាអ្នកបង្ហាត់បង្រៀនរបស់ព្រះបុត្រាឈៀនឈាវគេជាម្នាក់ក្នុងចំណោមព្រះគ្រូបិសាចទាំងពីរព្រោះហេតុការសម្លាប់រង្គាលក្នុងពិធីជប់លៀងពំមាសគឺសម្លាប់ប្តីរាជវង្សយ៉ុងអានទាំងអស់ពិធីជប់លៀងពំមាសគឺជាពិធីប្រពៃណីរបស់រាជវង្សសៀនលឿគ្រប់យ៉ាងធ្វើឡើងអំពីមាសសុទ្ធពេលដំបូងដែលយ៉ុងអានដណ្ដើមបានរាជបល្ល័ង្កស្ដេចក្នុងរាជការនោះបានលុបបំបាត់ប្រពៃណីនេះចោលលុះដល់រាជការអង្គក្រោយៗក៏យកវាអនុវត្តឡើងវិញនៅយប់គម្រប់17ព្រះវស្សារបស់បុត្រានគរយ៉ុងអានពួកគេបានប្រារព្ធពិធីនេះក្នុងរាជវាំងនៅកណ្ដាលពិធីព្រះគ្រូហ្វាំងស៊ីនដៃម្ខាងកាន់ដាវសម្រាប់ផ្ដាច់ជីវិតខ្សែស្រឡាយយ៉ុងអានទាំងអស់ដែលចូលរួមយប់នោះដោយសារតែការទៅដល់យឺតរបស់ព្រះបុត្រាឈៀនឈាវទើបមានតែទ្រង់ម្នាក់ដែលនៅមានជីវិតឈៀនឈាវក្តាប់ដៃស៊ីលៀនមិនលែងពេលនោះព្រះគ្រូនិយាយថាមិនអាចទ្រាំមើលមនុស្សយ៉ុងអានគ្រប់គ្រងរាជបល្ល័ង្កបានតែគេមិនដែលជឿឡើយរហូតមកដល់ពេលនេះគ្រប់យ៉ាងគេយល់ហើយឈិងសៀនស្រាប់តែឆ្ងល់បើព្រះគ្រូនគរយ៉ុងអានជាព្រះបុត្រាមែនហេតុអីឈៀនឈាវទើបតែចំណាំបាននៅពេលនេះភ័យមីងឆ្លើយជំនួសព្រះគ្រូហ្វាំងស៊ីនជាមនុស្សអាចកំបាំងតែងតែពាក់របាំងមុខពណ៌ប្រាក់មិនដែលបង្ហាញមុខពិតទៅព្រះបុត្រាថៃខ្វាមិនដែលឃើញឈិងសៀនប្រកែកបើមិនដែលមានមនុស្សបានឃើញមុខពិតរបស់ព្រះគ្រូហ្វាំងស៊ីនអញ្ចឹងហេតុអីក៏ប្រកាសចិត្តម្ល៉េះថាគេជាព្រះបុត្រាស៊ីលៀនអតិថិម្នាក់ទាញហេតុផលដែលអាចទៅរួចគឺសងសឹកនគរសៀនលឿត្រូវបំផ្លាញដូច្នេះគេចង់បំផ្លាញនគរយ៉ុងអានដូចគ្នាប្រជាជនយ៉ុងអានបានសម្លាប់មាតាបិតារបស់បុត្រាសៀនលឿដូច្នេះទ្រង់សម្លាប់មាតាបិតារបស់បុត្រាយ៉ុងអានវិញតែអ្នកដែលបំផ្លាញនគរសៀនលឿមិនមែនចំនួនរាជការរបស់បិតាឈៀនឈាវទេការសងសឹកនេះមិនសមហេតុផលតែសោះពេលនោះព្រះអិនមកដល់ល្មមបញ្ជាឲ្យនាំទេពធរណីទៅព្យាបាលបន្ទាប់មកទ្រង់ព្យាបាលរបួសលើដៃរបស់ស៊ីលៀនជន់អ៊ូស៊ូនាំមានរឿងអីកើតឡើងបានជាថៃខ្វាខឹងហើយសៀនលឿអោនមកចុះឈៀនឈាវឆ្លើយថាបុគ្គលម្នាក់នេះធ្លាប់ជាព្រះគ្រូរបស់គេហើយក៏ជាអ្នកដែលសម្លាប់រាជវង្សយ៉ុងអានដូច្នេះគេស្នើសុំប្រកួតមួយទល់មួយដោយផ្ទាល់ដែលមានព្រះអង្គជាសាក្សីដឹងឮជន់អ៊ូឃើញស៊ីលៀនមិនមាត់ក៏សួរបញ្ជាក់ថាថៃខ្វាជឿថាសៀនលឿជាហ្វាំងស៊ីនមានអីជាសំអាងឈៀនឈាវរៀបរាប់ថានៅអាយុ12ឆ្នាំគេត្រូវចោទចាប់ហើយពួកទាហានចូលមកជួយនៅពេលដែលអាវុធទាំងពីរជិតប៉ះគ្នាស្រាប់តែមានអ្នកសម្ដែងតាមផ្លូវម្នាក់ប្រើត្រឹមឈើមួយដើមចូលមកជួយគេក្រោយមកមនុស្សម្នាក់នោះត្រូវបានតែងតាំងជាព្រះគ្រូនគរជាអ្នកបង្រៀនក្បាច់គុនដល់ឈៀនឈាវដោយផ្ទាល់មុននេះគេបានទៅក្រុងខ្មោចនិងប្រយុទ្ធជាមួយភ្លៀងឈាមបង្អុលផ្កាមនុស្សម្នាក់នេះបានប្រើស្នៀតតែមួយចូលទៅបំបែកពួកគេមួយឈេងសួរបញ្ឆេះជួនកាលព្រះបុត្រាថៃខ្វាអាចមើលច្រឡំកថាបានឬបែបនេះដើម្បីបញ្ជាក់ឈៀនឈាវក៏ស្រែកសុំដាវនិងសុំបើកការប្រយុទ្ធមួយស្មើជាមួយគ្នានៅពេលនេះតែម្ដងដើម្បីបញ្ជាក់ថាស្នៀតគ្រូនិងសិស្សពួកគេដូចគ្នាឬអត់ឈិងសៀនព្យាយាមនិយាយឲ្យគេស្ងប់ចិត្តមិនអាចប្រយុទ្ធបានទៅដៃម្ខាងរបស់ព្រះបុត្រាកំពុងត្រូវរបួសតែរងើកភ្លើងដែលឆាប់ឆេះទៅហើយមិនអាចពន្លត់បានទេឈៀនឈាវទាញដាវមកចាក់ដៃខាងឆ្វេងរបស់គេដើម្បីស្មើភាពគ្នាជួយជារឿងមួយសម្រាប់មាតាបិតារបស់គេជារឿងមួយផ្សេងទៀតឈៀនឈាវនៅតែអះអាងដដែលគឺគេចង់ប្រយុទ្ធមួយស្មើតែស៊ីលៀនប្រកែកច្រើនឆ្នាំមុនគេបានស្បត់រួចហើយថាមិនប្រយុទ្ធដោយកាន់ដាវទៀតទេឈៀនឈាវនឹកឃើញដល់រូបភាពនៃសក្បុរអាក្រក់ពេលដែលបើកទ្វារទៅឃើញគ្រូដែលខ្លួនគោរពកំពុងចាក់សម្លាប់បិតារបស់គេមិនញញើត
ឈានសៀនចូលមកខាត់ម្ដងទៀតច្បាស់ជាមានរឿងយល់ច្រឡំឬមានអ្នកពាក់របាំងមុខប្រាក់បន្លំធ្វើជាព្រះគ្រូធ្វើការសម្រាប់រង្គាលនៅយប់នោះក៏ថាបានដូច្នេះឈិងសៀនសូមឲ្យព្រះអិនជួយព្រះតម្រេះជុនអ៊ូសួរសៀលៀនពីសំណួរតើអ្វីដែលថៃខ្វាចោតប្រកាន់ទ្រង់ព្រមទទួលស្គាល់ទេសៀលៀនឆ្លើយថាព្រមទទួលស្គាល់គ្រប់គ្នានៅទីនោះតក់ស្លុតសំណួរទី2តើព្រះគ្រូហ្វាំងស៊ីនដែលសម្រាប់រង្គាលក្នុងពិធីជប់លៀងមាសនោះគឺជាគេមែនទេសៀលៀនងើបមកឡើងនិងឆ្លើយថាមិនខុសទេគឺជាទូបង្គំល្អណាស់ពេលនេះគេព្រមសារភាពហើយអតិថិគ្រប់គ្នាកំពុងចាំមើលថាតើព្រះអិននឹងការពារព្រះបុត្រាសៀនលឿដោយរបៀបណាអតិថិម្នាក់មិនយល់ថាជុនអ៊ូមានអារម្មណ៍បែបណាទៅកាន់សៀលៀនពេលឡើងឋានលើកទី1ព្រះបុត្រាទទួលបានការសពព្រះតីនិងមើលថែយ៉ាងដិតដល់ផ្ទុយទៅវិញលើកទី2អ្នកទាំងពីរបែរជាឆ្លោះគ្នាសៀលៀនថែមទាំងបានចាក់ទ្រង់ប៉ុន្មានដាវទៀតផងដល់មកលើកទី3ម្នាក់បែរជាប្រកាន់សន្តិភាពរៀងខ្លួនធ្វើដោយគ្មានរឿងអីកើតឡើងជុនអ៊ូថែមទាំងសង់សំណាក់សៀនលឿមួយក្នុងទីតាំងដែលមានទេសភាពស្អាតបំផុតក្នុងឋានសួគ៌ឲ្យបុគ្គលដែលជាឃ្លាំងសំណាយក្នុងឋានទាំង3ទៀតផងសៀលៀនស្នើឲ្យព្រះអិនដកហូតទេវភាពនិងទម្លាក់គេទៅឋានកណ្ដាលវិញតែនោះមិនមែនជាអ្វីដែលឈៀនឈាវចង់បានគេចង់ប្រយុទ្ធព្រះបុត្រាបដិសេធព្រោះបើគេប្រយុទ្ធលទ្ធផលរបស់ឈៀនឈាវមានតែមួយគត់គឺស្លាប់អតិថិម្នាក់គិតថាសម្ដីរបស់សៀលៀនក្អេងក្អាងហួសហេតុមានតែឈៀនឈាវម្នាក់ប៉ុណ្ណោះដែលដឹងថានេះជាពាក្យពិតតែទោះជាលទ្ធផលស្លាប់ឬរស់ក៏គេព្រមទទួលគេមិនត្រូវការអាណិតទេសៀលៀននៅតែអះអាងប្រយោគដើមឈិងសៀននៅតែមិនបោះបង់គំនិតស្វែងរកភាពស្អាតស្អំឲ្យព្រះបុត្រាមានចំណុចខ្លះដែលមិនសមហេតុផលតតែសោះបើព្រះគ្រូហ្វាំងសៀនមានចេតនាចង់សម្លាប់ដាច់ពូជនគរយ៉ុងអានមែនចុះហេតុអីបានជាគេទុកឈៀនឈាវឲ្យនៅមានជីវិតទៅវិញក្រៃរីទីយាគួរតែជាមនុស្សដែលសំខាន់បំផុតដែលត្រូវកំចាត់មិនថាអញ្ចឹងម្យ៉ាងទៀតគេឃើញផ្ទាល់ភ្នែកថាសៀលៀនបានប្រថុយជីវិតចូលទៅរងដល់ពិឃាតជំនួសឈានឈាវនោះជាអាវុធបណ្ដាសាតើនៅទីនេះក្រៅពីព្រះអិនមានអ្នកណាហ៊ានធ្វើដូចព្រះបុត្រាខ្លះគ្រប់គ្នាស្ងាត់មាត់ភ័យមីងនិយាយឡើងគេច្រណែនព្រះបុត្រាដល់ឡាយដែលមានទេវីយោនិយាយការពារមិនដូចភ័យសៀវកំសត់សោះឈិងសៀននិយាយថាចំពោះករណីសៀវភ័យគេលឺផ្ទាល់ត្រចៀកឃើញផ្ទាល់ភ្នែកភ័យមីងអះអាងចុះពេលនេះក្រែងថៃខ្វាលឺផ្ទាល់ត្រចៀកឃើញផ្ទាល់ភ្នែកដូចគ្នាមិនថាអញ្ចឹងទេវីយោក្តៅស្លឹកត្រចៀកតែសៀលៀនចូលមកខាត់នឹងអរគុណដែលជួយនិយាយឲ្យគេជុនអ៊ូដោះស្រាយបញ្ហានេះដោយប្រាប់ឲ្យថៃខ្វាត្រចៀកចិត្តសិនកុំដោះស្រាយបញ្ហាតក់ក្រហល់គួរតែវិភាគស្ថានភាពឲ្យបានគ្រប់ជ្រុងជ្រោយនៃសាច់រឿងទាំងមូលមុននឹងសម្រេចចិត្តដោយឡែកចំពោះសៀលៀនគេបដិសេធមិនព្រមនិយាយសាច់រឿងលម្អិតត្រូវឃុំក្នុងដំណាក់សៀនលឿបណ្ដោះអាសន្នព្រះអង្គនឹងសួរចម្លើយដោយផ្ទាល់កំឡុងពេលនេះអ្នកទាំងពីរមិនគួរជួបគ្នាទេនេះជាដំណោះស្រាយដែលគ្រប់គ្នាស្មានមិនដល់ជុនអ៊ូពិតជាការពារសៀលៀនមែនអតិថិគ្រប់គ្នាភ្លឺភ្នែកឃើញច្បាស់ថាចំហាយកូនសំណប់រេទៅខាងណាចាប់ពីពេលនេះទៅពាក្យថាឃ្លាំងសំណាយក្នុងឋានទាំង3ប្រហែលជាមិនអាចហៅប្តីផ្ដាបានទៀតទេដោយឡែកសម្រាប់ឈៀនឈាវមិនថាចម្លើយចុងក្រោយយ៉ាងណាគេត្រូវតែប្រយុទ្ធគ្នាឲ្យបានថាហើយគេក៏លាចេញទៅសៀលៀនងាកទៅអរគុណនិងសូមឲ្យឈិងសៀនជួយពីរឿងឈិងសៀននៅរអះចិត្តរឿងដុតវិមានសួរបន់ឲ្យទៅសៀលៀនសូមឲ្យគេជួយរឿងទី1គឺជួយមើលថែក្មេងប្រុសដែលនៅខាងក្រៅបណ្ដោះអាសន្ននិងទី2បើលោកមានតបភ័យតាមរោគបញ្ញដើម្បីសងសឹកជួយបើកឲ្យនាងចេញផងគេទុកនាងនៅក្នុងកឡោដាក់ជ្រក់នៅក្នុងខ្ទមភូឈីឬពីកឡោដាក់ជ្រក់ឈិងសៀនកាំងត្រង់មានឱកាសបើកនាងមិនជួលល្មមហូបហើយទេបន្ទាប់ពីផ្ដាំហើយសេនានាំសៀលៀនទៅឃុំនៅដំណាក់សៀនលឿគ្រប់យ៉ាងនៅទីនេះគឺដូចគ្នានឹងដំណាក់របស់សៀលៀនកាលពី800ឆ្នាំមុនអញ្ចឹងព្រោះតែភាពហត់នឿយមកដល់ភ្លាមក៏លក់ភ្លឹងតែម្ដងសៀលៀនយល់សប្តិច្រើនណាស់ក្នុងនោះក៏មានពេលដែលគេនៅនគរយ៉ុងអានជាព្រះគ្រូហ្វាំងស៊ីនកំពុងបង្រៀនព្រះបុត្រាឈៀនឈាវសូមឲ្យព្រះគ្រូហ្វាំងស៊ីនបង្រៀនក្បាច់គុណដែលព្រះគ្រូបានជួយពេលជួបគេលើកដំបូងតែហ្វាំងស៊ីនបដិសេធនិងបញ្យល់ថាក្បាច់នោះគ្មានប្រយោជន៍គ្មានតម្លៃអីនឹងត្រូវរៀនទេប៉ុន្តែឈៀនឈាវមិនយល់ហ្វាំងស៊ីនក៏បញ្យល់ដោយប្រើន័យធៀបថានៅពេលដែលមនុស្សពីរនាក់កំពុងស្រេកឃ្លានពួកគេវាយគ្នាដណ្ដើមអាហារក្នុងនាមជាអ្នកទី3ដែលចូលទៅបញ្ចប់ជម្លោះវិធីតែមួយគត់គឺត្រូវយកអាហាររបស់គេឲ្យទៅពីរនាក់នោះហេតុផលគឺដូចគ្នានៅពេលដែលមនុស្សពីរនាក់ប្រយុទ្ធគ្នាគឺមានកម្លាំងកាប់និងកម្លាំងរងថ្ងៃដែលហ្វាំងស៊ីនចូលទៅជួយឈៀនឈាវគេមិនបានចូលទៅបំបែកទេគឺគេចូលទៅទទួលកម្លាំងរងរបស់ដៃគូប្រយុទ្ធទាំងពីរវាជាវិធីល្ងងខ្លៅបំផុតដែលចូលទៅរងរបួសទៅទេដូច្នេះក្បាច់នេះមិនបាច់រៀនល្អជាងឈៀនឈាវស្ដាប់យល់ក៏មានចម្ងល់មួយចុះបើអ្នកទី3គ្មានអាហារឬអ្នកទាំងពីរនោះមានអាហាររៀងខ្លួនហើយតែលុបលន់ប្រយុទ្ធគ្នាចង់បានបន្ថែមពីអ្នកទី3ដូច្នេះលទ្ធផលនឹងទៅជាយ៉ាងណាហ្វាំងស៊ីនតបសំណួរវិញចុះទ្រង់មានព្រះតម្រិយយ៉ាងណាឈៀនឈាវឆ្លើយថាប្រហែលគេមិនគួរចូលទៅពាក់ព័ន្ធតាំងពីដំបូងរូបភាពក៏បដូរទៅក្នុងពិធីជប់លៀងពណ៌មាសតែស្រោចដោយឈាមហ្វាំងស៊ីនឈរចំពោះមុខស្ដេចដកដាវចាក់សម្លាប់យ៉ាងព្រៃផ្សៃឈានឈាវមកដល់តាមក្រោយទាំងតក់ស្លុតមិនយល់ហេតុអីលោកគ្រូគេធ្វើបែបនេះហ្វាំងស៊ីនដើរដល់មាត់ទ្វារងាកមកនិយាយត្រឹមមួយឃ្លាថាពួកឯងសមនឹងទទួលបែបនេះមានអារម្មណ៍ដូចអ្វីម្យ៉ាងចាក់ទ្រូងឈឺតិចតិចសៀលៀនភ្ញាក់ពីយល់សពដៃលោកទៅក្នុងជាយអាវក៏ប្រទាក់នឹងក្របលុកលាក់ដែលម្ចាស់វិមានសួរឲ្យព្រះបត្រាស្រមៃដល់ទិដ្ឋភាពខ្វះឈឹងឈរក្នុងអណ្ដាតភ្លើងក្រហមបន្ទាប់ពីត្រូវទម្លាក់ទៅឋានកណ្ដាលសៀលៀនសន្មតថាគេប្រហែលត្រូវដើរប្រមូលអេតចាយរាប់រយឆ្នាំហើយតម្រាំសងថ្លៃខូចខានវិមានសួរទាំងមូលអស់
ស៊ីលៀនបោះគ្រាប់លបែងលេងតែសំណាងដែលខ្ចីម្ចាស់ក្រុងមកអស់សុពលភាពហើយភ្លាមនោះមូឈិងចូលមកដល់ដៃច្រត់ចកេះឃើញព្រះបត្រាឆ្ងល់មូឈិងក៏សួរឌឺថាយ៉ាងម៉េចខកបំណងឯដែលហ្វឹងស៊ីនមិនមកមិនបាច់ចាំទេគេមិនមកទេសួរតែឯងឆ្លើយតែឯងក៏ប៉ាស៊ីលៀនឆ្ងល់ថាមូឈិងមកធ្វើអីមូឈិងដកដបថ្នាំបោះឲ្យព្រះបត្រាយកទៅលាបព្រោះឃើញគេដើរយួរដៃទៅរបួសចុះឡើងពេញឋានសួគ៌ឃើញហើយឈឺភ្នែកតួជនអ៊ូប្រើវិធីសង្គ្រោះដោយខាត់ឈាមឲ្យឈប់ហូរប៉ុន្តែបើមានថ្នាំព្យាបាលកាន់តែឆាប់ជាកាន់តែល្អស៊ីលៀនបើគម្របដបថ្នាំវាមិនមែនជាទឹកឬម្សៅតែជាផ្សែងត្រជាក់ហិតហើយស្រស់ស្រាយមូឈិងសួរថាព្រះបត្រាពិតជាសម្រាប់រាជវង្សយ៉ុងអានមែនទេមិនទាន់ចាប់សំណួរស្រួលបួលផងហ្វឹងស៊ីនចូលមកម្នាក់ទៀតថាឲ្យមូឈិងមកធ្វើស្អីទីនេះធ្វើអីក៏បានធំហើយសំណាក់របស់ឯងមិនមែនតែយើងមកអំបានហ្វឹងស៊ីនមិនចង់ខ្វល់ងាកទៅរកសៀលៀនប្រហែលមកសួរសំណួរតែមួយមិនឲ្យគេសួរតាន់សៀលៀននិយាយបញ្ជាក់ថាគ្រប់យ៉ាងដែលគេនិយាយនៅក្នុងសំណាក់សិនអ៊ូមុននេះជាការពិតហ្វឹងស៊ីនស្លេកដោយរន្ទះបាញ់ចាំមួយឈិងជ្រិញដល់ជាតិក្រោយប្រាប់ឲ្យគេវិចអាទឹកមកនឹងទុកវិញទៅឈឺចាប់សម្បើម្លេះចូលតួឲ្យអ្នកណាមើលហ្វឹងស៊ីនមិនចាញ់និយាយទៅសម្លក់ថ្មដឹងតែមិនមែនឯងមើលទៅបានហើយឆាប់ចេញទៅហើយឯងជាស្អីមកដេញយើងធ្វើដូចខ្លួនជាមនុស្សស្មោះត្រង់អញ្ចឹងបានប្រមាណក្រែងចុងក្រោយរត់ដូចតែគ្នាតើអីហ្វឹងស៊ីនខឹងឡើងចេញទៅសាយពេញមុខសៀលៀនបញ្ញាប់ខាត់ដូចដឹងអញ្ចឹងបើហ្វឹងស៊ីនជាភ្លើងកំពុងឆេះមួយឈិងជារំសេវមិនមែនទឹកមួយឈិងនិយាយបន្តគ្រប់គ្នានិយាយថាឯងរត់ចោលត្រង់ព្រោះមិនអាចទ្រាំមើលសភាពរបស់ត្រង់តទៅទៀតបានលែពីរោះទៅជាគ្រាន់បើការប៉ັດឯងគ្រាន់តែមិនចង់ចំណាយពេលមួយជីវិតដើរតាមមនុស្សដែលធ្លាក់ខ្លួនក្រប៉ុណ្ណោះត្រឹមនេះហ្វឹងស៊ីនទ្រាំតែលេងបានកដាលមួយឈិងមួយដៃកុំស្មានតែយើងមិនដឹងគំនិតថោកទាបរបស់ឯងឲ្យសោះអង្គម្ចាស់ធ្វើខុសច្រើនប៉ុណ្ណាអាចចង្រៃឯងកាន់តែសំចិត្តប៉ុណ្ណោះមួយឈិងតបវិញឯងតែងតែមើលងាយយើងដែលមើលសភាពខ្លួនឯងទេឌីលគេតែខ្លួនឯងក៏មិនខុសគ្នាឡានឈានឈៀវនៅសៀលៀនមិនតមានអាការបានបើកកញ្ច្រាស់គ្នាផងហ្វឹងស៊ីននិងមួយឈិងក៏បំពេញតួនាទីនេះជំនួសកំហឹងរបស់ពួកគេដូចជាគុំគ្នាមកយូរហើយមានទាំងវាយទាំងជេរបិចោពាក្យសម្ដីមុតជាកញ្ចប់តែម្ដងពេលនេះម្នាក់មិនស្ដាប់សម្ដីសៀលៀនទេព្រះបត្រាបំរុងនឹងចូលទៅខាត់អ្នកទាំងពីរតែមើលទៅកាឡាដូចជាមិនឈ្នះច្បាស់ជាអាយ៉ះក្បាលម្នាក់ទៀតមិនខានការអ្នកទាំង3នៅក្មេងមួយឈិងជាក្មេងស្លូតបូតនិយាយស្ដីទន់ភ្លន់ហើយហ្វឹងស៊ីនហ៊ានលើកដៃវាយនរណាម្នាក់តែទទួលបញ្ជារបស់សៀលៀនប៉ុណ្ណោះនៅពេលដែលព្រះបត្រាហាមពួកគេនឹងឈប់តែគ្រប់យ៉ាងលេខដូចមុនហើយសៀលៀនយកដៃរបួសដើរទៅទ្វារដើម្បីសុំជំនួយពីអ្នកខាងក្រៅទ្វារស្រាប់តែរត់បើកឡើងមានផ្សែងខ្មៅនិងមានអំបៅប្រាក់រាប់ពាន់ក្បាលហោះមករកពួកគេហ្វឹងស៊ីននិងមួយឈិងបញ្ញាប់បង្កើតរបាំងទេពការពារនិងហៅព្រះបត្រាទៅក្រោយមានអំបៅខ្មៅទាំងនោះមានគ្រោះថ្នាក់ណាស់តែរូបភាពដែលសៀលៀនឈោថាពួកវាសឹងតែធ្វើឲ្យទេពទាំងពីរដែលឈោមើលក្អួតឈាមរាងកាយរបស់ព្រះបត្រាហោះតម្រង់ទៅផ្សែងខ្មៅនៅមាត់ទ្វារស្រាប់តែមានដៃទាញខ្លួនប្រាណគេទៅក្នុងផ្សែងនោះតែសៀលៀនបែរជាមិនខ្លាចផ្ទុយទៅវិញផ្សែងនេះបង្កប់នៅចំហាយទន់ភ្លន់ដែលធ្វើឲ្យស្ងប់ចិត្តទៀតផងមួយឈិងនិងហ្វឹងស៊ីនប្រញាប់រត់ទៅទាំងស្រែកថាឲ្យខ្វាឈឹងដែលថ្លើមធំហ៊ានឡើងមកអុកលុកនិងប្លន់មនុស្សដល់ឋានលើខ្វាឈឹងនិយាយតពួកអតិទេពក៏ថ្លើមធំហ៊ានចុះទៅអុកលុកនៅឋាននរកដូចគ្នាចង់បានមនុស្សចាំមើលថាពួកឯងមានសមត្ថភាពកម្រិតណាខ្វាឈឹងនាំសៀលៀនឆ្លងទៅព្រៃភ្នំមួយកន្លែងមួយឈិងប្រញាប់ចូលញៀនទេប្រាប់ដំណឹងថាព្រះបត្រារត់ហើយហ្វឹងស៊ីនមកតាមក្រោយក្តៅស្លឹកត្រចៀករត់ស្អីព្រះបត្រាទៅចាប់ខ្លួនទៅវិញទេគ្រប់គ្នាភ្ញាក់ផ្អើលលីងវិនប្រញាប់ឲ្យមនុស្សទៅពិនិត្យមើលក៏មិនឃើញពិតមែនហ្វឹងស៊ីនស្រែកសួរមិនដាច់មាត់សៀលៀនចូលញៀនទេតែខ្វាឈឹងចាប់ដៃក៏បានចូលមកញៀនជាមួយនឹងធ្វើការស្វាគមន៍អ្នកក្នុងញៀនមួយម៉ាត់ថាខានជួបគ្នាយូរហើយមានអ្នកនឹកគេឬអត់តែខ្វាឈឹងគ្មាននឹកអ្នកណាសូម្បីម្នាក់បន្ទាប់ពីឮសំឡេងរបស់ស្ដេចបិសាចអតិទេពគ្រប់គ្នាស្ងាត់មាត់ជ្រាបធ្វើមិនដឹងមិនឮខ្វាឈឹងក៏បង្ហើយមួយឃ្លាទៅតែស្ដាប់ទៅជាន័យគំរាមច្រើនជាងមួយរយៈនេះគេដូចជាទំនេរចង់រកគ្នាជជែកលេងអ្នកណាទំនេរអាចទៅរកគេបានអតិទេពគ្រប់គ្នាឆ្ងល់ហេតុអីភ្លៀងឈាមបង្អុរផ្កាឡើងមកប្លន់មនុស្សដល់ឋានលើសំខាន់ជាឃ្លាំងសំណើចរបស់ឋានទាំង3ដែលទើបនឹងមានទំនើក្តៅកកុកទៀតម្នាក់ក៏ខ្លាចជាគោថ្លង់អស់រលីងមានតែហ្វឹងស៊ីនម្នាក់គត់ដែលមិនខ្លាចគេនឹងទៅផ្ដាំហើយខ្វាឈឹងនាំផ្លូវសៀលៀនរបៀបដែលគេរលើសដៃចេញដូចពេលដែលពួកគេទាំងពីរជួបគ្នាលើកដំបូងហាក់ដូចជាប៉ះរលាកសៀលៀនឈោថ្មឹងដំបូងគេស្មានថាខ្វាឈឹងមកជួយព្រោះដឹងថាគេត្រូវឃុំខ្លួនតែឃើញកាយវិការមុននេះរបស់អ្នកម្ខាងទៀតហេតុអីគេត្រូវមកជួយសៀលៀនបានដុតវិមានសួរឆេះគ្មានសល់ប្រហែលខ្វាឈឹងតាមរកគេទូទៅបំណុលច្រើនជាងគិតបានត្រឹមនេះសៀលៀនហៅឈ្មោះអ្នកខាងមុខនិយាយសុំទោសខ្វាឈឹងសួរវិញហេតុអីសុំទោសសៀលៀនអោនមុខចុះសាឡាបានស្វាគមន៍គេយ៉ាងល្អតែគេវិញបែរជាលាក់រឿងចុះទៅស៊ើបរកទេពធរណីហើយថែមទាំងធ្វើឲ្យមានភ្លើងចេះវិមានសួរដ៏មានតម្លៃទៀតតែកុំបារម្ភអីតិចទៀតពេលដែលគេត្រូវទម្លាក់ពីឋានលើសៀលៀនសន្យានឹងសងថ្លៃខូចខាតគ្រប់យ៉ាងព្រះបត្រាមិនទាន់និយាយចប់ផងខ្វាឈឹងសួរកាត់មើលទៅគេហាក់កាន់តែសោកសៅទ្រាំស្ដាប់ទៀតមិនបានហេតុអីត្រូវសុំទោសហេតុអីចង់សងថ្លៃខូចខាតខ្ញុំជាអ្នកធ្វើឲ្យទ្រង់មានរបួសឬទ្រង់មិនចាំទេហេតុអីអង្គម្ចាស់នៅតែអាចញញឹមសុំទោសថែមទាំងចង់សងថ្លៃខូចខាតទៅវិញសៀលៀនភ្ញាក់ផ្អើលវានឹងភ្លេចទៅហើយថាដៃរបស់គេត្រូវរបួសតែគេលើកវាឡើងនិយាយធានាកុំឲ្យខ្វះឈឹងបារម្ភគេលេងអីហើយអាចកម្រើកបានធម្មតាហើយរបួសនេះក៏ចេញពីការសម្រេចចិត្តរបស់គេខ្លួនឯងមិនមែនជាកំហុសរបស់ខ្វះឈឹងទេសៀលៀនកាន់តែនិយាយធានាខ្វះឈឹងកាន់តែស្រពោននិងបែរមុខចេញ
អង្គម្ចាស់មិនដឹងថាគេមានអារម្មណ៍បែបណាតែភ្នែកនៅលើដាវពិឃាតប្រែជាញ័រមិនចប់ដោយកូនក្មេងកំពុងយំសៀលៀនបំរុងនឹងចូលទៅស្ទាបដាវកំសត់តែខ្វាឈឹងប្រាប់ថាកុំឲ្យរវល់ជាមួយវាគេលើកដៃទះភ្នែកដែលរកយំមួយដៃអត់ប្រយោជន៍គិតតែពីរំអួយភ្លាមនោះសំឡេងហ្វឹងសៀនស្រែកសួរមានអ្នកដឹងពីវិធីបើកទ្វារនេះឬអត់ឈិងសៀនតបថាគេដឹងព្រោះគេធ្លាប់មានបទពិសោធន៍ជាមួយព្រះបុត្រាសៀលៀនស្រាប់តែចាំបានថាមុននេះគេបោះគ្រាប់លុកលាក់លេងដូចគ្នាលើកមុនជួបចន្លេងនឹងមនុស្សព្រៃសុទ្ធតែជាកន្លែងគ្រោះថ្នាក់ក៏បំរុងនឹងស្រែកហាមកុំឲ្យបោះផ្ដេសផ្ដាស់តែយុទ្ធសាស្ត្រខ្សោយក៏ដាច់បាត់ឈិងសៀនប្រាប់ឲ្យពួកគេរកមើលគ្រាប់លុកលាក់ពីរគ្រាប់ហើយបោះទៅទ្វារនឹងរបើកឡើងហ្វឹងសៀននិងមូឈិងដែលកំពុងបោចសក់គ្នាមុននេះក៏ប្រែជារួបរวมបត់ឈប់បោចរយៈពេលខ្លីនិងធ្វើតាមសម្ដីឈិងសៀនបន្ទាប់មកពួកគេក៏បោះបានលេខ4ហើយនាំគ្នាចូលទៅក្នុងទ្វារអាថ៌កំបាំងសម្លេងបន្ទាប់គឺហ្វឹងសៀនស្រែកមួយទំហឹងសៀលៀនគិតថាពួកគេច្បាស់ជាទៅជួបកន្លែងដែលសាហាវឬសត្វសាហាវណាមិនខានក៏សួរហွာឈឹងថាតើគ្រាប់លេខ4នឹងនាំទៅទីណាហွာឈឹងប្រាប់ថាអាស្រ័យលើភាពភ័យខ្លាចរបស់អ្នកបោះទ្វារនឹងនាំពួកគេទៅជួបអ្វីដែលអ្នកបោះខ្លាចបំផុតមិនខុសទេទ្វារបាននាំពួកគេមកចុះចតនៅបន្ទប់ទឹកមនុស្សស្រីវាជាកន្លែងដែលហ្វឹងសៀនខ្លាចបំផុតបន្ទាប់ពីរត់ចែកជើងគ្នាប្រសាចមួយឈិងក៏ជាអ្នកបោះវិញម្ដងហើយអ្នកទាំងពីរក៏ធ្លាក់ទៅក្នុងភក់ខ្មៅដែលសុទ្ធតែក្រពើដែលមានរាងកាយជាមនុស្សអាទិទេពទាំងពីរក៏បើកការវាយប្រហារដំបូងពួកគេប្រយុទ្ធជាមួយក្រពើបន្ទាប់មកក៏ប្រយុទ្ធជាមួយគ្នាឯងព្រោះមុននេះមួយឈិងជាអ្នកបោះតែពេលហ្វឹងសៀនសួររកក្របលុកលាក់មួយឈិងបែរជាថានៅហ្វឹងសៀនទៅវិញហើយចុងក្រោយក្រពើក៏មានជាការថយចេញពីសៃវៀនទុកឲ្យពួកគេទាំងពីរទះតប់គ្នាទៅវិញទៅមកដោយសារតែពួកគេកំពុងនៅក្នុងយានទេពទើបគ្រប់គ្នាសុទ្ធតែលឺនឹងអស់សំណើចស៊ីលៀនបានត្រឹមបន់ឲ្យអ្នកទាំងពីរបោះបង់គំនិតនេះចោលសំណាងឲ្យដែលស៊ីលៀនបោះទៅយកហွာឈឹងមិនមែនជាសត្វសាហាវណាផ្សេងគិតបានត្រឹមនេះស៊ីលៀនក៏សួរហွာឈឹងថាឲ្យតែគេបោះបានលេខ2គឺដឹងតែជួបហွာឈឹងមែនទេតែម្ចាស់ក្រុងប្រាប់ថាអត់ទេឲ្យតែអង្គម្ចាស់ចង់ជួបគេមិនថាទ្រង់បោះគ្រាប់ប៉ុន្មានគេនឹងបង្ហាញខ្លួនរាល់សំណួរដែលស៊ីលៀនបំរុងនឹងសួរគេក៏ស្រាប់តែភ្លេចអស់រលីងព្រះបុត្រាមិនទាន់មានឱកាសវិភាគប្រយោគហွာឈឹងផងស្រាប់តែមានសំឡេងកាត់របស់ដែលធ្លាក់មកលើដីនោះគឺជាដាវខ្មៅមានឆ្នូតសហើយឈ្មោះរបស់វាគឺហ្វាំងស៊ីនជាដាវរបស់ស៊ីលៀនពេលដែលធ្វើជាព្រះគ្រូនគរយ៉ុងអានស៊ីលៀនយកឈ្មោះតាមដាវហ្វាំងស៊ីនបន្ទាប់ពីការស្លាប់របស់ព្រះគ្រូហ្វាំងស៊ីនដាវរបស់គេត្រូវបានឈៀនជាវរក្សាទុកហ្វឹងស៊ីននិងមូឈិងបោះខុសលេខច្រើនដងតែឈៀនជាវមានសំណាងបោះបានចំលេខដែលនាំគេមកទីនេះមិនដឹងថាឈៀនជាវមានសំណាងឬស៊ីលៀនសួយបំផុតទៅវិញទេហោះឆឹងដើរចូលតែស៊ីលៀនគាត់ទុកឲ្យគេមើលទៅក្មេងនេះបើមិនបានប្រយុទ្ធគឺមិនសុខចិត្តទេដូច្នេះស៊ីលៀនគ្មានជំរើសមានតែធ្វើតាមពេលនេះលទ្ធផលស្លាប់ឬរស់ហាមស្ដាយក្រោយឈៀនជាវឆ្លើយថាគេមិនស្ដាយទេពេលដែលកំពុងនិយាយគ្នារួយយាចេញទៅស្ងាត់ស៊ីលៀនស្ទុះចូលទៅឈៀនឈៀវស្ទុះដូចគ្នាតែជើងក៏ត្រូវចងដោយរួយយាទាញគេឲ្យដួលនិងរុំជុំវិញខ្លួនឈៀនឈៀវគេកាន់តែរើរួយយាកាន់តែរឹតស៊ីលៀនបោះដាវទៅម្ខាងមុននេះគេសម្ដែងធ្វើកាចទេពេលនេះឈៀនឈៀវចាញ់ហើយតែអ្នកម្ខាងទៀតមិនព្រមគេចង់ប្រយុទ្ធដោយប្រើដាវជាកូនប្រុសមិនគួរប្រើល្បិចកំសាបែបនេះទេព្រះបុត្រាឆ្លើយថាប្រយុទ្ធរួចហើយលទ្ធផលគឺឈៀនឈៀវជាអ្នកចាញ់មុនប្រយុទ្ធគេមិនបានបញ្ជាក់ថាត្រូវតែប្រើដាវទេដូច្នេះស្បៃក៏ជាអាវុធដូចគ្នាល្បិចក៏ជាយុទ្ធសាស្ត្រមួយបើដៃគូរបស់ឈៀនឈៀវជាអ្នកផ្សេងគេច្បាស់ជាស្លាប់បាត់ហើយឈៀនឈៀវតក់ស្លុតសឹងតែមិនជឿមិនស្មានថាព្រះគ្រូដែលតែងតែបង្រៀនឲ្យគេធ្វើជាមនុស្សស្មោះត្រង់បែរជានិយាយពាក្យនេះទៅវិញព្រះគ្រូបដូរច្រើនណាស់ពីមុនលោកមិនមានបែបនេះទេតែស៊ីលៀនអះអាងថាគេតែងតែជាមនុស្សបែបនេះគ្រាន់តែឈៀនឈៀវមិនដឹងមានពេលមួយដែលស៊ីលៀនបានប្រាប់ឲ្យថាកុំទុកគេជាអ្វីដែលទ្រង់ស្រមើស្រមៃចុងក្រោយទ្រង់នឹងស្ដាយក្រោយព្រះបុត្រាងើបចេញតែឈៀនឈៀវស្រែកខាត់គេត្រូវការពន្យល់តើមេដាបេដារបស់គេមិនល្អចំពោះប្រជាជនសៀនលឿឬយ៉ាងណាបន្ទាប់ពីនគរសៀនលឿដួលរលំរាជការក្សត្រដំបងរបស់យ៉ុងអានតែងតែសម្លាប់ប្រជាជនសៀនលឿឯក្រុមមនុស្សសៀនលឿក៏តែងតែលបធ្វើឃាតពួករាជវង្សយ៉ុងអានដូចគ្នាការស្អប់កាន់តែចាក់ឫសជ្រៅលុះមកដល់ចំនួនបេដារបស់ឈៀនឈៀវព្រះអង្គបានរួបរวมផ្សះផ្សានគរទាំងពីរទៅជានគរតែមួយដូចពីមុនវិញមិនតែប៉ុណ្ណោះទ្រង់ថែមទាំងតែងតាំងក្សត្រាអានលឿដែលជាឈាមជ័រចុងក្រោយរបស់សៀនលឿអានលឿជាមិត្តស្និទ្ធស្នាលរបស់ឈៀនឈៀវបន្ទាប់ពីអ្វីដែលព្រះគ្រូហ្វាំងស៊ីនបានធ្វើពួកមន្ត្រីបាននិយាយថាគេច្បាស់ជាពាក់ព័ន្ធនឹងប្រជាជនសៀនលឿដូច្នេះពួកមន្ត្រីសូមឲ្យព្រះអង្គសម្លាប់ផ្ដាច់ពូជប្រជាជនសៀនលឿទាំងអស់ក្នុងនគរតែព្រោះតែឈៀនឈៀវមិនដែលស្គាល់ប្រវត្តិរបស់ព្រះគ្រូទៅគេប្រកែកថាហ្វាំងស៊ីនមិនមែនជាជនជាតិសៀនលឿហើយប្រជាជនសៀនលឿទាំងអស់ក៏មានជីវិតរហូតមកដល់ពេលនេះទៅគេដឹងថាការសម្រេចចិត្តនោះធ្វើឲ្យគេឈឺចាប់ណាស់នោះគឺជាថ្ងៃកំណើតរបស់គេប្រជាជនសៀនលឿម្នាក់បានសម្លាប់ម្ដាយឪពុករបស់គេតែគេបែរជាធ្វើតាមការបង្រៀនរបស់ឃាតករនិងជួយជីវិតប្រជាជនសៀនលឿទាំងអស់ទៅវិញតើនោះឬជារង្វាន់ថ្ងៃកំណើតរបស់គេឈៀនឈៀវថាឲ្យស៊ីលៀនទាំងកំហឹងថាព្រោះថ្ងៃគម្រប់ខួប17ឆ្នាំរបស់ស៊ីលៀនគ្រប់យ៉ាងត្រូវបំផ្លាញមែនទេបានជាចង់បំផ្លាញឈៀនឈៀវនៅអាយុ17ឆ្នាំដូចគ្នាឬស៊ីលៀនចង់ឲ្យគេក្លាយជាមនុស្សដែលមានចិត្តគុំស្អប់ដូចខ្លួនបើវាជាអ្វីដែលគេចង់បានឈៀនឈៀវនឹងមិនឲ្យលោកគ្រូសំបំដងឡើយគេនឹងគ្មានថ្ងៃក្លាយជាមនុស្សដោយព្រះគ្រូជាដាច់ខាត
លើសម្ដីរបស់គេស៊ីលៀនអស់សំណើចតែវាជាការសើចដែលលាយឡំនឹងការជឿចាប់ប្រាប់ឲ្យឈៀនឈៀវចាំសម្ដីនេះឲ្យបានល្អកុំឲ្យខ្លាចជាមនុស្សដូចស៊ីលៀនជាដាច់ខាតខ្វាឆឹងទ្រាំលេងបានប្រើវេទមន្តបដូរឈៀនឈៀវទៅជាតុក្កតាឈើកម៉ាប់ស៊ីលៀនភ្ញាក់ផ្អើលផងសរសើរផងព្រោះការបដូរមនុស្សទៅជាបែបនេះប្រើកម្លាំងយុទ្ធសាស្ត្រច្រើនណាស់និងមិនដឹងថាខ្វាឆឹងត្រូវបានដោយរបៀបណាទេដែលឡែកខ្វាឆឹងបែរជាផ្ទាល់ក្បាលតុក្កតាឈើមានមតិថាមនុស្សនេះមិនថាក្នុងរូបរាងអីមើលទៅនៅតែល្ងើកដដែលស៊ីលៀនសម័យខ្វាឆឹងបដូរគេទៅរូបដើមវិញតែម្ចាស់ក្រុងប្រាប់ថាពួកគេត្រូវនាំឈៀនឈៀវទៅកន្លែងមួយបន្ទាប់មកគេក៏បោះគ្រាប់ឡុកឡាក់ទីតាំងស្រាប់តែបដូរមកមុខលាងថ្មមួយពេលចូលមកដល់ខាងក្នុងមានសំឡេងភ្លេងនិងមនុស្សកំពុងច្រៀងតែសំឡេងដែលច្រៀងនៅពេលនេះពីរោះខ្លាំងណាស់តែមកបត់នឹងបានហើយស្ដាប់ហើយមានអារម្មណ៍ចង់ទៅដុតផ្ទះសិល្បករចោលភ្លាមសំឡេងបិសាចលាយឡំចូលគ្នាស្ដាប់ហើយឈឺតិចដើរបានបន្តិចក៏ឃើញមានកូនបិសាចមួយក្រុមដើរមករកស៊ីលៀនព្រះបត្រាបំរុងនឹងប្រើហ្វាំងស៊ីនក៏នឹកឃើញថាស្ថានភាពបែបនេះរួយាជាជំរឿល្អពួកខ្មោចដើរមកដល់ឃើញពួកគេក៏ដើរហួសទៅពេលនេះទៅស៊ីលៀននឹងថាខ្វាឆឹងបានប្រែកលាអ្នកទាំងពីរទៅជាស្ទាយតែមួយនឹងក្រុមបិសាចថែមទាំងជាបិសាចបៃតងទៀតផងខ្វាឆឹងនិយាយថារសនិយមបិសាចបៃតងគឺអន់បែបនេះឯងឈ្មោះសុទ្ធតែទេសភាពរាត្រីកូនភ្លើងបៃតងតែកូនចៅវាមិនដឹងទេថាគ្មានគុំស្អីទេមានតែទៀនម្ដើមនឹងដុតលើក្បាលហើយដើរចឹងទៅស៊ីលៀនឆ្ងល់ចុះក្រែលើកមុនខ្វាឆឹងគុំទីសម្បុកបិសាចបៃតងចោលអស់ហើយខ្វាឆឹងប្រាប់ថាមិនក៏ទេតែឈីរងរត់គេចមកបង្កើតសម្បុកថ្មីថ្ងៃនេះគេចង់នាំឈៀនឈៀវទៅជួបមនុស្សម្នាក់ទៅបន្លំខ្លួនមិនចង់ឲ្យបិសាចបៃតងឈីរងដឹងស៊ីលេននៅរអែចិត្តរឿងដុតវិមានសួរនៅឡើយក៏ព្រមជូនទៅទាំងឆ្ងល់ថាឈៀនឈៀវនិងឈីរងធ្លាប់ស្គាល់គ្នាពីមុនឬពួកគេមានអីពាក់ព័ន្ធគ្នាមែនទេតែដើម្បីបានទៅក្បែរបិសាចបៃតងឈីរងខ្វាឆឹងប្រាប់ថាមានតែបន្លំខ្លួនជាចំណីរបស់វាតែប៉ុណ្ណោះពេលនោះនៅមុខពួកគេស្រាប់តែមានក្រុមបិសាចអូសហ្វូងមនុស្សដែលពួកមនុស្សទាំងនេះហើយជាអ្វីដែលខ្វាឆឹងសម្ដៅដល់ក្នុងចំណោមស្ដេចបិសាចទាំងអស់មានតែឈីរងម្នាក់ប៉ុណ្ណោះដែលស៊ីសាច់មនុស្សខ្វាឆឹងបដូរពួកគេទៅសម្លៀកបំពាក់ធម្មតាហើយដើរតាមក្រោយក្រុមមនុស្សឃើញពួកគេយំស៊ីលៀនចូលទៅចាប់ដៃខ្វាឆឹងសរសេរអក្សរថាជួយដែលមានន័យថាគេត្រូវជួយក្រុមមនុស្សទាំងនេះខ្វាឆឹងដែលត្រូវចាប់ដៃភ្លាមក៏គាំងមើលតាមរូបភាពនេះខ្វាឆឹងអាចនឹងកាត់ដៃដាក់សុំតាំងលើហឹងសាពះព្រឹកល្ងាចមិនខានដើរទៅខាងមុខស្រាប់តែមានដុំកណាត់ជាច្រើនចងព្យួរនៅខាងលើខ្វាឆឹងប្រញាប់ទាញដៃស៊ីលៀននិងសរសេរអក្សរប្រយ័ត្នកំប៉ាល់របស់ខាងលើពេលស៊ីលៀនងើយទៅមើលនៅចិត្តបែបនេះទៅឃើញច្បាស់ថានោះជាសាកសពមនុស្សមើលទៅដូចគ្នានឹងព្រៃព្យួរសាកសពនៅលើភ្នំយូជនគ្រាន់តែនៅទីនេះសាកសពមិនមានឈាមស្រក់ទេលុះមកដល់បរិវេណធំទូលាយជាកន្លែងរបស់បិសាចមានអាងទឹកពុះទុកទម្លាក់មនុស្សចូលខ្វាឆឹងឡើងជណ្ដើរបន្តិចក៏ឈប់ទឹកមុខគួរខ្លាចស៊ីលៀនងាកទៅឃើញក៏សម្លឹងទៅអ្វីដែលខ្វាឆឹងកំពុងមើលគេស្រាប់តែឃើញរូបចម្លាក់មនុស្សលុតជង្គង់បែរខ្នងឃើញភ្លាមស៊ីលៀនស្គាល់ភ្លេថាជានរណាមានអារម្មណ៍ថាស្ទះដង្ហើមពេលនគរសៀនលឿដួលរលំលើកដំបូងប្រជាជនមិនត្រឹមតែនាំគ្នាទៅដុតគំតិចវិហារទាំងអស់ប៉ុណ្ណោះទេពួកគេថែមទាំងឆ្លាក់រូបបត្រាសៀនលឿលុតជង្គង់ចុះសុំទោសប្រជារាស្ត្រគេយករូបនេះទៅដាក់កន្លែងដែលមានមនុស្សច្រើនដើម្បីខាកស្ដោះជេរប្រមាថទើបធាក់បញ្ចេញកំហឹងនិងកាត់ចង្រៃអ្នកណាដែលថាមិនស្គាល់ទោះឃើញត្រឹមខ្នងក៏ស៊ីលៀនស្គាល់ច្បាស់ដូចថ្ងៃក្រុមពេជ្រនោះស្រាប់តែមានសម្លេងឈីរងនិងកូនចៅរបស់គេដើរចូលមកដល់ភ្លាមកូនបិសាចក៏ប្តឹងមេវាភ្លេថាខ្មោយទី1ទី2ទី3ដែលបញ្ជូនទៅអុកលុកក្រុងខ្មោយថ្ងៃនោះត្រូវហោះចង់គំតិចត្រឹមមួយប៉ព្រិចភ្នែកដោយដាវពីឃាតខ្លាចជាភ័យអស់ហើយរីឯខ្មោយទី5និងទី6ដើរល្បាតក្បែរក្រុងក៏ចៃដន្យទៅជួបភ័យសៀវដែលត្រូវទម្លាក់ពីឋានលើភ័យសៀវអត់ការងារធ្វើក៏ចាត់ការខ្មោយទាំងពីរបំបត្តិភាពអបសុកលេងឈីរងកាន់តែខឹងធ្វើអីមិនបានតែស្រែកជេរបតិចគ្រប់គ្នាគេជេរដេញតាំងពីភ័យមិញភ័យសៀវជុនអ៊ូលីងវិនឡាងឈៀនឈៀវឈៀននីចិនទេពកង្គៀននិងទេពវិយោលៈនឹងឡាពេលទីកាឌៀលគ្មានប្រណីបានដេញរះតាំងពីឋានលើតដល់ឋានក្រោមស្ដេចខ្មោចសមុទ្រខ្មៅសំពៅលិចនិងខ្វាឆឹងពួកគេអាងតែខ្លួនជាស្ដេចខ្មោចតែងតែមើងងាយឈីរងជានិច្ចថ្ងៃមួយគេនឹងឲ្យស្ដេចខ្មោចទាំងពីរលុតជង្គង់អោនក្បាលចំពោះមុខឲ្យបានស៊ីលៀនឆ្នៃរូបភាពខ្វាឆឹងលុតជង្គង់មុខឈីរងមិនចេញក៏បានត្រឹមតែលើកដៃទប់ក្បាលក៏លេចទៅមើលអ្នកក្បែរខ្លួនតែខ្វាឆឹងគ្មានប្រតិកម្មភ្នែករបស់គេនៅត្រង់នឹងរូបចម្លាក់នោះដដែលបន្ទាប់ពីស្រមើស្រមៃចប់ឈីរងក៏ចូលសាច់ការដោយគេបានបញ្ជូនគ្នាទៅបង្កើតរឿងយល់ច្រឡំរវាងអាទិទេពឈៀនអ៊ីចិននិងលោកមេតបភ័យមិញឈីរងអង្គុយដាក់ជើងលើរូបសំណាកខ្វាឆឹងបំរុងនឹងចូលទៅចាត់ការតែស៊ីលៀនខាត់នឹងចាប់ដៃសរសេរអក្សរស្ដាប់នឹងឋានលើដែលមានន័យថាព្រះបត្រាត្រូវការស្ដាប់គម្រោងរបស់ឈីរងសិនខ្វាឆឹងយល់ន័យបានត្រឹមក្តាប់ដៃងាកមកចេញគម្រោងការនោះគឺឈីរងបានបញ្ជូនកូនចៅទៅបង្កើតរឿងថាភ័យមីងចង់ឲ្យភ័យសៀវក្លាយជាអាទិទេពចម្បាំងភាគខាងលិចគេឲ្យគ្នាមួយក្រុមទៀតបន្លំខ្លួនជាអ្នកគោរពបូជារបស់ឈៀនអ៊ីចិនចូលទៅមើលងាយវិហារមីងគួងពេលនេះចំនួនរវាងអ្នកគោរពបូជារបស់អាទិទេពទាំងពីរកាន់តែខ្លាំងឈានដល់ដុតវិហារទៀតផងឈីរងពិតជាមានល្បិចកលថោកទាបមែនមិនចម្លែកទេដែលគ្រប់គ្នានិយាយថាគេជាមេបង្ករឿងឈីរងឈប់និយាយកូនចៅយកសាច់ការក៏ប្រញាប់ចុះទៅរើមនុស្សយកមកធ្វើម្ហូបឲ្យម្ចាស់វាស៊ីខ្មោចចូលទៅចាប់ក្មេងប្រុសតូចតែឪពុករបស់គេមិនព្រមក៏បតែងបតាប់គ្នាខ្វាឆឹងស្ទុះចេញទៅឈរពីមុខឈីរងនឹងសួរសំណួរមួយក្សត្រាសៀនលឿននៅទីនេះទាំងមូលមិនគិតអោនក្បាលគោរពទេ
ជីរងក្រោកឈរអស់សំណើចនិងតបសំណួរវិញអញ្ចឹងប្រាប់មកមើលក្សត្រាសៀនលឿមេធាងណាមួយដែលនៅទីនេះមិនត្រឹមតែនិយាយទេគេថែមទាំងទាត់រូបចម្លាក់មួយទំហឹងហួឆឹងប្រើកម្លាំងទប់ហាក់ដូចជារូបចម្លាក់ដ៏ធ្ងន់ជារបស់ស្រាលសម្រាប់គេដែលធ្វើឲ្យជីរងភ្ញាក់ផ្អើលបន្ទាប់ពីដាក់រូបចម្លាក់ចុះស្រួលបួលក្មេងប្រុសឆ្លើយថាបត្រាអានលឿឈានជាវដែលនៅក្នុងអាវឮឈ្មោះអានលឿប្រឹងរើជីរងសើចហួចចិត្តក្មេងម្នាក់នេះវង្វេងមកពីណាបានជាមិនដឹងប្រវត្តិសាស្ត្របត្រាអានលឿជាដំណក់ឈាមចុងក្រោយរបស់សៀនលឿគេស្លាប់យូរហើយក្មេងប្រុសញញឹមកាន់តែស្រស់អូស្លាប់យូរហើយស្លាប់ដោយរបៀបណាឈីរងមានអារម្មណ៍ថាក្មេងនេះមិនស្រួលក៏បញ្ជាកូនចៅអូសវាចេញកុំឲ្យទៅមុខទៅមាត់តែត្រឹមមួយប្រព្រិចភ្នែកក្មេងប្រុសក៏នាំរាងកាយទៅឈរពីក្រោយឈីរងនិងចាប់ក្បាលគេជាប់ចុះអាសម្រាប់ឯងជាអ្នកណាដែលមានអំណួតចំពោះមុខយើងត្រឹមនេះក្បាលរបស់ឈីរងផុងចូលក្នុងដីឡើងទៅមូលផ្អើលមនុស្សនិងខ្មោចរត់ចែកជើងគ្នាបាត់ជើងសព្រាតសៀលៀនស្ទុះទៅឲ្យក្មេងតូចនិងលើកគេទៅដាក់កន្លែងដែលមានសុវត្ថិភាពព្រះបត្រាប្រញាប់ស្រែកគាត់តែមើលទៅខ្វះឆឹងមិនស្ដាប់ទេគេថែមទាំងចាប់បោកឈីរងមួយទំហឹងអូសរាប់ម៉ែត្រទៅក្រៅពីមុខរូបចម្លាក់ដែលគេទាត់មុននេះរបាំងមុខប្រេះខ្ទេចបង្ហាញឲ្យឃើញមុខពិតរបស់បិសាចបៃតងដែលមានទម្រង់មុខដូចគ្នាជាមួយនឹងមុខរបស់សៀលៀនខុសគ្នាត្រង់ឈីរងមានមុខកំណាចតែសៀលៀនមានផ្ទៃមុខដែលទន់ភ្លន់ហួឆឹងប្រែទៅរូបរាងដើមនិងចាប់លើកឈីរងឡើងសំណួររបស់គេគឺដដែលបត្រាអានលឿស្លាប់ដោយរបៀបណាសៀលៀនស្ទុះរត់ទៅពីក្រោយនិងលើកដៃប៉ះខ្នងហួឆឹងនិយាយលួងលោមឲ្យគេរងាប់កំហឹងការនៅក្មេងពេលសៀលៀនខឹងឬអន់ចិត្តមាតាបិតារបស់ទ្រង់តែងតែធ្វើបែបនេះដូច្នេះទើបគេប្រើវិធីនេះជាមួយហួឆឹងបានផលពិតមែនហួឆឹងទម្លាក់ឈីរងចុះស្រាប់តែបែរមកចុចជីបចោអមចាស់ឈីរងប្រញាប់វាកិច្ចគិតថារួចខ្លួនតែហួឆឹងចូលមកស្ទាក់ពីមុខទោះឈីរងមិនពូកែវាយមែនប៉ិតតែរឿងមកឆ្កែទុកចិត្តលើគេចោះក៏ជេរបន្តិចហួឆឹងតែគេមិនខ្វល់នឹងចាប់បោកក្បាលឈីរងផ្ទប់ដីបត្រាអានលឿស្លាប់ដោយរបៀបណាឈីរងមិនឆ្លើយប្រាប់ឲ្យគេទៅអានប្រវត្តិសាស្ត្រខ្លួនឯងទៅក្បាលក៏ត្រូវបោកម្ដងទៀតហួឆឹងនិយាយថាបើប្រវត្តិសាស្ត្រជាការពិតគេមិនចំណាយពេលមកកន្លែងសម្រាមបែបនេះទេបត្រាអានលឿស្លាប់ដោយរបៀបណាលើកនេះឈីរងដាច់ចិត្តឆ្លើយគឺឈៀនឈៀវជាអ្នកសម្លាប់ហួឆឹងញញឹមកំណាចទីបំផុតចម្លើយដែលគេត្រូវការឈៀនឈៀវស្ទុះលោតចេញមកក្រៅលោតចូលឡើងប្រឹងរើហួឆឹងស្រាយវេទមន្តគ្រាន់តែមានសេរីភាពភ្លាមឈៀនឈៀវស្ដីឲ្យឈីរងថាហេតុអីនិយាយមួបង្កែកបែបនេះអានលឿនឹងគេជាមិត្តជិតស្នាលនឹងគ្នាហើយគេស្លាប់ព្រោះជំងឺឈីរងឆ្ងល់ផងខឹងផងហើយឈៀនឈៀវមិនធ្វើស្អីនៅនេះដែរស្លាប់ព្រោះជំងឺអញ្ចឹងឯងមានតែមនុស្សល្ងងដូចឈៀនឈៀវប៉ុណ្ណោះដែលជឿអាលឿស្លាប់បន្ទាប់ពីពិធីយប់នោះបើមិនឈៀនឈៀវជាអ្នកសម្លាប់ក៏ជាមន្ត្រីយងអានណាម្នាក់ដែរហើយកុំប្រើពាក្យថាមិត្តស្និទ្ធស្នាលប្រជាជនសៀនលឿតែងតែស្អប់យងអានដែលអានលឿចូលទៅចងមិត្តជាមួយនោះគឺមិត្តភាពคล้ายៗប៉ុណ្ណោះដើម្បីរងចាំពេលវេលាដែលស័ក្តិសមមកដល់ហើយវាក៏មកដល់ពិតមែននៅយប់នោះអានលឿបាត់បង់ជីវិតតែម្នាក់ប៉ុន្តែយងអានស្លាប់មួយពូជស្ដាប់គេនិយាយឲ្យសៀលៀនតឹងទ្រូងប្រឹងរើតែធ្វើអីមិនបានឈៀនឈៀវសួរបញ្ជាក់តែអានលឿនឹងព្រះគ្រូជាបពួកតែមួយមែនទេតែឈីរងមិនដឹងអ្នកណាទៅចូលដៃជាមួយព្រះគ្រូបិសាយហ្វាំងស៊ីននោះតែយប់នោះគេឃើញច្បាស់ណាស់ថាព្រះគ្រូជាអ្នកសម្លាប់បិតារបស់គេផ្ទាល់ភ្នែកឈីរងអស់សំណើចដូចជាឮថាយប់នោះឈៀនឈៀវសម្លាប់គ្រូខ្លួនឯងទៀតផងគេសម្លាប់ឃាតករខុសហើយឈៀនឈៀវកាន់តែខឹងងាកទៅថាឲ្យសៀលៀនបើគេមិនបានសម្លាប់ហេតុអីក៏ទទួលកំហុសហួឆឹងស្រ័យវេទមន្តបន្ទាប់ពីទទួលបានសម្លេងមកវិញសៀលៀនស្ដីឲ្យឈីរងថាគេនិយាយតែផ្ដាស់គ្មានផុសតាងច្បាស់លាស់យប់នោះសៀលៀនជាអ្នកសម្លាប់បិតារបស់គេផ្ទាល់ដៃឈៀនឈៀវឃើញផ្ទាល់ភ្នែកនោះជាកំឡុងពេលដែលសៀលៀនត្រូវបានដកហូតទេវភាពជាលើកទី2ទើបអារម្មណ៍របស់គេមិននឹងនោះមិនអាចគ្រប់គ្រងកំហឹងបានឈីរងដែលអង្គុយស្ដាប់ស្រាប់តែចំណាំសម្លេងបានក៏សួរបញ្ជាក់ថានេះជាម្ចាស់បងជីដូនមួយមែនទេឬបែបនេះឈៀនឈៀវភ្ញាក់ផ្អើលគេស្មានថាឈីរងត្រឹមតែជាប្រជាជនសៀលឿធម្មតាម្នាក់មិននឹកស្មានថាទំនាក់ទំនងរបស់ពួកគេស្និទ្ធស្នាលដល់ថ្នាក់នេះហួឆឹងប្រែសៀលៀនទៅរូបរាងដើមឈីរងស្រាប់តែអស់សំណើចដោយមនុស្សឈួតមិនឆ្ងល់ទេដែលឡានឈៀនឈៀវល្ងងដល់ថ្នាក់នេះក៏ពិតមកពីមានគ្រូល្ងងមិនទាន់ចាប់ប្រយោគស្រួលបួលផងហួឆឹងចូលមកបោកក្បាលឈីរងបោកហើយបោកទៀតតែឈីរងមិនឈប់ជេរហួឆឹងរៀបនឹងបង្ហើយតែសៀលៀនខាត់ជាលើកទី2មនុស្សប្រភេទនេះកុំបាយនឹងប្រឡាក់ដៃអីគេមិនឈឺទេទុកឲ្យសៀលៀនជាអ្នកដោះស្រាយតិចថាគេឌីលចឹងហើយឈីរងឈឺចាប់អីអត់ទេគឺថាសើចល្មៀលលើដីលើដើមម្ចាស់បងជាដូនមួយបងដូចជាចុះសម្រងជាមួយហួឆឹងណាស់តាហើយហៅគេថាសាឡាងស្និទ្ធស្នាលណាស់ណោម្ចាស់បងជាអាទិទេពខ្ពង់ខ្ពស់បំផុតនៅក្នុងឋានទេវតាមិនក៏ស្រាប់តែមកប្រឡូកប្រឡាក់ជាមួយខ្មោចព្រាយបិសាចចឹងបងមិនខ្លាចគេធ្វើឲ្យបងខូចគេឈ្មោះទេហ៎បងឥតខ្ចោះសឹងអីទាំងពូកែនិងបរិសុទ្ធផូរផង់ពន្លឺក្នុងខ្លួនរបស់ម្ចាស់បងជាចាញ់ចាំងឆ្វាយលើសពសត្វលោកទាំងពួងអាទិទេពទាំងអស់នៅឋានលើនិយាយថាមួយឈិងពូកែលលើយខ្លាំងណាស់តែបើពួកគេបានមកលឺនឹងជួបរបស់ពិតដូចឈីរងម្នាក់ច្បាស់ជាភ្លឺភ្នែកឈីរងតាំងចិត្តឆ្លាក់រូបនេះជាពិសេសដល់ម្ចាស់បងរបស់គេនិងសួរថាតើសៀលៀនចូលចិត្តឬអត់សៀលៀនដែលដឹងចរិតឈីរងច្បាស់ក៏តបវិញថាចូលចិត្តតែទឹកដៃឈីរៀងស្ទើរបន្តិចមិនខុសមែនឈីរងស្រាប់តែខឹងនឹងស្រែកថាឲ្យបានគេឆ្លាក់ប៉ុណ្ណឹងសំណាងពេកផងមានអ្នកណាដែលនៅឃើញដល់ព្រះដូចជាទ្រង់800ឆ្នាំហើយនៅតែមិនខ្មោចសៀលៀនតបសម្លេងស្មើម្ចាស់បងមិនខ្មោចពិតមែនមិនដូចម្ចាស់ប្អូនទេ800ឆ្នាំហើយខ្មោចចង់ពៀចំតួត្រឹមនេះឈីរងក៏ចេះដុំងាងស្ទុះងើបតែច្អល់មុខសៀលៀននិងខ្វាឆឹង
ម្នាក់ការពារគ្នាណាពលឺបរិសុទ្ធក្នុងខ្លួនសៀលៀនធ្វើឲ្យខ្វាឆឹងខ្វាក់ភ្នែកហើយឯតែភ្លាមនោះឈីរងក៏អោនទៅចិត្តនឹងសើចមិនខុសទេគេខ្វាក់ភ្នែកម្ខាងមែនត្រឹមនេះមុខរបស់ឈីរងក៏ត្រូវទះមួយទំហឹងទៅម្ខាងតែលើកនេះមិនមានស្នាដៃខ្វាឆឹងជាស្នាដៃរបស់សៀលៀនត្រូវមួយកំភ្លៀងឈីរងកាន់តែដូចមនុស្សឈួតទីបំផុតម្ចាស់បងដែលមិនហ៊ានលើកដៃសំបីតែសម្រាប់ស្រមោចហ៊ានវាយគេហើយឈានឈៀវមិនដែលឃើញមនុស្សខឹងដល់ឈួតបែបនេះសៀលៀនមិនថែមមនុស្សនេះឈួតហើយសម្ដីរបស់គេកុំជឿឲ្យសោះបិសាចបេតងឈប់ផ្សាយនឹងយកសំណួររបស់ខ្វាឆឹងមុននេះទៅសួរសៀលៀនវិញព្រះបត្រាអានលឿស្លាប់ដោយរបៀបណាបន្ទាប់ពីអានលឿស្លាប់ឈីរងបានកាត់សាកសពនិងពិនិត្យមើលក៏ឃើញថាខាងក្រៅគ្មានរបួសតែគ្រឿងក្នុងត្រូវបានកំទេចដែលធ្វើឲ្យគេក្អួតឈាមមិនឈប់និងស្លាប់ដូច្នេះអ្នកក្រៅមើលមកហាក់ដូចជាគេស្លាប់ព្រោះជំងឺអ្នកដែលធ្វើបែបនេះបានត្រូវតែមានជំនាញខ្ពស់ក្នុងការប្រើដាវហើយសមត្ថភាពនោះម្ចាស់បងរបស់គេមានឈានឈៀវត្រាំជាមួយសម្ដីបញ្ឆិតបញ្ឈៀងមិនបានក៏ស្រែកសួរត្រង់ឲ្យគេនិយាយច្បាស់លាស់សៀលៀនទាញដាវតម្រង់ទៅបង្ហើយឈីរងតែឈានឈៀវប្រើដាវខាត់ឲ្យគេនិយាយចប់សិនសៀលៀនមិនស្ដាប់ខ្វាឆឹងប្រើដាវចូលមកខាត់ម្នាក់ទៀតឈីរងឃើញសៀលៀនកាន់តែខាត់គេកាន់តែចង់និយាយបុត្រាអានលឿជាក្មេងស្ដាប់បង្គាប់គេចូលទៅធ្វើជាមិត្តរបស់ឈានឈៀវតាមបញ្ជារបស់ឈីរងប៉ុណ្ណោះពេលឈានឈៀវមានអាយុ12ឆ្នាំអានលឿនិងឈីរងបានផ្សំគំនិតគ្នានាំមនុស្សមកធ្វើឃាតគេម្ដងហើយតែបរាជ័យប៉ុន្មានឆ្នាំក្រោយមកនៅយប់គម្រប់17ឆ្នាំរបស់ព្រះបុត្រាយងអានលឿបានសម្លាប់គ្រប់គ្នាហើយរត់គេចគួរឲ្យស្ដាយដែលឈានឈៀវមកយឺតព្រោះរវល់តែយកអំណោយដែលជាស្នៀតសក់ទុកឲ្យព្រះមេដារបស់គេតាមឡាយព្រះគ្រូហ្វាំងស៊ីនបដិសេធមិនចូលរួមព្រោះការចងចាំដល់ខ្មៅងងឹតតែព្រោះព្រះអង្គសុំទៅហ្វាំងស៊ីនទៅចំពាក់កណ្ដាលពិធីគ្រាន់តែបើកទ្វារឡើងពិធីជប់លៀងមាសក៏ប្រែជាស្រោចដោយឈាមព្រះគ្រូហ្វាំងស៊ីនស្ទុះចូលទៅសង្គ្រោះព្រះរាជាតែព្រះអង្គដឹងច្បាស់ថាគ្មានសង្ឃឹមទេនៅដង្ហើមចុងក្រោយទ្រង់បានចេញបញ្ជាឲ្យតាមចាប់ឃាតករអានលឿនិងប្រជាជនសៀលឿទាំងអស់ដែលរស់នៅយងអានត្រូវសម្លាប់មិនទុកសំបីម្នាក់ក៏ទៅជាមួយទ្រង់ព្រះគ្រូហ្វាំងស៊ីនសម្រេចចិត្តដកដាវចាក់សម្លាប់ព្រះអង្គមុនឈានឈៀវមកដល់បន្តិចហើយចាក់ចេញបន្ទាប់មកគេក៏ទៅរកអានលឿនិងបង្ហាញសមាសភាពពិតដោយឃើញថាព្រះគ្រូហ្វាំងស៊ីនជាបុត្រាសៀនលឿអានលឿប្រែជាត្រេកអរនិងប្រាប់គម្រោងគ្រប់យ៉ាងគម្រោងបន្ទាប់របស់គេគឺសម្រាប់ឈានឈៀវនិងប្រជាជនយងអានព្រោះតែភាពប្រៃផ្សៃរបស់គេដែលមិនខ្វល់ពីជីវិតប្រជាជនស្លូតត្រង់មិនដឹងអីដូច្នេះព្រះគ្រូក៏សម្រេចចិត្តសម្លាប់ដំណក់ឈាមចុងក្រោយនេះចោលហើយទីបំផុតហ្វាំងស៊ីនក៏ព្រមឲ្យឈានឈៀវចាប់និងសម្លាប់គេដាក់ក្នុងមឈូសដំដោយគោលឈើសង្កត់ក្រោយពីស្ដាប់គ្រប់យ៉ាងចប់ឈានឈៀវទៅតែដឹងគ្រប់យ៉ាងដល់ពេលនេះអ្វីដែលព្រះគ្រូបានបង្រៀនសុទ្ធតែជារឿងបោកប្រាស់សៀនលឿនិងយងអានជានគរដែលមានឫសគល់តែមួយដរាបណាប្រជារាស្ត្រសុខសប្បាយចំនួនផ្ទៃក្នុងនិងផ្សះផ្សានគរនឹងរួបរวมគ្នានៅថ្ងៃណាមួយប៉ុន្តែគ្រប់យ៉ាងសុទ្ធតែមិនពិតមិត្តក៏คล้ายคล้ายគ្រូក៏បោកប្រាស់តែសៀរៀនព្យាយាមលួងលោមឲ្យគេគិតឡើងវិញនៅក្រោមការគ្រប់គ្រងរបស់ឈានឈៀវមានការផ្លាស់ប្ដូរពិតមែនប្រជាជនសៀលឿនិងយងអានរស់នៅបានសុខសន្តិភាពសឹងតែគ្មានចំនួនគ្រប់យ៉ាងមិនមែនជាការកុហកទេឈានឈៀវក៏វះដៃចេញចូលមេដាបេដារបស់គេទ្រង់ដាក់ឈ្មោះអានលឿឲ្យដំណក់ឈាមចុងក្រោយព្រោះចង់ឲ្យនគរទាំងពីររួបរวมគ្នាតែមួយនគរមានសន្តិភាពហើយចុះទ្រង់នៅឯណាបិសាចបេតងក្តៅសឹកទៅជាឯងចេះសួររំដាពុករបស់ឯងយើងមិនទាន់ជំរាបបញ្ជីដែលបព្វបរិសរបស់ឯងសម្រាប់មេដាបេដារបស់យើងផងរួបរวมនគរទាំងពីរប្រគល់ដីឲ្យសៀលឿប្រគល់របស់ទៅម្ចាស់ដើមមិនតពីពួកឯងបានលួចទៅហ្នឹងឯងគ្រប់យ៉ាងដែលឯងកាន់កាប់គឺជារបស់សៀលឿទាំងអស់នោះមានឈ្មោះអានលឿនោះទៀតអានមកមុនលឿស្មានថាយើងមិនដឹងថាពួកយងអានឯងចង់ជន់ក្បាលសៀលឿមួយជីវិតឯងបើកទៅជាស្ដាប់ឲ្យច្បាស់នៅឡានឈានឈៀវពូជពងយងអានរបស់ឯងត្រូវបានសម្លាប់ដោយយើងអានលឿនិងព្រះគ្រូរបស់ឯងប្រជាជនសៀលឿទាំង3នាក់បន្ទាប់ពីស្គាល់មុខឃាតករពិតប្រាកដឈានឈៀវទាញដាវកាត់ឈីរងដាច់ជាពីរនិងអូសទៅទម្លាក់ក្នុងអាងទឹកពុះឲ្យគេស្គាល់រួចជារលួយដោយមនុស្សដែលវាយកមកធ្វើជាចំណីខ្វាយឆឹងប្រាប់ថាគេមិនស្លាប់ទេបើចង់សម្លាប់តើតែរកឆ្អឹងនិងកំទេចចោលទៅប្រឡឹងវារលាយឈានឈៀវអរគុណនៅពេលដែលគេតាមចាប់និងកំទេចឆ្អឹងឈីរងបានពេលណាគេនឹងមកទូទាត់ជាមួយស៊ីលៀនតាមក្រោយថាហើយឈានឈៀវក៏កាប់បំបែកអាងទឹកជាពីរនិងចាក់ចេញនៅក្នុងអាងសល់តែពួកគេពីរនាក់ស៊ីលៀនអើនមុខចុះតើការពិតសំខាន់ខ្លាំងណាស់មែនទេខ្វាយឆឹងឆ្លើយថាសំខាន់ណាស់ឈានឈៀវត្រូវតែដឹងថាអ្វីដែលទ្រង់ធ្វើអ្វីដែលទ្រង់មិនបានធ្វើនិងហេតុផលដែលទ្រង់ចាំបាច់ត្រូវធ្វើបែបនោះដឹងការពិតហើយយ៉ាងម៉េចទៀតវាធ្វើឲ្យគេគ្មានកំហុសព្រោះសម្លាប់មនុស្សតិចជាងមុនមែនទេព្រះរាជាដែលចង់បង្រួបបង្រួមនគរទាំងពីរគេជាអ្នកសម្លាប់ព្រះបុត្រាអានលឿដែលជាដំណក់ឈាមចុងក្រោយរបស់រាជវង្សក៏គេជាអ្នកសម្លាប់សៀលៀនសំនឹងទទួលគ្រប់យ៉ាងគេស្លាប់មិនបានស្រាប់ហើយពេលនេះបុត្រាអានលឿឈីរងប្រជាជនសៀលឿទាំងអស់សុទ្ធតែពាក់ព័ន្ធស្អប់មនុស្សម្នាក់មិនល្អជាងស្អប់មនុស្សមួយក្រុមធំទេឬត្រូវឲ្យឈានឈៀវគិតថាគ្រប់យ៉ាងដែលសៀលៀនបង្រៀនគេសុទ្ធតែជារឿងបោកប្រាស់ខ្វះឆឹងនៅស្ងៀមសៀលៀនស្រាប់តែមានស្មារតីមកវិញប្រឡែងដៃនិងបញ្ញាប់សុំទោសគ្រប់យ៉ាងជាកំហុសរបស់គេតែម្នាក់គត់ខ្វាឆឹងនិយាយលួងលោមសម្រាប់ស្ដេចយងអានការពារប្រជាជនសៀលឿដែលមិនដឹងអីសម្រាប់បុត្រាអានលឿបង្ការចំនួនរវាងនគរទាំងពីរហើយចុងក្រោយស្លាប់ក្រោមដៃឈានឈៀវឃាតករទទួលបានយុត្តិធម៌លះបង់ជីវិត3ដើម្បីសន្តិភាពរាប់រយឆ្នាំមានតម្លៃណាស់បើជាខ្វាឆឹងគេនឹងធ្វើបែបនេះដូចគ្នាអង្គម្ចាស់គ្មានកំហុសទេ
គ្មានអ្នកណាសម្រេចចិត្តបានល្អជាងទ្រង់ទៀតទេស៊ីលៀននៅតែសោកស្ដាយហេតុអីមនុស្សល្អបែរជាមានចង់បញ្ចប់បែបនោះរាជវង្សយ៉ុងអានដំបងជាមនុស្សខូខើគ្មានធម៌មេត្តាតែបែរជាគ្មានអ្នកណាម្នាក់ស្លាប់ដោយវេទនាពេលដែលព្រះបិតារបស់ឈៀនឈៀវគ្រងរាជបល្ល័ង្ករឿងដំបងបង្អស់គឺព្រះអង្គត្រាស់បង្គាប់ឲ្យឈប់គៀបសង្កត់ប្រជាជនសៀនលឿប្រជាជនសៀនលឿនិងប្រជាជនយ៉ុងអានបានស្គាល់នៅរួចជាសន្តិភាពនិងរួបរวมឡើងវិញជាលើកដំបូងតែបត្រាអានលឿបានជ្រើសពេលវេលានោះបង្កើតសោកនាដកម្មគេចង់សងសឹកទោះជាដឹងថាការសងសឹកនោះត្រូវបំផ្លាញនគរនិងជីវិតប្រជាជនសៀនលឿមិនដឹងអីក៏គេមិនខ្វល់មិនថាហេតុផលបែបណាសៀលៀននៅតែជាអ្នកសម្លាប់មនុស្សដោយផ្ទាល់ដៃរាជាដែលចង់លុបបំបាត់ការរើសអើងចង់បង្រួបបង្រួមនគរនិងដំណាក់ឈាមចុងក្រោយរបស់រាជវង្សសៀនលឿស៊ីលៀនបានងើបទៅកំទេចរូបចម្លាក់និងនាំខ្វាឆឹងទៅដល់លេងមនុស្សដែលនៅជាប់ឃុំនៅតាមផ្លូវស៊ីលៀននិយាយថាគេដឹងត្រឹមថាយប់នោះអានលឿជាឃាតករតែមិនដឹងថាឈីរុងជាមេខ្លាំងនៅពីក្រោយតើខ្វាឆឹងដឹងដោយរបៀបណាខ្វាឆឹងនិយាយថាគេស្គាល់ឈីរុងច្បាស់វាមានល្បិចច្រើននិងពូកែញុះញង់ពួករាជវង្សយ៉ុងអានច្រើនណាស់ដែលត្រូវវាសម្លាប់ហើយនៅយប់សម្លាប់រង្គាលនោះការរៀបចំដូចគ្នាតែមួយដូច្នេះគេគិតថាវាជាស្នាដៃរបស់បិសាចបៃតងព្រះគ្រូហ្វាំងស៊ីនគ្រាន់តែជាអ្នកបង្ហើយប៉ុណ្ណោះនៅឋានលើឈៀនឈៀវអះអាងថាស៊ីលៀនជាព្រះគ្រូហ្វាំងស៊ីនដូច្នេះព្រះគ្រូនិងឈីរុងគ្មានថ្ងៃជាបាក់ពួកតែមួយទេប្រជាជនសៀនលឿននៅក្រោមការដឹកនាំរបស់បិតាឈៀនឈៀវរស់នៅបានសុខនិងបោះបង់ចោលគំនិតសងសឹកអស់ហើយមានតែពួករាជវង្សប៉ុណ្ណោះដែលនៅមានចិត្តស្អប់ពេលនោះអានលឿជាឈាមជឿចុងក្រោយដូច្នេះឈីរុងច្បាស់ជាញុះញង់គេក្រោយមកអានលឿស្លាប់ព្រោះតែជំងឺភ្លាមខ្វះឆឹងគិតថាច្បាស់ជាពាក់ព័ន្ធនឹងពិធីយប់នោះហើយអានលឿប្រកាសជាត្រូវធ្វើឃាតច្រើនជាងដោយឡែកឃាតករមិនអាចជាមន្ត្រីយ៉ុងអានទេព្រោះប្រជាជនសៀនលឿគ្មាននរណាម្នាក់ត្រូវគំរាមកំហែងខ្វះឆឹងយកតម្រុយទាំងអស់មកដាក់ចូលគ្នាទើបសន្មតបានចម្លើយចុងក្រោយមួយស៊ីលៀនស្ងាត់សរសើរតម្រុយតែប៉ុន្មានសោះហេតុអីខ្វះឆឹងជឿជាម្លេះថាឈីរុងជាអ្នកចាប់ផ្ដើមតែខ្វះឆឹងឆ្លើយថាខ្ញុំមិនបានជឿទេថាឈីរុងជាអ្នកចាប់ផ្ដើមខ្ញុំគ្រាន់តែជឿថាអ្នកចាប់ផ្ដើមច្បាស់ជាមិនមែនទ្រង់បើអង្គម្ចាស់ជាអ្នកសម្លាប់ក្នុងពិធីយប់នោះដោយយកលេបផ្សេងប្រហែលខ្ញុំអាចជឿស្ដេចរបស់យ៉ុងអានជាអ្នកដឹកនាំដែលមានគុណធម៌និងប្រជាជនគ្រប់ស្រឡាញ់តែផ្ទុយទៅវិញឡានឈៀនឈៀវនិយាយថាហេតុផលដែលទ្រង់ប្រាប់គេគឺយើងមិនអាចទ្រាំមើលពួកឯងគ្រងរាជបល្ល័ង្កការប្រកាសបែបនេះពីមនុស្សដទៃគឺពួកគេចង់បោះបោដណ្ដើមរាជតែការប្រកាសនេះដែលចេញពីទ្រង់គ្មានអីក្រៅពីបង្ខូចឈ្មោះខ្លួនឯងនោះទេស៊ីលៀននិយាយថាចុះបើជួនកាលក្នុងចិត្តរបស់គេពិតជាគិតបែបនោះមែនទោះជាគិតក៏ទ្រង់នៅតែមិនធ្វើសកម្មភាពស៊ីលៀនបែរមកចេញពេលខ្លះយើងមិនគួរស្រឡាញ់នរណាម្នាក់នឹងគិតថាគេម្នាក់នោះល្អឥតខ្ចោះពេកទេបើត្រឹមតែមើលពីចម្ងាយមិនចូលទៅពាក់ព័ន្ធមិនអីទេនៅពេលដែលបានចូលទៅក្បែរបានស្គាល់នឹងកាន់តែជិតស្និទ្ធថ្ងៃមួយយើងនឹងដឹងថាមនុស្សនោះមិនបានល្អឥតខ្ចោះដោយអ្វីដែលយើងគិតឬជួនកាលអាចផ្ទុយស្រឡះទៅវិញនៅពេលនោះអ្នកដែលខកបំណងគឺជាខ្លួនឯងតែហួឆឹងបដិសេធខ្ញុំមិនខ្វល់ទេថាអ្នកណាខកបំណងក៏ដោយតែសម្រាប់មនុស្សខ្លះមនុស្សតែម្នាក់ក្នុងពិភពលោកនេះវត្តមានរបស់គេគឺជាក្តីសង្ឃឹមទោះជាហួឆឹងមិនបានបញ្ជាក់ថាពាក្យមនុស្សខ្លះនិងមនុស្សតែម្នាក់នោះសំដៅដល់អ្នកណាតែសម្លេងរបស់គេគឺបញ្ជាក់យ៉ាងច្បាស់សៀលីមានអារម្មណ៍ថាបេះដូងលោតខុសធម្មតាពន្លឺនៃអ្វីម្យ៉ាងលេចឡើងអង្គម្ចាស់ស្រាប់តែសួរបញ្ជាក់ថាហួឆឹងជាអ្នកណាឲ្យប្រកាសហេតុអ្វីបានជាគេដឹងអំពីប្រវត្តិរបស់ឈីរុងនិងសៀលីនច្បាស់ម្ល៉េះហួឆឹងឆ្លើយថាទ្រង់ភ្លេចហើយគេមានចំណេះដឹងទូលំទូលាយតែសៀលៀនប្រកែកមិនដូចគ្នាទេគេទទួលអារម្មណ៍ថាខ្វះឆឹងជាមនុស្សដែលធ្លាប់ស្គាល់តាំងពីយូរមកហើយមុនពេលដែលគេឡើងឋានទេវតាលើកដំបូងទៅទៀតតែចាំមិនបានថាធ្លាប់ទៅជួបមនុស្សដែលមានមុខមាត់បែបនេះនៅកន្លែងណាខ្វះឆឹងនៅស្ងៀមប្រស័យភ្នែកប្រទាក់គ្នាមួយក្រឡេកទើបសៀលៀនភ្ញាក់ស្មារតីមកវិញប្រវត្តិរបស់ស្ដេចបិសាចមិនមែនជារឿងដែលចេះតែនិយាយបានទេដូច្នេះព្រះបត្រាប្រញាប់សុំទោសកុំប្រកាន់សម្ដីរបស់គេអីតាមពិតទៅខ្វះឆឹងជាអ្នកណាមិនសំខាន់ទេរំពេចនោះអ្នកទាំងពីរឮសំឡេងមនុស្សស្រីងាកទៅក្រោយក៏ឃើញថាជាទេវីយ៉ូក្នុងរាងកាយជាមនុស្សស្រីកម្លាំងទេពនិងសំណាងរបស់នាងខ្លាំងពូកែទើបបោះត្រូវលេខនិងនាំមកទីតាំងដែលត្រឹមត្រូវនាងមកជាមួយហ្វឹងស៊ីនគ្រាន់តែសម្គាល់ឃើញស៊ីលៀននៅជាមួយស្ដេចបិសាចភ្លាមអាទិទេពទាំងពីរក៏រត់មករកលើកអាវុធមុខមាំត្រៀមខ្លួនប្រកាសសង្គ្រាមស៊ីលៀនឃើញបែបនេះខ្លាចថាហ្វឹងស៊ីនបាញ់ពិតមែនក៏រហ័សឈានទៅមុខពាំងនិងបញ្យល់ថាខ្វះឆឹងទៅជួយគេប៉ុណ្ណោះគ្មានបំណងអាក្រក់ណាមួយទេតែខ្វះឆឹងទាញទ្រង់មកក្រោយវិញដែលធ្វើឲ្យទេពទាំងពីរអ្នកគាំងឈិងសៀនលើកផ្លិតចង្អុលដៃចុចសៀតផ្កាភ្ជាប់ទៅញៀនទេពមុននឹងនិយាយទាំងមុខភ័យសម្ដីលយថាខ្វះឆឹងភ្លៀងឈាមមកអល់ផ្កាកុំធ្វើឲ្យផ្ទៃផ្ដាណាភ្លើងជាវិមានសួររបស់លោកគឺជារឿងចៃដន្យបើលោកមិនពេញចិត្តអាចនិយាយគ្នាបានថាលោកនឹងរៀបចំទូទៅឲ្យវិញដោះលែងព្រះបត្រាមកនិយាយគ្នាតាមសម្រួលទៅសៀលៀនមានអារម្មណ៍ថាជ្រួតជ្រាបបំរុងនឹងហាមាត់បញ្យលម្ដងទៀតតែឈិងសៀនវាយភ្នែកជាសញ្ញាកុំឲ្យព្រះបត្រានិយាយទុកខ្វះឆឹងបកស្រាយខ្វះឆឹងដែលយល់កលៈទេសៈឈានមកមុខមួយជំហានចុះដែលជន់អ៊ូបញ្ជូនមនុស្សមកស៊ើបការក្នុងទឹកដីរបស់យើងនឹងមិនទាន់ទូទៅឡើយទេសៀលៀនទៅយល់ថាពួកគេកំពុងសម្ដែងឈិងសៀនមើលដឹងថាខ្វះឆឹងគេមានបំណងអាក្រក់តែពីលើគេធ្វើដោយម្ចាស់ក្រុងទៅប្លន់មនុស្សព្រោះចង់ទូទាត់បំណុលដើម្បីការពារកុំឲ្យគ្រប់គ្នានិយាយថាសៀលីមានចេតនារត់គេចទៅជាមួយគេខ្វះឆឹងយល់ពីបំណងរបស់ឈិងសៀនទើបចូលរួមសម្ដែងមួយឆាវដែរទៅ
បន្ទាប់ពីសម្ដែងហើយឈិងសៀនដាក់ដៃចុះគេបានបញ្ជូនប្រយោគមុននេះទៅឋានលើរួចហើយព្រះបុត្រាទ្រង់មិនយល់ទេថាបំណងល្អប៉ុណ្ណាក៏ដោយសម្ដីពីមាត់មួយទៅមាត់មួយថែមថយម្នាក់មួយម៉ាត់ចុងក្រោយនៅតែអាក្រក់ដដែលនឹងចឹងហើយអាក្រក់ពីដំបងតែម្ដងទៅចាប់ចប់ខ្វល់ឆឹងសរសើរថាគេយល់ស្ថានភាពឈិងសៀនលើកផ្លិតឡើងប្រកាសអីមិនអញ្ចឹងគេមិននឹងអាចមានរហស្សនាមល្បីនៅឋានលើបានទៅតែវាយកបែរទៅប្រាប់ឲ្យលោកមេទ័ពណានយ៉ាងដាក់ធ្នូចុះហ្វឹងសៀននៅស្ងៀមមិននិយាយអីដៃក៏មិនដាក់ចុះឈិងសៀនអះអាងថាដាក់ចុះបានហើយមិនឃើញទេឲ្យពួកគេស្និទ្ធស្នាលនឹងគ្នាតែហ្វឹងសៀននៅតែទទូចហៅព្រះបុត្រាឲ្យមកឈរក្រោយពួកគេឈិងសៀនដាច់អាបាត់ទេមនុស្សនេះអីក៏រឹងម្លេះប្រាប់ឲ្យដាក់ចុះមិនត្រឹមតែថានឹងមកទេឈិងសៀនថែមទាំងចូលទៅចាប់ដៃហ្វឹងសៀនគ្រាន់តែមានមនុស្សស្រីមកប៉ះភ្លាមហ្វឹងសៀនក៏ភ្ញាក់ទៅជាស្លុតជាងឃើញខ្មោចថយក្រោយ1លានម៉ែត្រគេធ្វើទឹកមុខដូចខឹងបន្តិចចង់ចងក៏បន្តិចបើកមាត់ជេររះជាក្បួនដង្ហែនឹងស្បាត់ថាឈប់ចូលទៅចិត្តនាងទៀតឲ្យជីវិតនេះដោយឡែកអ្នកបង្កហេតុបែរជាឈោធ្វើមិនខ្វល់នឹងរត់តែដើរចូលទៅចិត្តមានអារម្មណ៍ថានាងដូចជាកំពុងឆក់ជីវិតមនុស្សម្នាក់អញ្ចឹងបន្ទាប់ពីត្រូវហ្វឹងសៀនចាត់ទុកដូចជាចន្លេនឈិងសៀនក៏ឈប់ធ្វើបាបនិងបដូរទៅរាងកាយដើមគេសួររកឈៀនឈៀវតែស៊ីលៀនប្រាប់ថាឈៀនឈៀវទៅតាមចាប់បិសាចបេតុងឈីរុងដែលជាឃាតករពិតប្រាកដហើយបន្ទាប់មកព្រះបុត្រាក៏ប្រាប់ហ្វឹងសៀនថាឈីរុងម្នាក់នេះជាម្នាក់ដែលពួកគេស្គាល់នោះហើយហ្វឹងសៀនមិនដែលជួបបិសាចបេតុងផ្ទាល់ស្មានថាឈ្មោះដូចគ្នាជារឿងចៃដន្យពេលដឹងការពិតក៏ភ្ញាក់ផ្អើលគ្មានបិសាចឯណាដែលប្រើឈ្មោះពិតទេគេឈួតទេតែភ្លេចទៅថាឈីរុងឈួតហៅមកលឺពិតមែនការនៅជាអង្គរៈរបស់ព្រះបុត្រាហ្វឹងសៀននិងឈីរុងមិនដែលត្រូវគ្នាទេឈីរុងជាបុត្រារបស់ព្រះនាងដែលត្រូវជាអនុជពៅរបស់ព្រាហ្មណ៍មេដាស៊ីលៀនមួយថ្ងៃឈីរុងក៏តែតោងជ័យឲ្យស៊ីលៀនជាប់មិនរបេះពាក្យដែលចេញពីមាត់របស់គេគឺម្ចាស់បងជីដូនមួយរបស់អូនពូកែបំផុតតែគេស្លូតបននឹងស្ដាប់បង្គាប់តែស៊ីលៀនម្នាក់ប៉ុណ្ណោះជាមួយអ្នកដទៃឈីរុងជាក្មេងឆ្លើយជាលើបើហើយហ្វឹងសៀនជាមនុស្សត្រង់ឃើញមិនថាអញ្ចឹងមិនចេះទុកមុខឬអត់ធ្មត់ដូចស៊ីលៀនទេដូច្នេះហើយទៅគេតែងតែត្រូវឈីរុងធ្វើបាបនិងបង្ករឿងឲ្យឈឺក្បាលមិនចេះចប់មិនចេះហើយការនៅថយឈីរុងជាក្មេងកំណាចខូខើធំឡើងខ្លាចជាបិសាចចំតួមិនចម្លែកទេឈិងសៀនដែលឃើញពួកគេនិយាយដោយស្គាល់បិសាចបេតុងក៏ធ្វើមុខមិនយល់ស៊ីលៀនប្រាប់ថាឈីរុងជាប្អូនជីដូនមួយរបស់គេតែវាយកលើកមេដៃសរសើរតែម្ដងព្រះបុត្រាទ្រង់ពិតជាមិនធម្មតាមែនអាទិទេពចម្បាំងទិសនិរដីនិងទិសអាគ្នេយ៍ជាមិត្តចាស់របស់ទ្រង់អាទិទេពចម្បាំងទិសខាងកើតជាកូនសិស្សទេសភាពរាត្រីកូនភ្លើងបៃតងជាបងប្អូនជីដូនមួយភ្លៀងជាបង្អុរផ្កាជាបងប្អូនស្លាប់រស់និងខ្ញុំទេវីយោជាមិត្តរបស់ទ្រង់នោះអីមិនអស្ចារ្យទេថាហើយឈិងសៀនសើចស្ញេញស៊ីលៀនអស់សំណើចទេវីយោពិតជាមានអត្តចរិតដូចឈ្មោះមិនខុសគេជាខ្យល់ត្រជាក់ដែលផាត់យកពពកខ្មៅទៅបាត់ជំនួសមកវិញដោយអារម្មណ៍ធូរស្រាលដោយឡែកហွာឆឹងនិងហ្វឹងសៀនឮឃ្លារបស់ឈិងសៀនដែលថាភ្លៀងជាបង្អុរផ្កាជាបងប្អូនស្លាប់រស់ម្នាក់បង្ហាញទឹកមុខមិនយល់ស្របហ្វឹងសៀនប្រញាប់និយាយថាបើព្រះបុត្រាអស់កិច្ចការអីហើយត្រឡប់ទៅឋានលើរាយការណ៍គ្រប់យ៉ាងឲ្យបានត្រឹមត្រូវព្រោះពេលនេះព្រះអិននឹងគ្រប់គ្នានៅចាំលំនឹងបន្ថែមខ្វល់ឆឹងសើចគេស្មានថាអាទិទេពណានយ៉ាងជាមនុស្សត្រង់ក៏ពិតក៏ចេះនិយាយមិនចិត្តមិនឈៀងដែរតើបើចង់ប្រាប់ឲ្យព្រះបុត្រាកុំមកប្រឡូកប្រឡាក់ជាមួយស្ដេចបិសាចដូចជាគេហេតុអីមិននិយាយឲ្យចំឬមួយខ្លាចព្រោះមិនមែនទឹកដីរបស់ខ្លួនហ្វឹងសៀនតបទាំងមិនចាញ់បើដឹងខ្លួនក៏ល្អស៊ីលាលោកមកថាគេនឹងរាយការណ៍ទៅនៅពេលក្រោយនៅទីនេះបានជំនួយរបស់ខ្វះឆឹងទៅមនុស្សដែលត្រូវចាប់មកធ្វើជាចំណីទាំងអស់ត្រូវបានដល់លេងតែនៅសល់ប្រលឹងកូនខ្មោចមួយចំនួនបន្ទាប់ពីដោះស្រាយរួចស៊ីលានឹងបញ្ញាប់ត្រឡប់ទៅវិញហ្វឹងសៀនប្រាប់ថាទុកទីនេះគេចាត់ការសម្អាតខ្វះឆឹងអោបដៃមើលទៅតាមសមត្ថភាពរបស់ឋានលើសម្អាតដល់ខែក្រោយទម្រាំរួចហ្វឹងសៀនខឹងនិយាយដូចគេធ្វើមួយផ្លេតហើយអញ្ចឹងសង្គ្រាមពីសម្ដីឆាំងទៅឆាំងមកមិនចាញ់គ្នាឈិងសៀនសួរស៊ីលៀនតាមរយៈកស្រែភ្នែកថាពួកគេទាំងពីរនាក់មានរឿងអីតែស៊ីលៀនក៏វីក្បាលបំរុងនឹងបដូរប្រធានតបត់ខ្វះឆឹងស្រាប់តែទាញឆាត់មកពីណាមិនដឹងបើកឡើងស៊ីលៀនឆ្ងល់មេឃដូចជាមិនភ្លៀងទេហេតុអីក៏ស្រាប់តែបើកឆាត់តែខ្វះឆឹងផ្អៀងឆាត់ទៅខាងព្រះបុត្រាប្រាប់ថាចាំបន្តិចភ្លៀងឥឡូវហើយនិយាយចាប់ភ្លៀងភ្លាមឈាមស្រាប់តែធ្លាក់ពីលើមេឃហ្វឹងសៀនឈោតថ្មងដោយរូបចម្លាក់ជោគជាំពីក្បាលដល់ចុងជើងដោយឡែកឈិងសៀនថយក្រោយតាំងពីនៅសុកខ្វះឆឹងបើកឆាត់ម្លេះបើកំបាត់គេនិពន្ធមកអញ្ចឹងត្រូវថយតាំងពីមុនអ៊ំទូឈិងសៀនភ្ញាក់ផ្អើលនឹងអ្វីដែលបានឃើញភ្លៀងចម្លែកមករហ័សទៅរហ័សទេវីយោយកអាសាចូលទៅជូតមុខឲ្យហ្វឹងសៀនតែស្បៃរទេរតាយក៏កាន់តែបតាក់លើដើមស៊ីលៀនចូលមកសួរនាំទេពទាំងពីរប្រឹងទប់សំណើចខ្វះឆឹងដែលដើរបានប្រមាណជំហានសួរផ្ចាញ់មួយផ្លេតចឹងមិនដែរឬបែបនេះព្រះបុត្រាបែរក្រោយរត់ប្រមាណជំហានទៅចិត្តនឹងសួរថាខ្វះឆឹងទៅក្រុងខ្មោចមែនទេខ្វះឆឹងនិយាយថាក្រែងទ្រង់ត្រឡប់ទៅឋានលើវិញតែបើចង់ត្រឡប់ទៅក្រុងខ្មោចជាមួយខ្ញុំស្វាគមន៍ជានិច្ចស៊ីលៀនញញឹមពេលក្រោយចុះបើមានឱកាសគេនឹងទៅដើម្បីជួយជួសជុលវិមានសួរឡើងវិញតែម្ចាស់ក្រុងមិនព្រមតួនាទីរបស់អង្គម្ចាស់គឺអង្គុយមើលទៅបានហើយស៊ីលៀនអត់មកចោះយ៉ាងណាក៏ដោយបញ្ហារបស់ឈៀនឈៀវគឺត្រូវអរគុណដល់ខ្វះឆឹងតែគេនៅតែមិនដឹងថាសម្រាប់ចិត្តត្រូវឬអត់ប្រហែលគេមិនអាក្រក់ពេកទេដឹងខ្វះឆឹងតបមួយប្រយោគខ្លីកុំគិតច្រើនពេកទ្រង់គ្រាន់តែធ្វើអ្វីដែលត្រូវធ្វើប៉ុណ្ណោះបន្ទាប់ពីនោះស្រមោលបរោះឈុតក្រហមបែរក្រោយបក់ដៃលានិងរសាត់បាត់បន្តិចម្ដងស៊ីលៀនស្រាប់តែមានកម្លាំងចិត្តឡើងវិញបន្ទាប់ពីឈានឈាវចាចេញគេគិតតែអោនមុខចុះតែកម្លាំងចិត្តនេះស្រាប់តែមានមកពីណាមិនដឹងអ្វីដែលដឹងគឺវាអាចធ្វើឲ្យស៊ីលៀនងើបឈរត្រង់ខ្លួនសាជាថ្មីឈិងសៀនដើរមកចិត្ត
គេមិនដឹងថាព្រះបុត្រាទៅធ្វើយ៉ាងណាទៅបង្កើតមិត្តជាមួយភ្លៀងជាមង្អុលផ្កាបានទេតែអង្គម្ចាស់ពិតជាមានសំណាងណាស់សៀលៀនភ្ញាក់ផ្អើលជារឿងកម្រណាស់ដែលមានមនុស្សដើរមកប្រាប់ថាគេជាមនុស្សមានសំណាងបន្ទាប់មកសៀលៀនក៏ដើរទៅក្បែរនិងសុំទោសហ្វឹងស៊ីនចំពោះបញ្ហាមុននេះតែហ្វឹងស៊ីនអោនមុខចុះមកពីសមត្ថភាពរបស់គេនៅមានកម្រិតគ្មានអីដែលទ្រង់ត្រូវសុំទោសទេឃើញថាមានចំហាយសាទភ្លាមឈិងសៀនចូលមកផ្លឹបផ្ទះស្មាអ្នកទាំងពីរនាំយកបរិយាកាសធូរស្រាលមកវិញនិងបបួលពួកគេទៅពិនិត្យក្នុងលអាងម្ដងទៀតមុននឹងអ្នកទាំង3ត្រឡប់ទៅឋានលើគ្រាន់តែឈានជើងចូលដល់សំណាក់សិនអ៊ូភ្លាមអាទិទេពទាំងអស់កំពុងនៅជុំគ្នាភ្នែកគ្រប់គូសម្លឹងទៅសៀលៀនតែសៀលៀនមើលទៅជន់អ៊ូលើបល្ល័ង្កដៃម្ខាងឆ្លីសិតផ្កាបិទភ្នែកស្ដាប់លីងវិនកំពុងរាយការណ៍ពីមុនមិនសូវមានអង្គប្រជុំទេតែមួយរយៈនេះសំណាក់សិនអ៊ូមានរឿងជារៀងរាល់ថ្ងៃមិនដឹងទ្រង់ហត់នឿយយ៉ាងណាទេអាទិទេពម្នាក់និយាយថាខ្វាឈឹងហ៊ានខ្លាំងណាស់ដែលឡើងមកឋានលើហើយថែមទាំងចាប់មនុស្សទៅទៀតតើគេមានគំនុំអីជាមួយសំណាក់សៀនលឿមួយឈេងស្រាប់តែលោកមិត្តថាខ្វាឈឹងអាចនឹងមិនមែនមកដើម្បីទូទៅបំណុលក៏ថាបានព្រោះគេជាស្ដេចបិសាចឆេះវិមានសួរតែមួយជារឿងតូចតាចខ្លាំងណាស់ខ្លាចតែមានបំណងផ្សេងដោយការគិតមិនខុសមែនសំណាងឲ្យដែលឈិងសៀនដើរបានមុនមួយជំហានឈិងសៀនបញ្ញាប់តបការសន្ទនារវាងគេនិងខ្វាឈឹងគ្រប់គ្នាសុទ្ធតែឮគ្មានអីត្រូវសង្ស័យទៀតទេដែលច្រឡំស្មានថាខែនេះឋានសួគ៌ស្ថិតក្រោមការយាមកាមរបស់សំណាក់សៀនចិនឈិងសៀនសួរវាយបកថាអ្នកណាមើលការខុសត្រូវសុវត្ថិភាពឋានលើបណ្ដោយឲ្យមានហេតុការចាប់មន្ត្រីអាទិទេពកើតឡើងបានតែវាយខុសមនុស្សព្រោះនេះជាវេនរបស់សំណាក់មីងគង់ឯណោះភ័យមីងឆ្លើយថាជាកំហុសរបស់គេដែលធ្វេសប្រហែសទួលនីតិឈិងសៀនស្ងាត់មាត់អស់អីត្រូវនិយាយភ្លាមនោះលីងវិនប្រកាសប្រាប់គ្រប់គ្នាថាមានដំណឹងពីព្រះបុត្រាថៃខ្វាយគេកំពុងតាមចាប់ជនមង្គលហេតុពិតប្រាកដនៅយប់សម្លាប់រង្គាលក្នុងពិធីជប់លៀងពណ៌មាសដែលនេះធ្វើឲ្យគ្រប់គ្នាឆ្ងល់មានអ្នកទី3ឯតែព្រះបុត្រាថៃខ្វាមិនប្រាប់អីបន្ថែមមើលទៅសៀលៀនក៏គ្មានគម្រោងនិយាយដូចគ្នាទៅចុងក្រោយជន់អ៊ូបានត្រឹមចេញបញ្ជាឲ្យអាទិទេពមីងគង់ណានយ៉ាងនិងសៀនចិនជួយបន្តឹងការយាមកាមឲ្យបានដិតដល់រីឯគ្រប់គ្នាបំបីគ្នាទៅតាមសំណាក់វិញចុះដែលឡៃសៀលៀននៅសិនព្រោះត្រូវសួរនាំពីព្រះអិនមុននឹងចេញទៅមានសម្លេងខ្សឹបខ្សៀវបន្លឺឡើងតែតែបែបនេះរាល់ពេលដែលគេបង្កបញ្ហាព្រះអិននឹងនិយាយថាទ្រង់នឹងសួរចម្លើយដោយផ្ទាល់តែចុងក្រោយមិនឃើញមានអីកើតឡើងទេគេជាមនុស្សសំខាន់លើក្រោយមុននិយាយអីត្រូវប្រយ័ត្នប្រយែងតិចឯងមកដល់ដំណាក់ខាងក្រោយសៀលៀនអោនក្បាលសូមរាជទានទោសដែលនាំបញ្ហាឲ្យព្រះអង្គពិបាកតែព្រះអង្គមានបន្ទូលថាបញ្ហាដែលពិបាកពិតប្រាកដគឺនៅពេលដែលសៀនលឿមានអ្នកព្រមទទួលស្គាល់ថាខ្លួនជាឃាតករសៀលៀនស្ទាក់ស្ទើរបន្តិចមុននឹងរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងប្រាប់ជន់អ៊ូបន្ទាប់ពីស្ដាប់គ្រប់យ៉ាងជន់អ៊ូនិយាយថាដំណោះស្រាយដែលទ្រង់ប្រើក្នុងបញ្ហាមួយនេះគឺប្រឹងប្រែងទាំងអាសាបង់ពេលនេះថៃខ្វាបដូរគោលដៅទៅរកបិសាចបៃតងតែពេលដែលគេចាត់ការហើយច្បាស់ជាត្រឡប់មករកសៀលៀនដល់ពេលនោះគេនឹងប្រឈមមុខបែបណាតែព្រះបុត្រាមិនទាន់គិតដល់ឡើយទេគេមានរឿងសំខាន់ជាងដែលចង់សួរព្រះអិនថាតើទ្រង់ជាអ្នកបញ្ជូនទេពធរណីទៅបង្កប់ខ្លួននៅក្រុងខ្មោចមែនទេជន់អ៊ូឆ្លើយថាមែនហើយព្រោះខ្វាឈឹងបង្កប់កូនចៅនៅឋានលើមុនគ្រប់ព័ត៌មានរបស់ឋានលើតែងតែលេចលឺដល់ត្រចៀកខ្វាឈឹងយ៉ាងឆាប់រហ័សជាស្ដែងដោយពេលដែលគេឡើងមកសំណាក់របស់សៀលៀនអញ្ចឹងមានន័យថាគេដឹងទីតាំងរបស់សំណាក់នៅត្រង់ណាកន្លែងណាក្នុងឋានសួគ៌បើគ្មានបណ្ដាញនាំពាក្យគេមិនដឹងច្បាស់ដល់ម្លឹងទេសៀលៀនសួរថាតើព្រះអង្គមានអ្វីសំអាងទេជន់អ៊ូប្រាប់ថាដោយសារតែគ្មានផុសតាងទើបទ្រង់បញ្ជូនមីងអ៊ីទៅបង្កប់ខ្លួននៅឋានក្រោមមិនស្មានថាគេត្រូវចាប់បានមុនទោះជាសៀលៀនបានជួយគេពីខ្វាឈឹងចាប់ពីពេលនេះទៅវានឹងកាន់តែពិបាកគ្រប់គ្នាក្រៅពីសៀលៀនសុទ្ធតែជាជនបង្កប់សៀលៀនគិតក្នុងចិត្តបែបនេះឬទើបទ្រង់បញ្ជូនគេទៅក្នុងបេសកកម្មលើកនេះដូច្នេះមានន័យថាគ្រប់គ្នាទេវីយ៉ូមូឈីងហ្វឹងស៊ីនសុទ្ធតែជាជនបង្កប់ជន់អ៊ូនិយាយបន្តសៀលឿយើងដឹងថាពេលនេះទ្រង់ទុកចិត្តខ្វាឈឹងយើងគ្មានសិទ្ធិនិយាយថាមិត្តរបស់ទ្រង់បែបណានោះទេតែកុំធ្វេសប្រហែសឬប្រាប់គ្រប់យ៉ាងទៅគេដើម្បីខ្លាចជាស្ដេចបិសាចបានមនុស្សម្នាក់ត្រូវឆ្លងកាត់ការឈឺចាប់វេទនាដែលមនុស្សទូទៅមិនអាចទ្រាំបានយើងមិនដឹងថាគេមានគោលបំណងឬចង់ធ្វើអីតែគ្រប់យ៉ាងគ្រប់សកម្មភាពរបស់ឋានលើវាជាវិបត្តិដ៏ធំឬពាក្យវិបត្តិដ៏ធំសៀលៀនងើបមុខឡើងនិងនិយាយថាសាឡាងគេខ្វាឈឹងគេមិនអាចធ្វើរឿងហួសហេតុទេព្រះអង្គក៏ដឹងដែរថាគេមានអំណាចនិងយុទ្ធសាស្ត្រពូកែកម្រិតណាបើគេមានបំណងចង់បង្កចលាចលណាមួយគេច្បាស់ជាធ្វើយូរហើយបើគេគ្មានបំណងតាំងពីដំបូងតទៅមុខក៏គេមិនបង្កបញ្ហាដូចគ្នាបើគ្មានហេតុផលច្បាស់លាស់ជន់អ៊ូតបថាសង្ឃឹមថាបែបនោះចុះតែទ្រង់ក៏ដឹងថាយើងមិនអាចប្រថុយបានទេបន្ទាប់ពីចាកចេញពីសំណាក់សិនអ៊ូសៀលៀនដើរមួយតាមផ្លូវមកឈប់នៅមុខសំណាក់សៀលឿនៅលើទ្វារមានស្លាកពីរបិទខ្វែងគ្នាមុននឹងឈិងសៀនចេញទៅគេបានប្រាប់សៀលៀនថាសំណាក់ទ្រង់ត្រូវបិទបណ្ដាអាសន្នសិនព្រោះទ្វារនោះភ្ជាប់ទៅកន្លែងផ្សេងដូច្នេះសៀលៀនអាចទៅសម្រាប់នៅសំណាក់ឈិងសៀនបណ្ដាអាសន្នសិនតែបន្ទាប់ពីឈរសម្លឹងមួយសន្ទុះសៀលៀនបោះជំហានសម្ដៅទៅទ្វារធំហើយហក់កាត់ពពកជាច្រើនចុះទៅឋានកណ្ដាលលើភ្នំថៃឆាងនៅលើកំពូលភ្នំថៃឆាងធ្លាប់ជាកន្លែងសំណាក់គុនចំកណ្ដាលនគរសៀនលឿដែលជាព្រះវិហារបរិសុទ្ធព្រះវិហារបរិសុទ្ធគឺជាសំណាក់ហាត់ក្បាច់គុនជាន់ខ្ពស់ក្នុងនគរសៀនលឿលាតសន្ធឹងគ្រប់លំដាប់ផ្ទៃដីទាំងមូលនៃកំពូលភ្នំថៃឆាងឧទ្ទិសបូជាដល់ទេវតានិងអាទិទេពគ្រប់លំដាប់800ឆ្នាំមុនភ្នំថៃឆាងជាព្រៃនៃដើមស្លឹកមេផលក្រហមស្រស់ដោយអណ្ដាតភ្លើងនៅតាមដងផ្លូវមានប្រជាជនជ្រះថ្លាដែលយកដង្វាយទៅបួងសួងក្រោយមកបន្ទាប់ពីនគរដួលរលំប្រជារាស្ត្រជ្រះថ្លាក៏ក្លាយជាប្រជារាស្ត្រដែលខឹងសម្បាពួកគេនាំគ្នាទៅដុតកំទេចវិហារព្រះបុត្រាតែចុងក្រោយ
អណ្ដាតភ្លើងរៀលបណ្ដាលឲ្យចេះភ្នំទាំងមូលគ្មានសល់អីក្រៅពីផេះនិងដីខ្មៅតាមផ្លូវសៀលៀនប្រើហ្វាំងស៊ីនកាប់ឆ្ការមែកឈើធ្វើដំណើរអស់រយៈពេល6ម៉ោងតម្រូវមកដល់ក្រុងឆ្អឹងសំណាក់ព្រះបត្រារាជទាយាទនៅក្បែរនោះក៏មានអណ្ដូងចាស់មួយសៀលៀនមិនគិតច្រើនលោតចូលបាតអណ្ដូងជើងជន់ភក់តែមិនបានឈប់ត្រឹមនោះទេបន្តមុជចូលជ្រៅទៅក្រោមរាប់សិបម៉ែត្ររហូតជើងប៉ះដីរឹងគ្រប់យ៉ាងនៅជុំវិញខ្លួនងងឹតស្លុបសៀលៀនលើកដៃស្ទាបជញ្ជាំងសំឡេងទ្វាររបើកឡើងហើយបន្តលូនចូលតាមផ្លូវរូងតូចទៅដល់ចុងម្ខាងព្រះបត្រាប្រើវេទមន្តបំភ្លឺអណ្ដាតភ្លើងតូចល្មមគ្រាន់តែមានពន្លឺបន្តិចកន្លែងទាំងមូលស្រាប់តែមានពន្លឺត្បូងចែងចាំងដោយផ្កាយរាប់ពាន់ដួងរះបណ្ដេញគ្នាទីនេះគឺជាសាលវិមានក្រោមដីលើដំបូលមានដាំត្បូងរាត្រីនិងពេជ្រមិនគួរឲ្យជឿថានគរសៀនលឿមានភ្នោក្រោមដីបង្កប់ខ្លួនក្រោមភ្នំថៃឆាងត្បូងរាត្រីនិងពេជ្រទាំងអស់នោះជាគ្រឿងអលង្ការដែលមានតម្លៃបំផុតមួយគ្រាប់រស់ស្រួលមួយជីវិតតែសៀលៀនបែរជាមិនសូម្បីក្រឡេកមើលសម្រស់ពួកវានឹងដើរកាត់វិមានទាំងមូលសម្ដៅទៅបន្ទប់សម្ងាត់ខាងក្រោយក្នុងបន្ទប់សម្ងាត់មានមឈូសពីរនិងឈើឆ្កាងរូបមនុស្សស្លៀកពាក់ថ្លៃថ្នូរពាក់របាំងមុខមាសនិងដៃម្ខាងកាន់ដាវនេះជាមឈូសរបស់ព្រះមាតានិងព្រះបិតារបស់ទ្រង់ឃើញចានសំណែនទទេសៀលៀនលូកដៃទៅក្នុងជាយអាវនិងសុំរាជទានទោសគេមិនបានត្រៀមរបស់អីមកផ្ញើទ្រង់ទាំងពីរទេសៀលៀនអង្គុយផ្អែកនឹងមឈូសប្រាប់មាតាគេថាគេបានជួបជារុងបានសម្លាប់មនុស្សច្រើនណាស់គ្រប់គ្នាសុទ្ធតែចង់សងសឹកគេសូម្បីតែឋានលើក៏មិនលើកលែងឲ្យទោសរបស់គេដែរមុតមិនដឹងថាត្រូវដោះស្រាយជាមួយមនុស្សនេះយ៉ាងម៉េចពិតមែនភ្លាមនោះស្រាប់តែមានសំឡេងមនុស្សយំពីក្នុងមឈូសសៀលៀនស្ទុះក្រោកឡើងវិនាទីដំបូងគេស្មានថាជាមេដាតែអត់ទេទ្រង់មិនមែនជាប្រលឹងចងពៀននឹងបានទៅចាប់ជាតិយូរហើយសៀលៀនបើកមឈូសដៃកាន់ហ្វាំងស៊ីនក៏ស្រាប់តែឃើញក្រណាត់ខ្មៅគេទាញក្រណាត់ចេញបង្ហាញឲ្យឃើញរាងកាយក្មេងប្រុសម្នាក់អង្គុយយំញ័រដោយកូនសត្វក្រណាត់ខ្មៅនោះជាសម្លៀកបំពាក់ត្បាញពីសូត្រនៃដង្កូវកម្រសរសៃសូត្រត្បាញជាមួយថង់ឱសថក្រអូបម្យ៉ាងសម្រាប់ដាក់ក្នុងមឈូសរក្សាសាកសពឲ្យនៅស្រស់ដូចមនុស្សមានជីវិតទុកបានរាប់ពាន់ឆ្នាំនៅពេលដែលក្មេងម្នាក់នេះកំពុងពាក់ក្រណាត់នោះចុះមាតារបស់គេនៅឯណាសៀលៀនតក់ស្លុតតែមិនហ៊ានគិតច្រើនប្រញាប់សួរក្មេងតូចថាមាតារបស់គេនៅឯណាតើឯងបានធ្វើអីជាមួយរាងកាយរបស់ទ្រង់តែក្មេងតូចគិតតែយំញ័រមិននិយាយពេលដែលសៀលៀនលើកគេចេញឃើញមានម្សៅពណ៌សជ្រុះពីសម្លៀកបំពាក់និងនៅសល់ខ្លះក្នុងមឈូសពិភពលោកហាក់ឈប់ដើរសៀលៀនទន់ជង្គង់ក្បែរមឈូសខួរក្បាលទទេស្អាតនៅពេលដែលសូត្ររក្សាសាកសពត្រូវទាញចេញតើសាកសពរាប់រយឆ្នាំនឹងក្លាយជាអ្វីព្រះបត្រាបានត្រឹមលើកដៃខ្ទប់ក្បាលហឹងត្រចៀកភ្លាមនោះរាងកាយក៏ទទួលបានចំហាយគ្រោះថ្នាក់សៀលៀនបែរខ្លួនលឿនដូចពន្លឺដៃស្ទុះចាប់ផ្លែដាវងារមនុស្សក្នុងសម្លៀកបំពាក់ឈើឆ្កាងមិនដឹងថាមកឈរទីនេះយូរប៉ុណ្ណាសៀលៀនប្រើដៃទាំងពីរបំបាក់ផ្លែដាវនិងស្ទុះទៅទះមនុស្សនោះមួយទំហឹងដំបូងគេស្មានថាជាអ្នកលួចកោះភ្នោតែក្មេងតូចស្រាប់តែចូលទៅចិត្តនឹងហៅប្រុសម្នាក់នោះថាពុកសៀលៀនទើបតែចំណាំបានថានេះជាឪពុកកូនពីរនាក់ដែលត្រូវចាប់ធ្វើជាអាហារក្នុងឡានបិសាចឈីរុងបន្ទាប់ពីសម្បកកាយរលួយអស់ឈីរុងបានចូលសន្ធិដ្ឋរាងកាយបរិម្នាក់នេះដើម្បីកុំឲ្យឈានឈាវតាមចាប់បាននិងរត់គេចមកភ្នូក្រោមដីរបស់នគរសៀនលឿក្រៅពីរាជវង្សរបស់សៀនលឿគ្មានអ្នកក្រៅឬមនុស្សធម្មតាណាអាចមករកកន្លែងនេះឃើញជាដាច់ខាតបើទោះជារកឃើញក៏ប្រើពេលវេលាយូរឈីរុងយកក្មេងនេះមកជាមួយទុកធ្វើជាចំណីពេលដឹងថាជានរណាហើយសៀលៀនស្រែកឲ្យឈីរុងចេញពីរាងកាយនេះភ្លាមឈីរុងសើចដូចមនុស្សឈួតម្ចាស់បងជាដូនមួយយើងជួបគ្នាទៀតហើយពិតជាមាននិស្ស័យមែនខឹងម៉េះធ្វើដូចចាក់ឲ្យបងអាចងាប់អញ្ចឹងសៀលៀនដាល់ឈីរុងពីដៃភ្នែកឡើងសរសៃមេដាយើងចិញ្ចឹមក្បាលឯងបែបណាតែឯងបែរជាធ្វើបែបនេះដាក់ទ្រង់សៀលៀនតែងតែគោរពនិងទន់ភ្លន់ជាមួយមនុស្សគ្រប់គ្នាតែសម្រាប់ឈីរុងនេះម្នាក់គេទន់មិនចេញពិតមែនមនុស្សនេះពិបាកប្រដៅណារាល់ពេលដែលជួបជាមួយឈីរុងសៀលៀនចាំបាច់ដោះចរិតសៀលៀនចេញនិងដាក់ចរិតហ្វឹងស៊ីនចូលភាពទន់ភ្លន់ជ្រុះអស់រលីងឈីរុងមានថាមពលមួយយ៉ាងដែលអាចធ្វើឲ្យសៀលៀនឆ្លើយដោយមិនដឹងខ្លួនបិសាចបៃតងមិនតនិយាយបញ្ឈឺព្រាមាទៅឆាចូលទីបង្គត់យូរហើយសពឬធាតមានអីខុសគ្នាកាត់នៅក្នុងមឈូសដដែលតាគ្រាន់តែបដូរតម្រង់ម្ចាស់បងទួញសោកបោកខ្លួនចុះពេលសម្រាប់អានលឿមុខម៉មជាងនេះឆ្ងាយណាស់បងចេះមុខពីរដែរមនុស្សចង្រៃដូចជាទ្រង់នៅមានមុខហ៊ានមកទួយសោកមុខភ្នោរាជវង្សសៀនលឿទៀតសៀលៀនសង្កត់ជើងកាន់តែខ្លាំងទោះមាត់ក្អួតឈាមក៏មិនអាចខាត់សម្ដីឆ្កែរបស់ឈីរុងបានដែរគេបែរជាកាន់តែសើចចំអកត្រូវហើយបែបនេះទើបសំជាម្ចាស់បងវាយគ្មានបណ្ដៃសម្រាប់គ្មានសំណោះកុំបន្ទូដៃព្រះគ្រូជាទីគោរពចិត្តល្អបរិសុទ្ធឃើញហើយគួរឲ្យខ្ពើមដោយឡែកក្មេងតូចដែលមិនដឹងអីឃើញសៀលៀនវាយឪពុករបស់គេក៏គិតតែយំខ្លាំងឡើងក្នុងកែវភ្នែកគេពេលនេះសៀលៀនជាទួចិត្តអាក្រក់ព្រះបត្រាស្រែកឲ្យឈីរុងបញ្ញាប់ចាញ់មិនអញ្ចឹងគេនឹងដកបលឹងតាមអណ្ដាតតាមក្បួនតម្រាអណ្ដាតជាឬគល់ការទាញប្រលឹងខ្មោចព្រៃបិសាចគេនឹងទាញតាមអណ្ដាតរបស់រាងកាយដែលពួកអមនុស្សសន្ធិដ្ឋឈីរុងបែរជាលៀនអណ្ដាតឌឺថែមសម្រាប់មកយើងមិនខ្លាចទេជីវិតនេះទ្រង់គ្មានថ្ងៃរកឆ្អឹងយើងឃើញទេយើងខំកំទិញម្ដាយរបស់ទ្រង់ហើយមិនសម្រាប់យើងទេក្មេងតូចស្ទុះទៅអោបជើងសៀលៀនយំកាន់តែខ្លាំងនឹងញើខ្លួនសុំគុំសម្រាប់ពុករបស់ខ្ញុំអីសៀលៀនសម្រួលដង្ហើមចង់តែកំតិចក្បាលឈីរុងទេតែមិនអាចឈីរុងឃើញបែបនេះកាន់តែបានចិត្តមនុស្សបរាជ័យហេតុអីក៏ទ្រង់កំសាកម្លេះសៀលៀនកញ្ឆោរាងកាយឈីរុងក៏វត្តទៅលើដីមួយទំហឹងឃើញគេខឹងបិសាចបៃតងកាន់តែសប្បាយចិត្តទោះត្រូវដូរនឹងអំពើហិង្សាក៏មិនធ្វេសឃើញទេនេះហើយមុខពិតរបស់ទ្រង់លើលោកនេះគ្មានអ្នកណាស្គាល់កាយ៉ាវទ្រង់ច្បាស់ជាងយើងទៀតទេធ្វើខ្លួនគួរឲ្យអាណិតអ្នកណាក៏អាចជន់ឈ្លីបានតែការពិតទ្រង់នៅតែមានអំនួតនិងទ្រាំមិនបាននៅពេលដែលមានអ្នកថាឲ្យទ្រង់កំសាមិនយើងចាក់ចាំបេះដូងឯងចាំអីទៀតសម្រាប់យកឥឡូវមក
ពាក្យសម្ដីលក់លើញុះញង់ជាមួយនឹងសម្លេងសើចដោយមនុស្សឈួតធ្វើឲ្យភាពអត់ធ្មត់របស់ស៊ីលៀនឈានដល់ទីបំផុតចំណងផ្លាកលោហៈធាតុស្រមោលដៅហ្វឹងសៀនលើកឡើងកណ្ដាលអាកាសហើយទម្លាក់ចុះ